សហគ្រាសចិញ្ចៀទទួលការវាប្រហារមិនអាចទប់ទល់ជាមួយសម្ពាធបានលោកវ៉ាន់ហាយក៏បានធ្វើអត្តឃាតសម្រាប់ខ្លួននាយកលោកសមាជិកនៅក្នុងសហគ្រាសចិញ្ចៀបាននាំគ្នាសុំលាលែងពីការងារសិតតែពុតប្រមាថឆ្កែថ្មីក្រុមហ៊ុនគ្មានផលប្រយោជន៍គេធ្វើបាក់នេះដាក់ខ្ញុំនេះចំនួនតាមឆ្នៃកប៉ាល់ក៏ត្រូវពួកកំណត់អាក្រក់គ្រប់គ្រងដែរព្រមទេយើងត្រូវទៅសមុទ្រដើម្បីដោះស្រាយនាយកមួយរយៈនេះទទួលសម្ពាធធំណាស់តើត្រូវការសម្រាប់ពី3ថ្ងៃចាំនិយាយគ្នាដែរទេយើងមានសិទ្ធិសម្រាប់ដែរមែនទេថាម៉េចរកឃើញអ្នកនាងទី2ហើយគេណែនេះនៅក្រុងហៃឆិនរកនាងឃើញនៅពេលនេះគឺជាព្រមលិខិតហើយអញឆាប់រៀបចំទេខ្ញុំប្រញាប់ទៅជួបគេចាបងនាងបងបាននិយាយថាឲ្យតែគាត់បានឡើងតំណែងនោះនឹងសុំខ្ញុំរៀបការដើម្បីគាត់ខ្ញុំបបការសិក្សានៅសាកលវិទ្យាល័យជើងឆាងនៅស្រុងពេលនេះគឺមកដល់ហើយយើងអាចទទួលស្នេហាដ៏ស្មោះបានហើយបងលេងបងរៀបការជាមួយបងទៅខ្ញុំយល់ប្រាប់បងលេងបងនេះពួកបងលេងបងអញមានថ្នាក់ជាស្អីដែរប្តីរបស់ខ្ញុំក៏សមនឹងឯងហើយដែរប្តីរបស់នេះបងលេងបងនេះមិនមែនជារឿងប៉ាត់ទេតែមិនដែរទេលូអាន់ស៊ីនាងគ្រាន់តែជាអ្នកអនាម័យតូចទាបចំណែកខ្ញុំគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុននាងគិតថានាងស័ក្តិសមនឹងខ្ញុំដែរទេប៉ុន្តែពេលមកប្រាប់ខ្ញុំថាពួកយើងមកក្រុមហ៊ុននេះនឹងឲ្យខ្ញុំមកខែបងបានចឹងនាងជាមនុស្សស្អប់បង្គាប់ណាស់តែខ្ញុំឲ្យនាងធ្វើក៏នាងធ្វើតាមនាងគឺជាឆ្កែមែនទេនាងសិនលេងបងខ្ញុំមានចិត្តស្មោះចំពោះបងបាច់ជំនាញល្បិចដាក់ខ្ញុំតើបងសោកដែរទេលូវ៉ាន់ស៊ីនាងមើលសភាពរបស់ខ្លួនឯងទៅនាងប្រកាសជាដឹងខ្លួនឯងច្បាស់ហើយជាអ្នកជំនួយហើយក៏ជាកូនអភិជនដែរហើយនាងមានឋានៈស្អីទៅមនុស្សធម្មតាគេដឹងពីវិធីជ្រើសរើសច្បាស់ណាស់គ្រាន់តែជាតំណែងអភិជនគឺអាចមើលរំលងមនោសញ្ចេតនាយើងអស់រយៈពេល3ឆ្នាំមែនទេមនោសញ្ចេតនាខ្មោចយកស្អីលូវ៉ាន់ស៊ីខ្ញុំប្រាប់នាងចុះមនោសញ្ចេតនាជាស្រីអនាម័យគ្មានតម្លៃទេបានខ្ញុំទិញឡានឲ្យបង30ម៉ឺនបងឲ្យមកខ្ញុំវិញមកមនោសញ្ចេតនារបស់ខ្ញុំទុកថាឆ្កែស៊ីទៅចាហ៊ានចេះប្តីយើងផងហីចង់បានលុយមែនទេនេះគឺ10000យកទៅហារលេខបាត់មុខយើងទៅចាប់ពីថ្ងៃនេះទៅអ្នកត្រូវយើងមិនដឹងចេញពីការងារនេះហើយលូវ៉ាន់ស៊ីឲ្យលុយទៅនាង10000ចាត់ទុកថាឲ្យកិត្តិយសនាងពេកហើយឆ្កែញ៉ៃឈ្មោះរបស់ឯងពីក្បាលនេះនឹងមិនជប់រឿងល្អជាដាច់ខាតបើសិនជាយើងឲ្យឱកាសមួយទៅឯងត្រូវការដែរទេស្មានមកដល់សោះថាបងស្រីលោកបានហៅយើងលាក់ខ្លួនដល់ថ្នាក់នេះសោះអ្នកជាអ្នកនេះមិនក៏មកដូចខ្ញុំម្លេះឯងគឺជាបងស្រីរបស់យើងជាកូនភ្លុកប្រកាសជាមុខមកដូចគ្នាហើយមិនក៏ខ្ញុំមិនដឹងថាខ្លួនមានបងស្រីអ្នកនាងទី2អ្នកនាងគឺជាអ្នកនាងទី2គ្រូសាលូអ្នកនាងលូរកអ្នកនាងអស់2ឆ្នាំហើយទីបំផុតក៏បានរកឃើញនេះតាមមានរឿងអីទេឯងមិនចាំជារឿងធម្មតាទេព្រោះពេលដែលឯងត្រូវគេបីយកទៅនោះទៅតែអាយុ1ឆ្នាំប៉ុណ្ណឹងត្រូវគេបីទេបានន័យថាយ៉ាងម៉េចអ្នកនាងទី2អ្នកនាងលូជាថាការរបស់ជាជាគ្រប់ជាអ្នកមានហ៊ុនធំបំផុតសហគ្រាសជាជាឯងក៏មានសិទ្ធិដែរព្រោះឯងជាអ្នកនាងទី2ឯងអាចជំនួសខ្ញុំជាអ្នកកាន់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុននេះមិនបានទេខ្ញុំគ្រាន់តែជាអ្នកអនាម័យខ្ញុំមិនអាចទេយើងបានសើបឯងហើយឯងគឺជានិស្សិតរបស់សាលាឆានស៊ីងធីត្រូវបានលោកគ្រូវាយតម្លៃឲ្យជាអ្នកដែលមានស្នាដៃឆ្នើមស្ដាយណាស់ដើម្បីប្រោះថោកទាបម្នាក់ឯងបបង់អនាគតវិញឆ្ងាយដកខ្លួនចេញពីការសិក្សាយើងសួរឯងដើម្បីប្រោះថោកទាបម្នាក់ឯងធ្វើជាអ្នកអនាម័យមិនពេញលេញឯងស្ដាយក្រោយទេស្ដាយក្រោយណាស់វាសនារបស់ខ្ញុំមួយជាតិនេះគឺត្រូវមនុស្ស5ម្នាក់នេះបំផ្លាញអស់បានអញ្ចឹងយើងឲ្យឱកាសឯងសងសឹកឯងព្រមដែរទេខ្ញុំព្រមសិនលេងវ៉ាំអរគុណដែលឯងឲ្យខ្ញុំដឹងពីមនោសញ្ចេតនានៅមុខមាត់ក្នុងសង្គមដែលមានតម្លៃមិនដូចគ្នាថ្ងៃនេះឯងប្រមាថមើងយើងនឹងតបវិញជា100ដងសូមវិញ្ញាណចាទទួលអ្នកនាងទី2ត្រឡប់ទៅផ្ទះចាស្វាគមន៍អ្នកនាងទី2ត្រឡប់ទៅផ្ទះចាប់ពីថ្ងៃនេះទៅឯងគឺជាឋានៈដឹកនាំសហគ្រាសចិញ្ចៀគ្រប់ការងារនៅក្នុងក្រុមហ៊ុនទាំងអស់ឯងគឺជាអ្នកទទួលខុសត្រូវបងមិនខ្លាចខ្ញុំធ្វើឲ្យខូចខាតរឿងក្នុងក្រុមហ៊ុនទេក្នុងខ្លួនឯងក៏មានឈាមគ្រួសារលោកយើងជាលើឯងមានសមត្ថភាពអញ្ចឹងខ្ញុំត្រូវធ្វើអ្វីដែរទេខ្ញុំប្រញាប់ទៅដោះស្រាយកិច្ចការនៅហៃឆិនពេលនេះអ្វីដែលគួរធ្វើនោះគឺជំនួសខ្ញុំដើម្បីកាន់ការនៅក្រុមហ៊ុននេះនៃរបស់បងចង់ថាខ្លាចធ្វើជារូបបងនេះឯងនិយាយថាអញ្ចឹងក៏បានឯងអាចប្រាស្រ័យនៅក្នុងក្រុមហ៊ុនសហគ្រាសចិញ្ចៀធ្វើនៅអ្វីដែលឯងចង់ធ្វើសងឡងគឺជាជំនួយការក្រៅពីខ្ញុំគ្មានអ្នកណាមានសិទ្ធិសម្រេចចិត្តជួឯងនោះទេបានខ្ញុំយកស្រាប់ជាមួយបង
ត្រៀមទៅយើងត្រូវឡើងយន្តហោះឥឡូវនេះចាសិននាងហ្វង់និងស៊ីយ៉ៃយើងនឹងឲ្យពួកឯងដឹងថាអ្វីទៅហេតុថាមានលុយពិតប្រាកដនៅនាងទី2សូមយានតើខ្ញុំគួរធ្វើយ៉ាងម៉េចទេអ្នកនាងក្រៅពីគ្រប់គ្រងនៅសហគ្រាសរបស់យើងនៅមានរឿងមួយទៀតអគ្គនាយកលូសង្ឃឹមថាអ្នកនាងជំនួសគាត់ទទួលមង្គលការនេះលេងសាយទេមែនទេលូវ៉ាន់ហ្វុងឆ្កត់ទេទោះបីជាយើងមកដូចគ្នាក៏ដោយតែពួកយើងជារឹកលក្ខណៈមកដូចគ្នាសោះឡើយនេះអ្នកនាងទី2ទុកចិត្តចុះអ្នកនាងលូបានគ្រប់គ្រងសហគ្រាសនេះដើមឡើយមិនដែលចេញក្រៅទេក្រៅពីអ្នកដែលគាត់ជឿជាក់គ្មានអ្នកណាដឹងពីប្រវត្តិរបស់គាត់ទេសូម្បីតែគូភាគីម្ខាងទៀតរបស់អ្នកនាងក៏ដោយក៏គាត់មិនដឹងដែរលោកស្រីបាននិយាយឲ្យថាអ្នកនាងត្រូវតែរៀបមង្គលការក្រុមផ្សេងទៀតគឺអ្នកនាងអាចសម្រេចចិត្តបានគ្រាន់តែធ្វើតាមដំណើរសាច់រឿងមែនទេចុះអ្នកដឹកខ្ញុំរៀបការជាមួយជាអ្នកនេះអ្នកកាន់កាប់សហគ្រាសគូឈ្មោះគូធីងឈិនមកមកស្អាតមែនប្រហែលមិនមែនជាមនុស្សប្រុសថោកទៀតទេអ្វីថានាយកគូនៅលីវនឹងប្រតិកម្មចំពោះមនុស្សស្រីមនុស្សគេគឺល្អជាងមនុស្សដែលអ្នកនាងស្គាល់ទៅទៀត នាឡិកា100,000អូនក៏ហ៊ានទិញដែរ ប្រកាសហើយខ្ញុំមិនមែនជាមនុស្សស្រីដែលមិនបានការក្ររហាមនោះឯណា អាយ៉ាឈប់រំលឹកពីអ្នកអនាម័យនឹងទៅស្រឡាញ់ជាមួយនឹងគេគឺសយខ្លាំងណាស់ថ្ងៃក្រោយបងនឹងមើលថែអូនឯងឲ្យបានល្អ គួយស្អប់ណាស់មនុស្សថោកទៀតពីរនាក់នេះចាំចេះដោះស្រាយអង្គការលោកបានហើយចាំមកកាត់បញ្ជីជាមួយពួកអញចាកុំរត់ជប់លៀបធ្វើស្អីហ្នឹងអញលេចចឹងទេជួយខ្ញុំផង ប្រុសម្នាក់នេះគេគឺជាកូនដណ្ដឹងរបស់លោកវ៉ាន់ហ៊ុនទេ នាងត្រូវការប៉ុន្មានក៏ខ្ញុំហ៊ានឲ្យនាងដែរហេតុអីនៅជាមួយនឹងស្រីម្នាក់នេះខ្ញុំគ្មានអារម្មណ៍លេងទេលោកមិនអីទេលោកមិនតាប្រាប់ខ្ញុំទេថាលោកណែនេះរូបរបស់គេស្អាតជាងរូបថតទៅទេម្នាក់នេះពិតជារៀបការជាមួយលោកវ៉ាន់ហ៊ុនមែននេះហើយមិនអីទេមិនក៏ចែកដល់ម្លេះខ្ញុំយកខំខានទេ អរគុណដែលបានជួយខ្ញុំ1លានតើគ្រប់ដែរទេថាម៉េច1លាននេះ តិចណាស់មែនទេ20000មកស្អាតបានតែគាត់ក្បាលមានបញ្ហាបានលោកដឹងខ្លួនហើយក៏ប្រញាប់ចេញនាងមិនត្រូវការលុយអញ្ចឹងនាងត្រូវការអីដែរទេស្អីក៏ខ្ញុំមិនត្រូវការដែរនេះយកកៅអៅលោកទៅវិញទេត្រូវការឲ្យខ្ញុំសងនាងបែបនេះមែនទេណាហើយចាត់ទុកថាអរគុណដែលជួយខ្ញុំទៅចាអានេះសំដៅបាញ់មិញនេះគឺខ្ញុំរអិលជើងនោះទេខ្ញុំមានលុយខ្ញុំពិតជាអាចឲ្យនាងបានមែនបានលោកយកលុយនោះមកឲ្យខ្ញុំគាត់តែយកលុយនោះទៅមកគូក្បាលរបស់លោកទេខ្ញុំមានពិតមែនណានាយកគូយកមិញខ្ញុំបានលើថាលោកត្រូវគេវិបកតាមមែនទេខ្ញុំទើបតែត្រឡប់មកពីស្រុកវិញមិនទាន់បានប្រហែលថ្ងៃផងក៏ត្រូវគេវិប្រហាទៅស៊ើបមើលថាអ្នកណាធ្វើឲ្យបែកការចានាងមានរឿងអីទៀតដែរទេក៏នៅរឿងលោកម្ចាស់បញ្ជូនឯកសារមកភ្ជាប់ពីលោកម្ចាស់គូថាគាត់បានរកគូសកលមកហើយដូច្នេះសូមលោកត្រូវតែទទួលពិធីមង្គលការនេះយើងមានប្រតិកម្មចំពោះមនុស្សស្រីលោកម្ចាស់គូមិនមែនមិនដឹងទេនាងទៅផ្ដាច់ពីរឿងមង្គលការនោះតាចានាយកគូខ្ញុំគឺជាក្រុមហ៊ុនជីងយាគ្រូបានហូបអាហារពេលយប់ដោយការដេញថ្លៃរបស់សហគ្រាសគឺមានការវាប្រហារនៅប្រពៃពិធីមិនទាន់ចប់ក៏បាត់ខ្លួនទៅអ្នកក៏លោកវ៉ាន់ហោតាមមែនទេលោកវ៉ាន់ហោតែហើយគឺខ្ញុំមើលទៅមុខមាត់ធម្មតាសោះប៉ុន្តែចង់មករៀបការជាមួយនឹងតកាយខ្ញុំផងហ្នឹងគាត់ទិញចិត្តអញនេះមកដាក់ពាក្យមែនទេបើចង់ដាក់ពាក្យហ្នឹងមិនមកដល់ខ្លួនឯងទេដូចជាមិនទុកមកពេកហើយនាយកគូខ្ញុំគឺជាអគ្គនាយកធំនៅសហគ្រាសនេះអ្នកស្មានថាស្រីយ៉ាងម៉េចក៏អាចជួបគាត់បានដែរមែនប្រកោស្អីម្នាក់នេះសំបីតែពិធីជប់លៀងខ្លួនឯងសម្រេចមិនតាន់ចាប់ផងអ្នកប្រកោនោះមានអីអត់ចាស់ទេអ្នកចង់បានន័យថាម៉េចរៀននៅទីផ្សារសំអាងទៅលើនាងចេះអីដែរទេចុះនាងវិញនោះមនុស្សស្រីដែរឬក៏អាននាងដៀខ្ញុំដូចជាដៀខ្លួនឯងអញ្ចឹងនាងណៃចាស់បើចង់ដកក៏ដកទៅការដែលខ្ញុំមកនេះគឺចង់ធ្វើកិច្ចសហការជាមួយនឹងពួកនាងបើតាមទេមិនចាំបាច់ល្អជាងនេះនាងមានអំណត់ក្រាន់បានអស់សហគ្រាសជាងជាមកសហការជាមួយនឹងយើងនាងអានស្អីទៅសំអាងលើយើងជាប្រធានសហគ្រាសគឺជានាងមែនទេនេះជាគូដែលដឹងរបស់ខ្ញុំមែនទេលោកគឺគូទិញចិត្តមែនទេយេមង្គលការមួយនេះយើងត្រូវតែការឆាប់យកឯកសារមកចំពោះមង្គលការមួយនេះខ្ញុំលែងផ្ដាច់ពីហើយនេះអ្នកទាំងពីរស្គាល់គ្នាតាមមែនទេអំបញ្ញមិញអ្នកនាងលូនិយាយថាអាចជួយភីហ៊ុនជាជាបានមែនទេមិនខុសទេលោកនាយកគូលោកកំចាញ់បោកនាងអសោះនាងនិយាយបែបនេះលោកក៏ជឿដែរមិនខ្លាចចាញ់បោកនាងទេហីអញ្ចឹងនាងនិយាយមកយកបានយ៉ាងម៉េច
ថាម៉េចភាគហ៊ុនទាំងអស់រំសាយហីចំនួនភាគហ៊ុនទាំងអស់មានការវាប្រហារលោកគ្រូនេះ ខ្ញុំស្ដាប់ឮអស់ហើយប្រកាសឲ្យម្ចាស់ពីហ៊ុនទាំងអស់ចូលរួមប្រជុំភ្លាម ចា អ្នកនាងនោះខ្ញុំមានការប្រយ័ត្នរឿងមង្គលការចាំថ្ងៃក្រោយចាំនិយាយគ្នា ចាំមកភ្លេង អ្នកនាងនោះមានការអីមែនទេ ខ្ញុំអាចក្រុមហ៊ុនរបស់ខ្ញុំមកជួយលោកក្នុងគ្រាអាសន្នពេលនេះបានសម្ដីអួតខ្លាំងណាស់សហគ្រាសចេញយាគឺធំខ្លាំងណាស់ណាគេមិនបានមកស្ដាប់សម្ដីនាងនោះទេខ្ញុំនិយាយអួតឬអន់ចាំមក5នាទីទៀតនឹងដល់ហើយនេះលោកម្ចាស់គូប្រយ័ត្នទៅប្រជុំតែបើនៅតែបន្តទៀតនោះអាចនឹងធ្វើឲ្យខុសតាមធម្មតាទេ អ្នកនាងគូនិយាយថា5នាទីយើងត្រូវចាំ5នាទីហើយ លោកនាយកគូថាទៅតែលោកនាយកគូសហគ្រាសរបស់យើងត្រូវបានសហគ្រាសចេញយាចូលហ៊ុន200លានដើម្បីស្ដារកុំឲ្យមានបញ្ហាលោកនាយកគូមិនក្បាច់ទូរស័ព្ទអញ្ចឹងឬមកខាងគេមិនព្រមជួយទេខ្ញុំដឹងគេប្រកាសជានិយាយប្រាប់តា នាយកសងយល់ព្រមហើយចូលហ៊ុនដល់ទៅ200លាន បានន័យថាម៉េចនេះ ហើយបានជាអ្នកនាងដឹងថាសហគ្រាសចេញយាព្រមចូលរួមជាមួយពីហ៊ុនខាងខ្ញុំ ឆារឿងអីគេមិនដឹងនោះនេះគេហៅថាឆ្មាលោកសេត្រីអាំងគេចង់អូននាយកគូចេញចេះតែនិយាយសម្ដីផ្ដាច់អញ្ចឹងហើយនេះទុកថាខ្ញុំជាឆ្មាលោកសេត្រីអាំងមែនទេចាំខ្ញុំចាំតោះ មិនខ្វល់ថាយ៉ាងណាទេខ្ញុំនៅតែអរគុណអនាគតប្រពន្ធរបស់ខ្ញុំ អ្នកនេះជាប្រពន្ធរបស់លោកទេខ្ញុំ ក្រែងនេះមកទីនេះព្រោះតែរឿងភ្ជាប់ពាក្យមែនទេហេតុអីក៏ខ្ញុំឲ្យមនុស្សស្រីចេញមុខមុននោះគូជាយានខ្ញុំនឹងចូលដណ្ដឹងដោយផ្ទាល់សង្ឃឹមថានាងនឹងមិនចំទាស់ទេ លោកនាយកគូលោកច្បាស់ហើយថាត្រូវតែរៀបការ គេអនាគតប្រពន្ធរបស់ខ្ញុំប្រយ័ត្នសម្ដីបន្តិចផង តើហេតុអីទៅគេគ្រាន់តែនិយាយផ្ដាស់ដោយចៃដន្យប៉ុណ្ណោះទេ សហគ្រាសដែលជាអ្នកគ្រប់គ្រងនោះគេត្រកូលអី ក៏ត្រកូលលោកលោកគូលោកប្រហែលជាមិនមែនគិតថាគេជាអ្នកចំនួនក្រៅដែលគ្រប់គ្រងជំនួយនេះទេមកទៅរកគេមិនសមនឹងនាយកដាក់ក្លាហានរឹងមាំនោះទេគេអាច យើងមិនដែលឃើញរូបរាងមុខមាត់គេទេរឿងគេជាអ្នកស្នងតំណែងត្រកូលលូឬអត់នោះតែសំអាងលើការនិយាយអំបញ្ញមិញរបស់ប្រពន្ធខ្ញុំដូចជាមានរឿងអីចម្លែក ខ្ញុំថាគេខ្ជិលដល់គេមិនចេះបែងចែកថ្នាក់ខ្លួន បើសិនជាយើងគិតថាគេបែបនោះមែនយើងក៏សើពីគេទៅ ចា លោកយាយប្រហែលជាមិនចង់ឲ្យខ្ញុំរៀបការជាមួយមនុស្សស្រីធម្មតានោះទេ អ្នកនាងដល់ពេលត្រូវប្រជុំសហគ្រាសនៅសង្ឃឹមថាអ្នកនាងនឹងបានលេចមុខហើយនឹងផ្ដល់កិត្តិយសឲ្យដើម្បីទំនាក់ទំនងច្បាស់លាស់នាយកលុះរបស់ពួកនាងពិតជាចាំមែនហើយនេះក្នុងដៃគឺមានសន្លឹកបៀដ៏ល្អបើសិនខាងគេណាខ្ញុំច្បាស់ជាទៅជាមិនខាននោះទេម្យ៉ាងទៀតការជួបជុំនៅយប់នេះខ្ញុំភីហ៊ុនគឺថែមដល់ទៅ100លានឯនោះចាអ្នកនាងទី2អ្នកនាងពិតជាប្រកែកស្មានមែនខាងគេដកភីហ៊ុនច្រើនបែបនេះធ្វើឲ្យតម្លៃរបស់យើងឡើងខ្ពស់បានភីហ៊ុនច្រើនទៀតអ្នកនាងធំថាការសម្រេចចិត្តរបស់អ្នកនាងពិតជាប្រកែកមែនដល់ពេលនោះអ្នកនាងរៀបការជាមួយអ្នកប្រកូចាប់ដាច់គ្នាបានរីកចម្រើនហើយគ្រាន់និយាយថារៀបការនាងគឺគ្រាន់តែស្រង់ស្ថានភាពទេការងារចាត់ចាញ់ហើយនោះខ្ញុំនៅប្រកបតែឲ្យបងស្រីរៀបការហើយមែនហើយគឺអញ្ចឹងមែនយើងបានរៀបចំជូនអ្នកនាងទៅយប់នេះមិនបាត់ទេខ្ញុំតែខ្លួនឯងលេស៊ីហ្វុងនាងសុយិនពីមុនឯងប្រមាថមើងងាយយើងយ៉ាងនេះថ្ងៃនេះយើងចុះមកវិញទាំងអស់នោះគឺលោកវ៉ាន់ស៊ីដែលត្រូវគេមិនដេញចេញហើយមិនក៏មកទៅវិញពិតមែនហើយគឺគេនឹងហើយជាអ្នកតាក់ទាញអ្នកប្រុសចំជាអត់គេខ្មាស់មែន លូវ៉ាន់ស៊ីនាងមកយ៉ាងម៉េចបាន លោកនៅមានមកមកដាក់គ្រប់ទៅទីរឿងអីខ្ញុំមកមិនបាន នាងត្រូវខ្ញុំបោះបង់ចោលហើយមិនអស់ចិត្តសុំទោសផងពេលនេះខ្ញុំបានរៀបការរួចហើយនៅតែអូនទាញខ្ញុំគ្មានផ្លូវនោះទេ ខ្ញុំហ្នឹងឯងមិនដាច់ចិត្តពីលោកនោះលោកគិតថាខ្លួនឯងនេះស្រាប់មានមែនទេ លូវ៉ាន់ស៊ីថ្ងៃនេះគេរៀបចំកម្មវិធីសំខាន់គ្មានពេលមកវិញទេនាងឆាប់ចេញទៅ បាទខ្ញុំទៅបានខ្លាចតែពិធីនេះប្រាប់ឡើងមិនបាននោះទេ នាងមានជំងឺមែនទេនាងជាមនុស្សចង្រៃណានាងមានជំងឺមែនទេនាងជាមនុស្សចង្រៃណាបើសិនជានាងឈឺមែននោះឲ្យគេព្យាបាលទៅកុំមកបបាក់មុខយើងនៅទីនេះអី សេលីហ្វុងអញពិតជាគិតថាឯងនេះអាចចុះនៅទីនេះដូចជាហងមានស្លាប់យើងប្រាប់ឯងទៅចាស់ការយកសັບទាំងថ្ងៃរបស់ឯងនេះត្រូវបានបំផ្លាញហើយ លូវ៉ាន់ស៊ីថ្ងៃនេះបើនាងហ៊ានតែអុកឡុកនោះខ្ញុំមិននឹកលេងឲ្យនាងទេ អ្នកណាមកលើកលែងអញអ្នកណាមិនតាន់ប្រកាសនោះទេនេះ អាឡូអូនសំឡាញ់ បងសម្លាញ់គេចាក់តាមហើយណាបងនៅណា បងនៅខាងក្រៅបងចិត្តទៅហើយយើងជិះបញ្ចេញកំណត់ជាមួយនាងណានាងឆាប់ចេញទៅចេញឲ្យឆ្ងាយពីសហគ្រាសនេះយើងទៅហើយ អត់បាត់គេលោកស្រីលូលោកស្រីស៊ូខ្ញុំសូមណែនាំឲ្យស្គាល់នេះគឺជាប្តីរបស់ខ្ញុំសិននីងហ្វុង អ្នកស្រីទី3រីនេះបានស្គាល់ លោកសិនមានប្រាជ្ញាឆ្លៀវវៃស័ក្តិសមជាគូស្នេហ៍ដែលល្អឥតខ្ចោះពិតមែនសហគ្រាសនេះអាចចូលមកចិត្តសហគ្រាសចិញ្ជាអនាគតទៅគឺវិញឆ្ងាយណាស់លោកស្រីសរសើរពេកហើយសហគ្រាសនេះយើងនេះនៅត្រូវពឹងផ្អែកលោកស្រីទាំងពីរហើយអញ្ចឹងពឹងលោកទាំងពីរជួយនិយាយពីលោកប្តីខ្ញុំពីរបីម៉ាត់ផងទុកចិត្តចោះខ្ញុំរលឹកពីគ្រូសានាងការជួបជុំយប់នេះច្បាស់ជាបានជោគជ័យមិនខានទេអរគុណ
បាច់ជាគេមកហើយបានជាគេ ទុកឲ្យបងទៅដេញនាងជី អ្នកនាងម្នាក់នោះគឺកុំចាប់អារម្មណ៍អីលោកស្រីទាំង3នាក់បន្តទៀតទេ ណែ សៀលីហ្វុងឯងធ្វើអីហ្នឹង លូវ៉ាន់ស៊ីក្រែងខ្ញុំដេញឲ្យនាងចេញទៅហើយតាមិនក៏ចូលមកទៀត បើជាមនុស្សធម្មតាយើងអាចចូលមកបានដែរមែនទេយើងត្រូវតែចូលមកបានតែមានការអញ្ជើញយ៉ាងមានកិត្តិយស នាងមានការអញ្ជើញដែរទេនាងនឹងថាអ្នកនៅទីនេះលំដាប់ប៉ុណ្ណាទេ លំដាប់អីទេសឹកតែមានជើង2លោកឯងមានជើង4តាមមិនដែរទេហ្នឹង មនុស្សនៅទីនេះសុទ្ធតែជាអ្នកមានមុខមកក្នុងសង្គមនាងគ្រាន់តែជាអ្នកអនាម័យខ្ញុំប្រាប់នាងយកបនទៅចុះកុំមកបង្ករឿងអី សៀលីហ្វុងមិនក៏ខ្ញុំមិនចាប់ដឹងថាលោកគឺជាមនុស្សដែលព្រាមមិនស្មើនឹងសត្វឆ្កែអញ្ចឹង លូវ៉ាន់ស៊ីមនុស្សគេដើរទៅលំដាប់ខ្ពស់អ្នកណាទៅមើលចុះក្រោមទៅដូចជានាងនេះពួកយើងខាតពេលមែនខ្ញុំទុកពេលឲ្យនាង1នាទីឆាប់ចេញទៅបើមិនអញ្ចឹងទេកុំថាខ្ញុំមិនគួរសមឲ្យសោះ អញ្ចឹងខ្ញុំក៏ចង់ដឹងដែរថាមនុស្សប្រុសដែលចាំតែតោកទៅក្បិនមនុស្សស្រីមិនគួរសមដាក់ខ្ញុំយ៉ាងម៉េចបាន លូវ៉ាន់ស៊ីយើងនៅជាមួយនាង3ឆ្នាំហើយកុំមកខ្មៅយើងបាយនាងអី លោកហេនេះសៀនអ៊ីហ្វុងបានរៀបការហើយនាងនៅតែមកអូសទាញទៀតគេគឺជាមនុស្សដែលនៅក្បែរខ្លួនអញ្ចឹងនាងដឹងទេខ្ញុំមកទីនេះក៏ប្រុសតែគេប៉ិតមែនខ្ញុំមកទីនេះគឺជាការប៉ិតមែនប៉ុន្តែខ្ញុំមកគឺប្រុសតែចង់មើលឃើញថាពេលវេលាណាទៅគេព្រមលឹកជង្គង់វងខ្ញុំទេលោកវ៉ាន់ស៊ីនាងនៅតែមិនអត់ចិត្តទេបានជាមកអូសទាញបែបនេះតើនាងមានន័យយ៉ាងម៉េចទៀតមនុស្សគ្មានបាត់កាយនឹងប្រុសថប់ទីមនេះទៅគេជារបស់ដែលមានតម្លៃខ្ញុំគ្រាន់តែឃើញគេគឺទៅភ្នែកខ្ញុំទៅហើយ លូវ៉ាន់ស៊ីនាងកុំគិតថានិយាយប្រមាណម៉ាត់នោះធ្វើឲ្យខ្ញុំចាប់អារម្មណ៍នាងឲ្យសោះពួកយើងបានបែកគ្នាដាច់ស្រឡះហើយ យកកំណត់លោកចេញទៅវិញទេកុំគិតថាខ្លួនឯងគឺជាមនុស្សអត់ចេះពេលនេះខ្ញុំឃើញលោកខ្ញុំចង់តែក្អួតទី អូនមើលនាងនិយាយចុះ លោកវ៉ាន់ស៊ីថ្ងៃនេះគឺជាពិធីអបអរកិច្ចសហការខ្ញុំគឺជាថ្ងៃល្អបើសិនជាតិចទីសំអាងនឹងអនាម័យឯងនេះមិនអាចសងបានទេកម្មវិធីកំតិចកំទីបែបនេះទុកថាជាថ្ងៃសម្ភាររបស់សហគ្រាសពួកនេះនេះមកទៅសហគ្រាសរបស់នាងតើមានអីអត់ចាស់ទេនាងកម្មវិធីតូចតាំងមិនដឹងថាអ្នកនាងគឺជាអ្នកនាងធំអស្ចារ្យមកពីណាខ្លាំងធំម្ល៉េះនាងច្រមុះនាងក៏មើលងាយកម្មវិធីនេះឲ្យសោះណាបើទៅតាមច្បាប់ទម្លាប់អ្នកណាអាចឈ្នះនៅកម្មវិធីយប់នេះចាំយើងទទួលបានពានរង្វាន់ធំពីសហគ្រាសចិញ្ចៀអនុញ្ញាតឲ្យយើងទទួលយកគម្រោងសហការហើយនោះសហគ្រាសនេះនឹងបានហោះទៅឋានលើហើយអ្នកនាងនេះថ្ងៃក្រោយកុំភ្លេចអសោះណាមកឃើញបងប្រហែលអ្នកនេះផងពួកបងទៅចាត់ចាស់មើលធានាក្រហមបែបនេះខ្លាចតែមិនដឹងថាសហគ្រាសចិញ្ចៀថាជាស្អីតែដឹងមើលទៅនោះគេគ្រាន់តែជាអ្នកអនាម័យនៅក្រុមហ៊ុនយើងហ្នឹងគេមិនថាខ្ញុំត្រូវរើសមកជាលំដាប់ថ្នាក់លេខ1តាមទៅអ្នកអនាម័យអីខ្ញុំស្ដាប់ច្រឡំទេមែនទេអ្នកនាងនេះគ្រាន់តែជាស្រីអនាម័យហ៊ានមកដណ្ដើមសង្សារជាមួយនាងផងនេះនោះគឺគេស្ម័គ្រចិត្តតែខ្ញុំខំរកក្រុមជោគបាយហើយគេមិនសិតស្អីមកប្រៀបធៀបជាមួយខ្ញុំទេអញ្ចឹងតែអ្នកណាថាទីកម្រងមួយនេះនឹងឲ្យនាងមានសិទ្ធិកាត់ភាគហ៊ុនធំនោះការពិតមនុស្សលំដាប់ទៀតដូចកង្កែបក្នុងដងអញ្ចឹងនាងប្រហែលជាមិនដឹងទេថាសហគ្រាសចិញ្ចៀនេះគឺជាច្បាប់ចាស់តែប៉ុណ្ណោះទេ លូវ៉ាន់ស៊ីនាងនឹងមិនយល់ទៀតមែនទេឆាប់ចេញពីទីនេះកុំឲ្យបាក់មុខអី ខ្ញុំមិនយល់ទេប៉ុន្តែខ្ញុំអាចកែច្បាប់នេះបានហើយយ៉ាងម៉េចហ្នឹងអាចកែច្បាប់បានអញ្ចឹងឯងជាស្អីដែរទៅពិតមែនហើយនឹងគ្រាន់តែជាអ្នកសម្អាតសោះរងចាំខ្លួនអញវេទនាប៉ុណ្ណាអញមិនសិតអីមកនិយាយជាមួយនឹងយើងទៅអ្នកនាងនាងតាមមកតើគេគឺមានកំណត់ចាក់ឲ្យប្រធាននាយកនេះខុសប្រក្រតីទៅហើយដូច្នេះហើយនាងកុំចាញ់បោកគេឲ្យសោះណាតែច្រើនពេកហើយខ្ញុំមិនអាចយកគេទុកក្នុងកែភ្នែករបស់ខ្ញុំទេទុកថានេះគឺជាការសម្ដែងល្ខោនឲ្យពួកយើងមកទៅចាស់ចៃដន្យមែនខ្ញុំក៏មិនបានយកនាងទុកកែភ្នែកដែរអស់មែនហើយបាននិយាយឲ្យចាំទេគឺខ្ញុំមិនបានទុកនរណាម្នាក់នៅក្នុងកែភ្នែកខ្ញុំនោះទេហ៊ានប្រហើនផងឯងនារីឈួតមកពីណានិយាយសម្ដែងបែបនេះស្រីចង្រៃនាងមានដឹងទេថានាងកំពុងនិយាយជាមួយអ្នកណាមិនដឹងទេអីតែអ្នកទាំងអស់គ្នាមានដឹងថាខ្ញុំជាអ្នកណាទេនាងជាអ្នកអនាម័យរបស់ខ្ញុំច្រើនឆ្នាំមកហើយអ្នកណាមិនដឹងថានាងមានឋានៈជាស្អីនោះ លូវ៉ាន់ស៊ីគេស្គាល់ពីនាងអស់ហើយខ្ញុំសួរនាងតើពេលនេះនាងអុកឡុកគ្រប់គ្រាន់ហើយណា អ្នកនាងក្រែងកិច្ចសហការថ្ងៃនេះគឺជារឿងអាកំបាំងរបស់ក្រុមហ៊ុនជីងយីហីបន្តិចទៀតក៏នឹងមកដល់បើឲ្យគេនៅអុកឡុកបន្តទៀតនោះលទ្ធផលខ្ញុំមិនហ៊ានគិតទេណាឡើងបានស៊ីនាងចង់មកស្លាប់មែនទេយើងនៅបំពេញបំណងនេះអ្នកគៀមឆាប់មកចាប់ទៅចង់ទៅធ្វើអីនេះលេងយកភ្លាម តើអ្នកណាហ៊ានប៉ះគេតា ធ្វើអីនេះលេងយកភ្លាម តើអ្នកណាហ៊ានប៉ះគេតាមិនអីទេមែនទេ មិនអីទេតែប្រគូបានន័យថាម៉េចហ្នឹងមិនក៏ចេញមកជួគេ នាងនិយាយត្រូវរឿងរបស់នាងខ្ញុំជាអ្នកសម្រេច អ្នកប្រគូនេះបានន័យថាចង់ប្រឆាំងជាមួយខ្ញុំតាមមែនទេ ប្រឆាំងនឹងនាងស៊ីយ៉ាទោះបីឪពុករបស់នាងឈរនៅទីនេះក៏គេមិនហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរ ពូធីងឆិនលោកមិនត្រូវបានណាបានន័យដាក់ខ្ញុំទេបើសហគ្រាសមានគេមកជួបជុំបែបនេះហេតុអីត្រូវរំលងគ្រួសារនាងទេលោកពូមិនគួរជួយអ្នកអនាម័យម្នាក់នេះទេច្រើនឆ្នាំមកនេះសហគ្រាសគូតែចាប់ពីថ្ងៃនេះទេសហគ្រាសនេះនឹងចាប់ផ្ដើមសហការជាមួយនឹងក្រុមហ៊ុនជីងយីដល់ពេលនោះយើងចាំតែមើលទេលោកយកស្អីមកប្រកួតជាមួយខ្ញុំលោកគូ
បើលោកនិយាយបែបនេះហើយលោកមិនត្រឹមតែមើលស្រាសហគ្រាសនេះទេអញ្ចឹងបានន័យថាលោកក៏មកຕົកមុខដល់ពួកយើងដែរ មុននេះអ្នកទាំងអស់គ្នាធ្វើខុសហេតុរឿងអីខ្ញុំត្រូវយកអ្នកទាំងអស់គ្នាមកទុកក្នុងកែបភ្នែកនោះ លោកគូខ្ញុំហៅហេតុមុនយ៉ាងម៉េចខ្ញុំយល់ទេតើពួកយើងប្រមាណអ្នកនេះប៉ះពាល់ដល់លោកត្រង់ណា ពួកនាងធ្វើបាបគេដោយប្រឆាំងជាមួយនឹងគ្រួសារខ្ញុំ ខ្ញុំអត់លោកកន្លែងយើងតែយើងចង់បដៅគេជារឿងត្រឹមត្រូវហើយចុះលោកគូចង់យ៉ាងម៉េចវិញ អ្នកនាងគង់គឺគ្រួសាររបស់ខ្ញុំគឺជាអ្នកជ្រើសរើសឲ្យមកធ្វើជាប្រពន្ធរបស់ខ្ញុំ លោកនិយាយថាម៉េចហ្នឹងអ្នកជាប្រពន្ធរបស់លោកហីខ្ញុំស្ដាប់ច្រឡំមែនទេអ្នកគ្រាន់តែជានារីបោះសម្បត្តិម្នាក់ដែលខ្ញុំបណ្ដេញចេញពីក្រុមហ៊ុនមិនស្មានថារសនិយមរបស់លោកទៀតម្លឹងសោះ អ្នកអនាម័យមែនទេ លោកនាយកគូខ្ញុំមិនទាន់បានរាយការណ៍ប្រាប់លោកនៅឡើយទេថាអ្នកនាងលូជាអ្នកបោះសម្បត្តិអនាម័យ មើលទៅនាយកគូមិនទាន់ដឹងពីឋានៈពិតរបស់ប្រពន្ធគេទេប៉ាត់ជានារីដែលមានល្បិចទៀតសូម្បីអ្នកប្រុសគូក៏ត្រូវអ្នកបោកបានដែរខ្ញុំតាំងពីដើមមកគឺមិនដែលលាក់បាំងប្រវត្តិរបស់ខ្ញុំនោះទេនាយកគូគេឈ្មោះលើវ៉ាន់ស៊ីមិនមែនលើវ៉ាន់វ៉ាទេគឺជាអ្នកដែលមានលំនៅលំដាប់ទៀតហ៊ានមកប្រមាថបែបនេះអ្នកពិតជាបោកប្រាស់អ្នកមិនបានប្រមាថខ្លួនមែន បិទមាត់ប្រពន្ធរបស់ខ្ញុំនាងក៏មិនចេះលូកមាត់ នាយកគូខ្ញុំ បាយស៊ីអើខ្ញុំឲ្យនាងទៅស៊ើបប្រវត្តិគេនាងបាយនិយាយបង្ខូចគេតើនាងមានល្បិចអី លោកនាយកគូខ្ញុំមិនចិត្តស្មោះចំពោះលោកចង់ជួយឲ្យលោកយល់គឺនាយកគូគេមានចិត្តស្មោះចំពោះលោកព្រោះខ្លាចគេបោកលោក មិនថាគេមានប្រវត្តិបែបណាទេឲ្យតែខ្ញុំសម្រេចចិត្តគេជាប្រពន្ធរបស់ខ្ញុំហើយអាយ៉ានាយកគង់គេគ្រាន់តែជានារីអនាម័យទើបតែត្រូវខ្ញុំទាត់ចោលមិនបានជាខ្លាចជាប្រពន្ធលោកទៅវិញតើឯងមានសិទ្ធិអីវាតម្លៃភ្នែករបស់យើង នាយកគូគេគឺជាប្តីរបស់ខ្ញុំលោកនិយាយបែបនេះមិនទុកមកឲ្យខ្ញុំទេ ពួកនាងធ្វើបាបប្រពន្ធរបស់ខ្ញុំក៏មិនទុកមកឲ្យខ្ញុំដែរ អញ្ចឹងតើបានជាយុគនេះបានចិត្តខ្លាំងដល់ម្លឹងការប៉ັດបានអ្នកប្រកគូជាក្នុងមួយអាចសោះគឺជាខ្ញុំដាំឡើយមិនដែលពឹងពេលណាទេតែបើជានាងទៅវិញទេកុំស្មានថាបានសហគ្រាសជានិយាយជួយនាងគិតថាក្រាន់បានមែនទេគាត់តែខ្លួនឯងក្រាន់បានឯលោកវិនស៊ីនាងអាចសួរគេតែគាត់មិនដឹងនាងក៏បានដែរអត្តន័យកម្មវិធីយុគនេះគឺជាស្អីទេ អត្តន័យនោះគឺសហគ្រាសជានិយាយបានប្រកួតពីហ៊ុនឲ្យសហគ្រាសពួកយើងហើយសហគ្រាសគូរបស់ខ្ញុំមិនអាចប្រៀបស្មើនឹងសហគ្រាសជានិយាយមែនតែសហគ្រាសខ្ញុំមានអនាគតវែងឆ្ងាយ លោកគូធ្វើបែបនេះគ្មានអនាគតទេដល់ពេលនោះកុំស្ដាយក្រោយអសោះណាសម្រាប់ខ្ញុំគឺមិនចាំបាច់ដល់ពេលនោះទេពេលនេះខ្ញុំអាចប្រកាសបានថានៅក្នុងយុគនេះអ្នកដែលឈ្នះភាគហ៊ុនធំបំផុតនោះគឺសហគ្រាសគូអូហូ នាងគិតថានាងជាស្អីទៅគិតថាសហគ្រាសជានិយាយនៅក្នុងបាតដៃរបស់នាងមែនទេ នាយកនេះលោកប៉ាមកហើយហ៎ គូទីងឈិញនៅកន្លែងយើងឯហ៊ានក្រអើក្រទមផងចង់មកផ្លាញ់កម្មវិធីមែនទេនាយកនេះខ្ញុំគ្មានចេតនាទេតែខ្ញុំត្រូវការពីអនាគតប្រពន្ធរបស់ខ្ញុំអនាគតប្រពន្ធនាយកគូបើខ្ញុំទីមិនខុសទេគេគឺជាអ្នកអនាម័យដែលក្រុមហ៊ុនរបស់ខ្ញុំបានបណ្ដេញចេញមនុស្សឋានៈទាបបែបនេះលោកនាយកលោកនៅតែលើកដំកើងថាជាប្រពន្ធរបស់លោកទៀតនាយកនេះខ្ញុំចាត់ទុកថាលោកជាព្រឹទ្ធាចារ្យតែបើលោកនៅតែមើលងាយអនាគតប្រពន្ធរបស់ខ្ញុំទៀតក៏មិនទោសថាខ្ញុំមិនទុកមកឲ្យអសោះនិយាយមិនសមគួរគូទីងឈិនឯងថ្ងៃនេះចង់ជន់ក្បាលយើងមែនទេ ឪពុករបស់ឯងក៏ដូចគ្នាមិនឈ្នះយើងផងឯងសំអាងអីឯងគិតថាឯងគ្រាន់តែជាក្មេងចំនួនក្រោយចង់សហការជាមួយនឹងក្រុមហ៊ុនជាយាផង មិនខុសទេខ្ញុំគឺសហគ្រាសជានិយាយជាអ្នកកាន់ហ៊ុនធំមិនខុសទេខ្ញុំគឺសហគ្រាសជានិយាយជាអ្នកកាន់ហ៊ុនធំ គូទីងឈិញឯងពិតជាមានគំនិតទាបមែនអីបន្តិចក៏ជឿស្រីដែរសម្បាំងថាខ្លួនឯងគឺជានាយកជាយាឯងត្រូវជាសមម្ល៉េះនាយកនេះនិយាយស្អីខ្ញុំមិនយល់ទេខ្ញុំមកទីនេះគឺគ្រាន់តែការពារគូនឹងតែខ្ញុំប៉ុណ្ណោះ គូធីងឈិនយើងគ្រប់ឯងព្រោះឯងជាអ្នកជំនឿដល់ពូកែយើងឲ្យតម្លៃឯងខ្ពស់ពេកហើយមនុស្សចេះដូចជាឯងនេះយើងនឹងឈានតើកុំដកឯងដល់ទីបញ្ចប់លោកលើកដំកើងខ្លួនឯងពេកហើយដើមឡើយលោកមិនដែលទុកខ្ញុំក្នុងខ្សែភ្នែកទេគូទីងឈិនយើងទុកមកឲ្យឯងរហូតមិនចង់ឆ្លោះជាមួយឯងទេបើឯងចាំបាច់ត្រូវអុកឡុកនោះអញ្ចឹងថ្ងៃក្រោយនោះយើងនឹងធ្វើឲ្យឯងរើខ្លួនលេងរួចហើយបាញ់មិញលោកថាខ្ញុំប្រហែលតែលោកវិញតែប្រហែលជាខ្ញុំទៅទេបាញ់ចឹងខ្ញុំប្រាប់ទៅចាស់យុគនេះសំបីតែការរើខ្លួនក៏គ្មានដែរសម្រាប់សហគ្រាសនេះហើយអ្នកដែលឈ្នះគ្រប់គ្នាក្នុងយុគនេះគឺគូធីងឈិនលើវ៉ាន់ស៊ីនាងល្បំឈប់សម្ដែងទៀតទេបានទេអាចបច្ចុប្បន្នថាខ្លួនឯងជាអ្នកកាន់កាប់សហគ្រាសជាយាមិនខុសទេគឺជាខ្ញុំ នាងនិយាយតែផ្ដោះសំបីតែសមាជិកសហគ្រាសជាយាមិនហ៊ានបង្ហាញមុខផងអ្នកយាមឆាប់ចាប់គេយកទៅវាយទៅអ្នកណាហ៊ានប៉ះពាល់គេនោះពួកឯងធ្វើអីសំបីតែម្ចាស់ពួកឯងជាអ្នកណាពួកឯងលេងស្គាល់ហើយនាយកគូលោកម្នាក់ធ្វើជាសត្រូវរបស់នាយកនេះខ្លាចគេឈ្មោះលោកត្រូវអាប់អោនណា បាយសៀតាមពិតនាងគឺជាមនុស្សក្បត់ លោកនាយកគូបើលោកនាយកគូចង់បន្តខ្ញុំមកចោលលោកប្រែប្រួលត្រៀបការជាមួយនឹងស្រីបែបនេះបាយសៀខ្ញុំមានកន្លែងណាដែលមិនដូចទេ តាំងពីចុងសក់ដល់ចុងជើងនាងគ្មានកន្លែងណាដូចគេទេតាំងពីចុងសក់ដល់ចុងជើងនាងគ្មានកន្លែងណាដូចគេទេលោកប្រកូមកតែចំនួនរបស់លោកត្រូវចាប់ធ្វើសារជាថ្មីហើយខ្ញុំដាស់ទឿនលោក
គួរតែប្រញាប់ដឹងខ្លួនទៅ នាងចាប់ដៃជាមួយនឹងគេហើយមែនទេអញ្ចឹងតើបានសហគ្រាសគូមានបញ្ហា មែនហើយនាយកគូពេលនេះលោកដឹងហើយតើវាយ៉ាងម៉េចវិញ គូទីងឈិនសូម្បីតែមនុស្សក្បែរខ្លួនឯងក៏ក្បត់ឯងដែរឯងមានពាក្យអីចង់និយាយទៀតទេថ្ងៃនេះយើងសូមប្រកាសចាប់ពីថ្ងៃនេះតទៅសហគ្រាសរបស់យើងនឹងក្លាយជាសត្រូវរបស់សហគ្រាសគូយើងនឹងធ្វើឲ្យពួកឯងចាប់ផ្ដើមជាថ្មីចាក់ចេញពីទីក្រុងនេះ មានអំណត់ខ្លាំងណាស់អញ្ចឹងលោកច្បាស់ហើយមែនទេថាលោកមានសមត្ថភាពបែបនេះ ចាប់ពីយប់នេះទៅយើងនឹងសហគ្រាសជានិយាយបានចុះកុងត្រាគ្នារួចរាល់ហើយនាងនិយាយទៅមើលដល់ពេលនោះសហគ្រាសរបស់យើងតើមានអីពិបាកទៀតទៅនាងនិយាយទៅមើល ចង់សហការជាមួយខ្ញុំតើមានសួរខាងខ្ញុំដែរទេខ្ញុំពេលនេះអាចខុសទៅរកសមយានឲ្យលុបសិទ្ធិរបស់លោកចេញបាន នាងបានសម្លេងណាស់យើងមិនជឿនាងទេ មិនចេះតែមែនទេឬមួយក៏នាងពិតជាម្ចាស់របស់សហគ្រាសជាយានពិតមែនមិនអាចទេគេធ្វើជាអ្នកដាក់ទឹកបោះសម្អាតនៅសហគ្រាសជាច្រើនឆ្នាំហើយមិននឹងអាចខ្លាចជាអគ្គនាយកជាយាបានទេសមយានចាប់ប្រកាសចេញទេសហការជាមួយសហគ្រាសគូគឺគេជាអ្នកឈ្នះ នាងសម្ដែងដូចណាស់ តែវាខ្លាំងខ្លាយបន្តិចទៀតនឹងដឹងហើយ គូធីងឈិនយើងមិនខ្វល់ថាឯងជាកូនចៅព្រំមកពីណាទេតែឯងត្រូវដឹងថាឯងបានធ្វើរឿងនៅយប់នេះនឹងធ្វើឲ្យឯងបង្កើតសត្រូវពេញទីក្រុងនេះមិនខាននាយកសួរមកដល់ហើយនាយកសួរមកដល់ហើយ នាយកសុងមកដល់ហើយចាំមើលនាងអត់ដល់ពេលណាទៀតសួស្ដីខ្ញុំនាយកសុង ខ្ញុំបាននាងឈៀនតាយស្វាគមន៍នាយកស៊ូមកកម្មវិធីយប់នេះមានអ្វីសូមជួយណែនាំខ្ញុំផង មិនហ៊ានទេខ្ញុំមកថ្ងៃនេះគឺមកជុំភាគហ៊ុនតម្លៃ 1000 លានទៅដៃគូសហការថាម៉េចតម្លៃ 1000 លានសហគ្រាសជាយាតម្លៃរាប់ពាន់លាននេះមកពីនាយកសុងដឹងថាមានមនុស្សមកអុកឡុកដូច្នេះហើយក៏បានរៀបចំជាពិសេសហើយនឹងបានប្រកាសជាសាធារណៈ នីហ្វុងសូមជូនពរឪពុកក្មេង លោកវ៉ាន់ស៊ីរសជាតិដែលត្រូវគេបកឱកាសតើយ៉ាងម៉េចដែរ គូធីងឈិនពេលនេះឯងដឹងហើយមែនទេប៉ះពាល់ខ្ញុំពេលនេះយ៉ាងម៉េចអរគុណគ្រប់គ្នាសូមទោសផងសម្រាប់បញ្ហានៅថ្ងៃនេះនាយកស៊ុងខ្ញុំគឺជាអគ្គនាយកក្រុមហ៊ុននីងឈៀនតាយពេលនេះពួកយើងអាចចុះកិច្ចសន្យាបានដែរទេ នាងឈិនតាយត្រូវជាដកហូតចេញហើយ តើមានន័យថាយ៉ាងម៉េចក្រៃខែនេះជាកម្មវិធីចុះកិច្ចសន្យាមិនអញ្ចឹងទេ អគ្គនាយកយើងបានបដូរកិច្ចសន្យាហើយគឺឲ្យតដៃគាត់ហើយក៏បានបន្ថែមតម្លៃ 1000 លាននោះគឺប្រកបទៅឲ្យលោកអគ្គនាយកគូធីងឈិនអគ្គនាយកយើងបានបដូរកិច្ចសន្យាឲ្យដល់តដៃគាត់ហើយក៏បានបន្ថែមតម្លៃ 1000 លានគឺប្រកបទៅឲ្យគូធីងឈិនថាម៉េចនាយកសុងលោកអគ្គនាយកលោកមានយកច្រឡំតែដឹងនេះមិនអាចទៅរួចទេនេះជាស្អីដែរទេអគ្គនាយកពួកយើងសម្រេចចិត្តហើយខ្ញុំ ឈប់សិនសូមទោសកូនរបស់ខ្ញុំមិនសូវមានសុជីវធម៌គ្រប់គ្នាសុទ្ធតែដឹងថាកម្មវិធីនៅយប់នេះកូនដៅគឺអ្វីសហគ្រាសចេញធ្វើបែបនេះមិនសមនោះទេ អគ្គនាយកឈិនសហការជាមួយអ្នកណាត្រូវពិចារណាដែរគ្រប់ច្បាប់ទាំងអស់តែគ្រប់យ៉ាងគឺពួកឯងជាអ្នកសាងសហគ្រាសជាយ៉ាងសម្រេចចិត្តចាំបាច់លោកមកវាតម្លៃដែរហី សហគ្រាសខ្ញុំព្រោះតែធ្វើកម្មវិធីមួយនេះចំណាយមិនតិចនោះទេតុងក្រោយបែរជាក្រឡះសម្ដីទៅវិញ នាយកគូប្រដាក់កុងត្រានៅទីនេះ អរគុណនាយកសុងបើជារបស់សហគ្រាសគូមាននាងសុងអញ្ចឹងខ្ញុំទទួលសញ្ញា នេះសយាដល់ពេលនេះនៅនិយាយថាខ្ញុំនិយាយប្រាប់ដាក់ទៀតទេអ្នកគឺជាអ្នកសម្អាតនៅសហគ្រាសនេះយ៉ាងច្បាស់ណាស់មួយប្រព្រឹត្តផ្នែកសោះប្រកាសជាមានមុខមាត់មិនក៏អាចមានអំណាចដល់ម្លឹងទៅ លូវ៉ាន់ស៊ីនាងក៏ហៅអ្នកផ្សេងបានតែក៏ហៅខ្ញុំមិនបានទេ មិនរបស់គាត់ថានិយាយគ្នាជាមួយពួកឯងតាមស្រួលប៉ុន្តែពួកឯងចង់គ្នាជាក្រុមមើងងាយគេឯងចាប់ពីថ្ងៃនេះទេសហគ្រាសជាជាត្រូវលុបចាក់កិច្ចសន្យាជាមួយគ្រួសារនេះទាំងអស់យើងចាំឃើញសហគ្រាសឯងបរាជ័យម្ដងបន្តិចម្ដងលើវ៉ាន់ស៊ីនេះជាស្អីដែរទេចង់ថារំសាយគឺរំសាយអញ្ចឹងហីគេប្រមាថអ្នកនាងលូយើងផងហីប៉ាពួកគេធ្វើបាបខ្ញុំហើយប៉ាមិនរមាត់ទេ នាយកសុងនេះប្រកាសជាមានរឿងការយល់ច្រឡំអីហើយបើគ្មានសហគ្រាសជាគ្រប់គ្រងក្រុមហ៊ុនរបស់យើងនឹងបាត់ទ្វារមិនខាន បាទអ្នកនាងលូគាត់មានប្រសាសន៍បែបនេះហើយក្រុមហ៊ុនរបស់លោកគឺត្រូវតែបញ្ចប់ត្រឹមហ្នឹង នាយកលូឬមួយក៏ជាអ្នកស្នងវេនរបស់គ្រួសារលូមែន ឋានៈរបស់អ្នកនាងលូមិនទាន់ដល់ថ្នាក់ត្រូវពួកលោកនឹងទៀតទេ 陆婉欣，你到底是谁？ គឺជាមនុស្សដែលលោកមិនអាចនៅមើងងាយតទៅទៀតបានសុំឯងខ្ញុំហត់ហើយនេះពេលនេះបកគលឲ្យនាងចាត់ចែងចា នាយកសុង អ្នកយាម បាទ ថ្ងៃនេះអ្នកដែលបានមកចូលរួមយើងកាត់បញ្ជីម្ដងម្នាក់ នាយកសុងប្រកាសជាមានការយល់ច្រឡំអីមិនខានទេ មែនហើយនាយកសង្ឃតែមិនឲ្យពួកខ្ញុំម្ដងទៅថាបានទេឱកាសគឺពួកឯងជាអ្នកធ្វើឲ្យរបបទេទទួលលទ្ធផលនេះទេ ដល់ពេលនេះយើងចង់មែនតើហើយដោយសារតែឯង ប៉ាមកទៅប៉ាបន្ទោខ្ញុំ ឬមួយក៏នាងជាអ្នកបន្តវេនរបស់សហគ្រាសជាជាមែន សៀននាងហ្វុងទៅណា គ្រួសារនាងនេះរលាយហើយឲ្យខ្ញុំនៅធ្វើអីទៀត សៀននាងហ្វុងមនុស្សចង្រៃលោកដូចជាមិនចម្លែកដល់លទ្ធផលថ្ងៃនេះបន្តិចសោះ មិនខ្វល់ថាអូនជាអ្វីទេបងមិនចម្លែកទេ អញ្ចឹងក៏ចម្លែកដែរនេះ គេឈ្មោះមិនសំខាន់ខ្ញុំចង់រៀបការ
អូនជាមនុស្សរបស់បងវាមិនពាក់ព័ន្ធនឹងពីឈ្មោះនោះទេ មិនដឹងស្មានថាមនោសញ្ចេតនាលោកគ្រូជ្រាលជ្រៅបាត់ កូនប្រុសដើមទ្រូង5ហាត់បងប្រុសและបងគ្រប់យ៉ាងវ៉ាន់ស៊ីតើឱកាសបងម្ដងទៅបងសុំទោសបងសុំទោស យកដៃកម្រួលនេះចេញទៅ វ៉ាន់ស៊ីបងមិនបានស្រឡាញ់នឹងសៀវយ៉ាវទេស្រីម្នាក់ហ្នឹងអូទីនបងពិតជាមានចិត្តស្មោះត្រង់នឹងអូនមែន សិនលីបងបើសិនជាលោកនៅជាមួយនីសាយ៉ែខ្ញុំនៅទុកលោកជាមនុស្សប្រុសប៉ុន្តែមើលលោកពេលនេះចាស់មិនយល់ថាខ្លួនឯងគួរឲ្យខ្ពឹងទេ វ៉ាន់ស៊ីអូនតើឱកាសឲ្យបងមកលើកទៀតទៅឲ្យបងធ្វើអីក៏បានដែរ ធ្វើអីក៏បានមែនទេ មែន អញ្ចឹងល្អណាស់បានអញ្ចឹងឆាប់ចេញទៅឲ្យបាត់សំហងពីមុខខ្ញុំឥឡូវនេះទេ វ៉ាន់ស៊ីពួកយើងនៅជាមួយគ្នា3ឆ្នាំហើយអូនមិនគួរធ្វើបែបនេះដាក់បង លោក ទេ នៅរំលឹកពីរឿង3ឆ្នាំមុនទៀតក្រោយលោកពេលនេះសម្លឹងមើលតែឋានៈខ្ញុំទេតែខ្ញុំមានឋានៈបែបនេះហើយលោកសាកសមនឹងខ្ញុំដែរទេ បង សិនលីហ្វឹងចាំទុកនេះចិត្តក្រោយកុំឲ្យដូចឆ្កែដែលមើងងាយគេតាយ៉ែ ឈប់សិនលោកស្ដាប់ឲ្យច្បាស់អ្នកនាងនោះជាអនាគតប្រពន្ធរបស់ខ្ញុំហើយបើមានកំណត់អីផ្សេងយើងប្រកាន់យើងនឹងឯងបាត់ចេញពីទីក្រុងនេះសម្ដីឯងពិតជាធ្លុំមែនឯងសាកលោមើលទៅឯងសាកនិយាយម្ដងទៀតទៅមើលយើងនឹងធ្វើឲ្យឯងដឹង ថ្ងៃនេះលោកសង្ហាខ្លាំងណាស់ អូនចាត់ការមនុស្សថោកទាបនោះបានល្អមែនបងអរគុណអូនហើយ នេះគឺអ្វីដែលលោកទទួលបានសហគ្រាសនេះដាំឡើយគឺគ្មានសិទ្ធិមកដណ្ដើមទេខ្ញុំយល់ថាមានទុនចំនួននេះហើយសហគ្រាសគួរតែអាចដោះស្រាយបញ្ហាពេលមានអាសន្ន គុណរបស់អូនតើបងគួរតបស្នងយ៉ាងម៉េច ខ្ញុំជឿជាក់លើសមត្ថភាពរបស់លោកប្រកាសជាអាចធ្វើចំណេញបានទ្វេដងមែនទេ មែនហើយបងមិនឲ្យអូនអស់សង្ឃឹមទេបានហើយឈប់និយាយរឿងការងារទៅនិយាយរឿងពួកយើងវិញម្ដង រឿងពួកយើង បងនិយាយហើយត្រកូលគូបងនឹងចូលសួរអូនដំណើរការរឿងមង្គលការមើលទៅយើងគួរតែរើថ្ងៃហើយមិនដឹងថាអូនយល់ព្រមទៅចុះតាស្បើជាមួយបងដែរទេ លោកចង់ថាថ្ងៃនេះមែនទេ អូនថាយ៉ាងម៉េចអូនចង់ក្រឡាស់សម្ដីមែនទេ គឺខ្ញុំគិតថាចាំថ្ងៃក្រោយទៅគេមិនដល់ធ្វើការទេ ឲ្យតែអូនយល់ព្រមបងចាំបានគ្រប់ពេលវេលា នេះគឺ សូមអបអរអ្នកទាំងពីរបានខ្លាចទៅជាប្របីប្រពន្ធស្របច្បាប់ហើយអរគុណហើយ នេះគឺលឿនពេកហើយនេះខ្ញុំទៅតែឲ្យលោកវ៉ាន់ហោចេញពីទីនេះទេមិនក៏អ្នករៀបការពិតប្រាកដគឺជាខ្ញុំអញ្ចឹង លឿនពេកមែនទេបងបានត្រៀមខ្លួនធ្វើជាប្តីអូនរួចរាល់ទៅហើយអ្នកផ្ទះរបស់បងរីករាយស្វាគមន៍ណាស់ពេលដែលបានឃើញសម្បត្តិរៀបការរបស់ពួកយើង មិនបានទេរៀបការជាមួយកូនទិញចិត្តគឺលោកវ៉ាន់ហោគេគួរតែយកដល់ឋានៈលោកវ៉ាន់ហោហើយកុំអីនេះកូនទិញចិត្តអ្នកដែលត្រូវរៀបការជាមួយលោកកាប់ប៉ាត់មិនមែនខ្ញុំទេ នាយកគូកងត្រាមួយនេះសុំទោសផងនាយកគូ លោកនៅធ្វើការចាស់ខ្ញុំទៅសិនហើយ ឈប់សិន មានការអីទៀតមែនទេ ថ្ងៃស្អែកអូនទំនេរទេគឺបងចង់នាំអូនទៅជួបចាស់ទុំរបស់បង លឿនពេកតែដឹងហ្នឹង លឿនអីទៅពួកយើងជាប្តីប្រពន្ធស្របច្បាប់ហើយ នេះ បងគិតថាអូនកំរារអីថ្ងៃស្អែកគឺថ្ងៃខួបកំណើតរបស់លោកតាបងមិនជួបគ្នាហើយក៏មិនបែកគ្នាដែរ ចាមិនក៏មានអារម្មណ៍ថាដូចគេចាប់ចម្រិតអញ្ចឹង នាយកគូលោកធ្វើបែបនេះហួសហេតុពេកទេដឹងគូទិញឈិនខ្ញុំធ្វើអីតែតែគិតគ្រប់ជ្រុងជ្រោយគ្រាន់តែគាត់មិនមែនជាអ្នកចំណងក្រៅគ្រួសារជាញាតិទេគាត់គ្រាន់តែជាអ្នកអនាម័យប៉ុណ្ណោះគេមិនមែនជាមនុស្សបោកប្រាស់ទេទោះគេមិនមែនជាអ្នកស្នងត្រកូលសហគ្រាសជាញាតិក៏ដោយតែការចូលសួររបស់ចាស់ទុំនៅតែបន្តខ្លាចតែលោកម្ចាស់គាត់មិនយល់ព្រមនេះមិនមែនជារឿងដែលឯងត្រូវព្រួយបារម្ភទេបានអ្នកប្រុសគូខ្ញុំនិយាយច្រើនពេកហើយតើស៊ើបដឹងថាអ្នកណាធ្វើបាបខ្ញុំហើយឬណាកំពុងតែស៊ើបមើលប្រហែលជាបាយសៀកហើយបាយសៀកនាងប្រហែលជាមិនហ៊ានខ្លាំងធំចាក់ការខ្ញុំនោះទេបាទខ្ញុំមិនស៊ើបមើលបន្ត អ្នកដែលត្រូវរៀបការជាមួយលោកការពិតមិនមែនខ្ញុំទេ តើនាងជាអ្នកណា នេះទី2តាំងពីអ្នកចាប់កងត្រាជាមួយក្រុមហ៊ុនគូមកក្នុងរយៈពេល20សោះតួលេខភាគហ៊ុនរបស់គ្រួសារក៏ឡើងខ្ពស់ភ្លាមហើយបើតាមមើលទៅការរីកចម្រើនគ្រួសារគូគ្មានព្រំដែនទេ នោះក៏ដោយសារតែការប្រឹងប្រែងលោកគ្រូដែរ មិនមែនទេមកពីអ្នកដែលលុះឆ្លៀវវៃអ្នកនាងមានប្រាជ្ញាហើយនឹងទេពកោសល្យរបស់អ្នកនាងលោកស្រីថំក៏សរសើរខ្លាំងណាស់ អញ្ចឹងពេលណាគាត់មកវិញ ក
នៅមួយរយៈពេលទៀតយ៉ាងម៉េចហ្នឹងអ្នកនាងទី2 ខ្ញុំអាចជួយតែស្វាជាមួយគូធីងចិនហើយល្ងាចនេះខ្ញុំត្រូវទៅពិធីខុសកំណត់ការងារទៀតបើគេនៅមិនទាន់មកទៀតនោះខ្ញុំខ្លាចតែចុះក្នុងបន្ទប់សំដំណេកជាមួយគូធីងចិនទេ ជូនពរអ្នកនាងទី2បានមើលតាមលោកម្ចាស់គូគាត់ថាអ្នកនាងទី2ជាមនុស្សមានសមត្ថភាពហើយជ្រាបវៃឬមួយនេះជាទេពកោសល្យបែបមាននិស្ស័យ មកទេអញប្រញាប់តែប្រាប់លោកវ៉ាន់ហោទេឲ្យប្រញាប់មកវិញខ្ញុំគ្រាន់តែសន្យាជាមួយគេថាចាត់ចែងឬគូធីងចិនរឿងប្តីប្រពន្ធអីនោះគឺទុកឲ្យគេចាត់ចែងដោយខ្លួនឯងទៅនេះ បាត់មែនហើយអ្នកនាងទី2នៅមានរឿងមួយទៀតខ្ញុំបានស៊ើបដឹងហើយនាងឈានតាតាមសម្រាប់គូធីងឈិន តាមពិតគេរបបកាលពីលើកមុនគឺនាងឈិនតែជាអ្នកធ្វើឯង អ្នកនាងនិយាយថាម៉េច អត់មានអីទេរៀបចំកដោឲ្យខ្ញុំមួយទេដាក់ក្នុងនេះមកគេនាយកលូយកទៅជូនលោកម្ចាស់គូ ចារបស់តាន់សម័យទូទាំងក្រុងនេះគឺមកពីទីផ្សារហើយអ្នកនាងទី2គឺគាត់ថាតរៈលោកម្ចាស់គូ មកសម័យនេះក៏ឃើញដែរពេលនេះគេបានចូលទៅក្នុងទីផ្សារធំបាត់ទៅហើយយើងនឹងឲ្យពួកគេដឹងនៅពីក្រោយក្នុងសហគ្រាសគូគឺមានសហគ្រាសជាងនៅពីក្រោយបែបនេះទៅគេមិនហ៊ានអុកឡុក អើបែបមែនហើយអ្នកនាងលីងវួយលក់លីងវួយនោះមកសំជួបត្រូវតែជួបមុខអ្នកនាង អ្នកនាងលក់ចំនួនខែសមុទ្រនឹងមែនទេ ចា ហើយខ្ញុំគ្រាន់តែសន្យាជាមួយនៅលោកវ៉ាន់ហោតែរឿងក្នុងស្រុកនោះទេចំណែករឿងក្រៅស្រុកចំនួនតខ្លួននោះគឺជារបស់គេទេអូចាទេនេះតែប្រាប់គេសិនទេពេលនេះគឺនៅឯក្រៅស្រុកមានការអីចាំគេមកនិយាយគ្នានេះ ចា លោកវ៉ាន់ហោរឿងអីបន្តទៀតនោះគឺខ្ញុំមិនអាចគ្រប់គ្រងបានទៀតទេនេះ នាយកសុំចានាយកព្រមជួបខ្ញុំទេសុំតើអ្នកនាងលោកនាយកលោកគាត់នៅក្រៅប្រទេសនៅការអីចាំគាត់ត្រឡប់មកវិញចាំនិយាយគ្នាគាត់នៅស្រុកទេហ៎អូចាំគាត់មកវិញចាំយើងនិយាយគ្នាហ៎ចា ប៉ាគាត់និយាយត្រូវនាយកលោកក៏នៅស្រុកគេទេអ្នកដែលនៅទីនេះក៏មិនមែនគេទេគេមិនមែនជានាយកលោកទេគេជាអ្នកផ្សេង គូទីងឈិនសហការជាមួយនឹងទេម្នាក់រាំម្នាក់ជាឯងមើលមិនយល់ទេ ខ្ញុំដឹងថាគាត់ធ្វើយ៉ាងម៉េចហើយគូធីងឈិនបងដឹងថាខ្ញុំស្រឡាញ់បងណាស់បើជាមកប្រកាសជាសាធារណៈថាជាអ្នកផ្សេងជាប្រពន្ធទៅវិញនេះគឺជាការប្រមាថមកងាយខ្ញុំគឺដូចជាមើលងាយគ្រួសារខ្ញុំដែរបើខ្ញុំមិនបានអ្នកណាក៏មិនអាចយកបានដែរតើប៉ាខ្ញុំក៏មិនដឹងដែរសិននីហ្វងត្រៃបងនិយាយថាបងត្រូវស្រីថោទៀតនោះមែនទេ បានហើយពេលនេះជាពេលអីក្រុមហ៊ុននីងរបស់យើងបានរលាយហើយឯងនៅទីនេះគិតរឿងស្នេហាទៀត លោកប៉ាមិនជឿថាស្រីចង្រៃនោះមានសមត្ថភាពអីទេមែនទេតែច្រើនឆ្នាំមកនេះគេធ្វើតែអនាម័យមិនដឹងតែការទៅធំទេមិននឹងអាចមានផ្លេចថាទៅជាអ្នកកាន់ពាក្យហ៊ុនធំនៅជាងនោះ ប៉ាមិនជឿឯងមិនឃើញនាយកសុងទេគេធ្វើដាក់យើងយ៉ាងម៉េច ចុះប្រហែលឆ្នាំហ្នឹងគេមកនៅសហគ្រាសនាងខ្ញុំនោះធ្វើតែនៅទីនេះបោះសម្បត្តិចន់ទី2ទី3ដើម្បីអ្វីទេ ស្ទីបស្ទង់ស្ថានភាពរបស់ក្រុមហ៊ុនយើង Step Stone នេះ ឯងមិនលឺនាយកសុងនិយាយទេដូចទុនដាក់ហ៊ុនមកសហគ្រាសរបស់យើងគឺជាលុយទុកឱកាសឲ្យក្រុមហ៊ុនយើងប៉ុន្តែស្ដាយណាស់តែពួកយើងជាអ្នកបំផ្លាញទៅវិញពិតជាស្ដាយមែនមិននឹងធ្វើយ៉ាងណាទើបអាចទទួលបានមកវិញទេ គេជាមនុស្សមានកំណត់ពុះពោពេកហើយ បើភ្លេចវាទៅមកពីឯងហ្នឹងគឺដោយសារតែមនុស្សប្រុសម្នាក់នេះប៉ះពាល់នាយកលូឯងនៅចង់ត្រូវជាមួយវាទៀតមិនគិតរកវិធីនោះទេ លោកនាយកខ្ញុំរៀបបងដើម្បីពឹងលោកកុំភ្លេចសន្យាឲ្យសោះ អសន្យាមែនទេសហគ្រាសរបស់យើងត្រូវបានគេស្ងោដូចមន់ទៅហើយនៅពេលនេះយើងសង្ស័យនាងសហការជាមួយនឹងគូទីងឈិន នេះលោកចង់បន្តខ្ញុំតាមមែនទេបើសិនជាខ្ញុំដឹងថាសហគ្រាសជាងយាប្រកបតម្រង់បែបនេះឲ្យគេនោះខ្ញុំអាចបន្ថយគ្រោះថ្នាក់ក្បត់គេមកទីនេះទេអ្នកណាដែលដឹងថានាងចង់ត្រឡប់ទៅពាក់ស្បែកជើងរបស់គូធីងឈិនវិញនោះឯងខ្ញុំដាក់ទឿនឯងណាមកឲ្យវាចេះស្អាតបន្តិចទេខ្ញុំមិនបាននិយាយខុសទេមកកែផ្លេចឯងសម្លឹងមកគូធីងឈិនតើស្ដាយណាស់យ៉ាងម៉េចមែនទេនាងសញ្ញានាងស្មានថានាងអស់ការមកបណ្ណាទេនាងសាកសម្ដែងទៅដល់ដាំប្រុសរបស់លូវ៉ាន់ស៊ីដែលអ្នកសម្អាតនោះទេនាង បានហើយបិទមាត់ភ្លាមទៅ នាយកនេះមិនក៏ជាកំហឹងខ្លាំងដល់ម្លឹង អ្នកនាងលក់មិនក៏អ្នកនាងមកទីនេះឬក៏អគ្គនាយកលក់ចាក់ឲ្យអ្នកនាងមក ខ្ញុំមកយប់នេះលោកយកច្រឡំនឹងខ្ញុំហើយថ្ងៃនេះខ្ញុំមកគឺមានដំណឹងល្អមួយចង់ចែកកំលេចឲ្យលោកដំណឹងល្អឲ្យលោកលីងនាងចាប់អារម្មណ៍ដល់គូធីងឈិនអ្នកណាក៏ដឹងដែរក្នុងក្រុមនេះពេលនេះនាយកគេប្រកាសយកប្រពន្ធអ្នកផ្សេងទៅហើយមិនដល់វេននាងទេនៅទីនេះចង់ធ្វើជាស្រីរបស់គូធីងឈិននោះមិនមែនមានតែខ្ញុំម្នាក់ទេប៉ុន្តែក៏ស្ដាយណាស់បើជាត្រូវមនុស្សថោកទៀតប្រើល្បិចបោកប្រាស់ប្រើទៅវិញ នាយកលក់កុំនិយាយផ្ដេសផ្ដាស់អីនាយកលក់អញ្ចឹងអ្នកនាងជួយបញ្ជាក់ឋានៈពិតរបស់គេបន្តិចទៅ បើអញ្ចឹងអ្នកបញ្ជាក់ថាគេជាអ្នកក្តាប់ក្រុមហ៊ុនជាងយាដែរទេតើមានប្រកាសតែងតាំងឲ្យអ្នកគ្រប់គ្នាដឹងដែរទេ គឺគ្មាននោះទេក៏ប៉ុន្តែគេដូចជាគោរពលោកវ៉ាន់ស៊ីនោះណាអញ្ចឹងសូមអ្នកនាង
ជួយបញ្ជាក់សមត្ថភាពគេបន្តិចទៅ តាមមិនបញ្ជាក់ថាជាស្អីដែរទេ អ្នកនាងលក់មានន័យថាយ៉ាងម៉េច នៃរបស់ខ្ញុំចង់និយាយថាពួកលោកត្រូវលើវ៉ាន់ស៊ីបោកហើយបើអញ្ចឹងមានអ្វីដែលជាផតាំងដែរទេផតាំងហីនេះគឺជាផតាំងបញ្ជាក់ហើយ អ្នកនាងលក់នេះជាផុសតាំងស្អីទៅ នេះគឺជាផតាំងបញ្ជាក់ថាខ្ញុំដឹងថាគេយកជាងយានៅស្រុកត្រៅអញ្ចឹងពួកលោកនិយាយទេថាអ្នកនៅក្នុងពិធីយកមិញនោះថាទៅមើលតើគេម្នាក់នោះជាអ្នកណាដែរទេមិនសង្ស័យដែរទេហីនៅមិនអាចថាជាអ្នកណាទេព្រោះហៅមកពីស្រុកគេតែប្រហែលម៉ោងតែគឺមិនអាចនោះទេមុនពេលដែលឪពុកខ្ញុំមកគឺបានឃើញនាយកនៅស្រុកគេបាត់ទៅហើយអាចចង់និយាយថាលើវ៉ាន់សេគឺអាចខ្លាំងបន្លំមែនទេមិនខុសទេគេមិនត្រឹមតែបង្ហាញនៅមុខសាធារណជនថាជាប្រពន្ធរបស់គូធីងចិនទេនៅដណ្ដើមភាគហ៊ុនរបស់លោកនាយកនាងទៀតធ្វើឲ្យរលត់សាបសូន្យ ហើយអីបានជាអ្នកនាងដឹងច្បាស់យ៉ាងនេះ លោកនាយកនាងលោកស្លាប់ដល់ថ្នាក់ត្រូវគេបោកប្រាស់លោកនាយកនាងស្រាប់តែឃើញក្រុមហ៊ុនគូហើយក៏ចាប់អារម្មណ៍ភាគហ៊ុនរាប់លានរឿងអីត្រូវបំបាក់មុខគាត់នោះការប៉ັດតែអញ្ចឹងសោះស្អីចង្រៃអ្នកសម្អាតអនាម័យនេះរឿងអីទេមិននឹងអាចខ្លាចទៅជាម្ចាស់សហគ្រាសបងមិនទៅរកគេទេបងមិនទៅរកស្រីចង្រៃនោះទេ ស៊ីយ៉ាបងទៅស៊ើបមើលហើយនៅជ័យគេទៀតជឿបងទៅបងគ្រាន់តែទៅស៊ើបមើលទេ ហើយអ្នកណាដឹងថាបងទៅជេរឬមួយក៏បងទៅលងលងគេទេ បានហើយបើចង់ទៅជ័យគ្នាទៅជ័យខាងក្រៅទៅយើងមើលទៅនយោបាយគូទីងឈិនគេចំណាយពេលបន្តិចទេសម្ដែងល្ខោនបានល្អបែបនេះដំណើរគម្រោងរបស់យើងនៅបំបាក់មុខរបស់យើងនៅសាធារណៈទៀតគំនុំមួយនេះត្រូវតែសងសឹកគំនុំមួយនេះត្រូវតែសងសឹក អេលោកនាងគម្រោងរបស់គូធីងឈិនគេបានធ្វើហើយពេលនេះលោកទៅរកគេអាចធ្វើអ្វីគេបានទេ ឬមួយឲ្យខ្ញុំចាប់ត្រឹមនឹង ខ្ញុំជឿថាអ្នកគ្រប់គ្នាបានទទួលការអញ្ជើញនេះ គ្រាន់តែជាការអញ្ជើញមានអីអស្ចារ្យទៅនេះជាថ្ងៃកំណើតរបស់លោកម្ចាស់គូគេពេលនេះល្បីឈ្មោះហើយហេតុអីក៏អ្នកនាងចង់ទៅជូនពរគេទៀតអ្នកនាងលក់ ដល់ពេលនោះយើងក៏បោះអាក្រាតគេនោះមិនដូចជាស្លាប់ទាំងរស់ទេហីបើកូនធីងឈិនគេហៅទៅជប់លៀងពិធីខួបកំណើតយប់នេះនោះបើជូនពរលោកម្ចាស់គូនោះយើងអាចយកថ្មិញប៉ាត់ថ្មិញហេតុខ្ញុំត្រូវតែបោះអាក្រាតមុខមាត់របស់លោកវ៉ាន់ស៊ីស្រីចង្រៃនោះ អ្នកនាងលក់ពិតជាឆ្លាតមែនដល់ពេលនោះនាយកសង្ឃនៃកថាគ្រិស្តជីងយាមានអីនិយាយទៀតភីហ៊ុនតម្លៃរាប់លាននឹងខ្លាចទៅជារបស់លប៉ាក្មេងហើយណាបើសិនជាបានភីហ៊ុនមកដល់ដៃខ្ញុំមិនភ្លេចទេថាមានអ្នកនាងលក់ជាអ្នកជួយ ប៉ាចំពោះរឿងលុយសម្រាប់ខ្ញុំមិនត្រូវការទេ អ្នកនាងលក់នៃរបស់អ្នកនាង ប៉ាមិនយល់ទៀតមែនទេអ្វីដែលអ្នកនាងលក់ត្រូវការគឺមនុស្សប្រុស អ្នកនាងលក់អ្នកនាងមានចិត្តស្មោះអញ្ចឹងខ្ញុំជូនពរអ្នកនាងសូមឲ្យអ្នកនាងសំបំណង លោកនាយកនាងសូមឲ្យបានសំដូចបំណងចាស់ មែនហើយសូមឲ្យសំដូចបំណង ហើយមិនសមមិនចោលឲ្យតាសិវិលថ្ងៃនេះមកជប់ចាស់តុំដូចជាលឿនពេកហើយកុំតាក់កុហកអីនេះកុំតាក់កុហកខ្ញុំមិនអីទេសម្រាប់ចោលនេះគឺលោកវ៉ាន់ស៊ីមែនទេមិនបានជានាងមក អ្នកដឹងថានេះជាកន្លែងស្អីទេមនុស្សលំដាប់ទៀតដូចជានាងនេះមានមុខមាត់អីមកទីនេះដែរ ពួកនាងមកបានរឿងអីខ្ញុំមកមិនបានលោកវ៉ាន់ស៊ីយើងមានឋានៈអីដែរទេហើយនាងមានឋានៈជាស្អីដែរមានមុខមាត់អីមកធៀបស្មើនឹងយើងនោះការពិតជាមិត្តរួមថ្នាក់ទេខ្ញុំមិនចង់និយាយច្រើនជាមួយពួកនាងទេ មែនទេខ្ញុំបានលើថាសាច់ច្បងសៀននីងហ្វុងបានទៅនៅក្បែរខ្លួនកូនស្រីសហគ្រាសនេះហើយបោះបង់នាងទៀតបើយប់នេះនាងមកអ្នកប្រហែលជាមកទីនេះគឺមកតាមប្តីហើយមែនទេ តាមប្តីពេលនេះខ្ញុំឃើញគេគឺចង់តែក្អួតទៅវិញទេមកទៅពួកឯងបានសាក់សំនឹងគេសិតតែប្រភេទថប់ទីមទុកឲ្យពួកឯងចឹងនេះនាងមកអត់គម្រប់អញនេះសម្ដីមិនចេះកិនអញ្ចឹងតាបាច់ជាសៀនលីងហ្វុងគេក៏វត្តនាងអញចោល មែនហើយសម្ដេចខ្លំណាបើមិនមករកសៀននីងហ្វុងទេឬមួយក៏ចង់មកជូនពរលោកម្ចាស់គូឬក៏ចង់ធ្វើជាមនុស្សក្បែរខ្លួនអ្នកប្រុសគូឬមួយក៏ចង់ចូលទៅក្នុងគ្រួសារគូតិចដឹងមកចង់ខំតបតែងខ្លួនរោបដែលមានតម្លៃថ្លៃណាស់សង្ស័យជូនគេទេចង់ដំឡើងខ្លួនចូលក្នុងសង្គមនេះសម័យពោពេកតិចដឹងហី ខ្ញុំនិយាយផ្ដេបដាច់ទៀតទេថ្ងៃនេះយើងមកចូលរួមខុសកំណត់លោកម្ចាស់គ្រូតែប៉ុណ្ណោះអូហូការប៉ិនគឺនាងមកចូលរួមខួបកំណើតរបស់លោកម្ចាស់គ្រូទេអីខ្ញុំបានលើមកថាលោកនាយកគូធីងឈិននៅក្រុមហ៊ុនគូក៏មកទីនេះដែរណាយើងមកទៅឯនេះមកក៏ព្រោះតែគេឲ្យមកទេ សំអាងទៅលើគេគ្រាន់តែជាអ្នកអនាម័យម្នាក់អ្នកប្រុសគូគាត់មិនបើកភ្នែកមើលទេ ឯងនិយាយត្រូវហើយខ្ញុំមកក៏ព្រោះតែគេព្រោះថាគូធីងឈិនគឺជាប្តីរបស់ខ្ញុំ ពួកឯងស្ដាប់លើទេ គូធីងឈិនគេដូចជាហង្សមិននឹងអាចស៊ីសត្វដង្កូវដូចជាឯងនេះទេហេហេលោកវ៉ាន់ស៊ីខ្ញុំថាឯងត្រូវសៀននីងហ្វុងបោះបង់ចោលខួរក្បាលវែងខ្លាំងហើយស្អីក៏ហ៊ាននិយាយ ឯង ដែរ តែ មិន មកបានហើយចាប់បាច់ប្រាក់ដៃធ្វើអីទេ
អាយ៉ាចិត្តក្តៅម្លេះឯងហ៊ានថាគូធីងឈិនជាប្តីរបស់ឯងផងហី ការប៉ិនតែជាការប៉ិនអ្នកណាទៅមកឲ្យឯងអេហើយយ៉ាសំតោធ្វើឲ្យប្រឡាក់ឯងនាងទៅហើយចាំមើលគូធីងឈិនពេលដែលឃើញហើយនោះគេច្បាស់ជាជឿចឹងខាននោះទេណានាង សំតោផងព្រោះខ្ញុំមានចេតនា ពួកឯងធ្វើបាបយើងពេកហើយ បើមិនធ្វើបាបឯងទៅធ្វើបាបអ្នកណាទៅ លោកវ៉ាន់ស៊ីថ្ងៃនេះអ្នកដែលមកជួបជុំគឺសុទ្ធតែលំដាប់អភិជនយើងចង់ដឹងណាចាំមើលតែឯងនេះខ្លាំងធំប៉ុណ្ណាទៅ ពិតមែនហើយទុកឲ្យគេអុកឡុកដល់ណាទៀតលេងស្រីអត់គេខ្វះនេះចេញទៅ អ្នកដែលគួរចេញគួរតែពួកឯងវិញទេទៅត្រេង អ្នកណាគេហ៊ានមកអុកឡុកទីនេះ នោះប្តីឯងមកហើយចាំមើលតែឯងហ៊ានហើយទេ អ្នកប្រគូមកហើយក៏ស្រីឈួតម្នាក់នេះនិយាយពីផ្ដេសតាមមិនត្រឹមតែប៉ុណ្ណឹងទេលោកនាយកគេនៅហាមកថាគេជាប្រពន្ធលោកទៀតណាលោកនាយកគូ ប្រហើនណាហ៊ានមើលងាយអ្នកស្រីគូចោលស្លាប់មែនទេ ថាម៉េច លោកនាយកគូខ្ញុំមានស្ដាប់ច្រឡំតិចដឹងគេធ្វើជាលោកស្រីរបស់លោកមែនទេ មិនខុសទេនេះជាប្រពន្ធរបស់ខ្ញុំ អ្នកប្រកោច្រឡំទេដឹងហ្នឹងនាងគ្រាន់តែជាអ្នកអនាម័យសម្អាតបន្ទប់តឹងត្រូវសៀនលីងហ្វឹងបោះចោលគ្រាន់តែជាកំតិចមនុស្ស ប្រពន្ធរបស់ខ្ញុំមិនទាន់ដល់ថ្នាក់នាងមកពិចារណាទេអូនមិនអីទេមែនទេ មិនអីទេតែកាឯប្រឡាក់អស់ហើយឲ្យទៅជប់ចាស់ទឹមចាំមិនទេ លុយជីរៀបចំឈុតថ្មីឲ្យអ្នកស្រីទៅបានអ្នកប្រុសពួកនាងនៅមិនទាន់សុំទោសប្រពន្ធខ្ញុំទៀតមែនទេ សំផងដាក់ខ្ញុំមានប្តីស្រីអ្នកនេះជាអ្នកធំមិនប្រកាន់ខ្ញុំទេចាប់បាក់ខ្ញុំមិនលើកលែងវិញនោះ លោកវ៉ាន់ស៊ីយកដល់យើងថត់ចសារួមថ្នាក់លើកលែងឲ្យពួកយើងទៅពួកយើងដឹងកំហុសហើយយើងដឹងខុសហើយ មែនហើយយើងដាក់ខុសហើយណា ចេះទៅចាំខ្ញុំសង រកមួយនេះគឺអ៊ីឡាំងជាអ្នកចេញមកឯងតម្លៃ10000អាចសោកបាត់ដែរទេ ថាម៉េចថ្លៃម្ល៉េះ អញ្ចឹងតែឯងក៏ចង់យ៉ាងម៉េចអ្នកប្រកោខ្ញុំថ្ងៃនេះមិនសប្បាយចិត្តបាត់ធ្វើរឿងអីលើនោះប្រហែលជាមិនប៉ះពាល់ដល់ខុសកំណត់លោកម្ចាស់គូទេ អូនសម្លាញ់អូនចង់ធ្វើអីតាមចិត្តអូនចាស់ អាយ៉ាលោកវ៉ាន់ស៊ីនេះឯងធ្វើស្អីហ្នឹង ចាំមិនចាស់ធ្វើអីឯងនោះទេគឺមកពីឯងមើលងាយគេមិនដែរ លោកវ៉ាន់ស៊ីយើងបដោជាមួយឯងហើយ សន្តិសុខឆាប់អូពីអ្នកនេះចេញទៅ លោកវ៉ាន់ស៊ីឯងធ្វើបាបយើង អូនសម្លាញ់ឲ្យអូនទទួលគំនាបពេកហើយបងសុំទោសផង មិនអីទេប៉ុន្តែពេលនេះខ្ញុំសប្បាយចិត្តហើយ សូមជូនពរលោកម្ចាស់គូឲ្យមានអាយុ100ឆ្នាំអរគុណអ្នកទាំងអស់គ្នាដែលបានមកថ្ងៃខួបកំណើតរបស់ខ្ញុំគ្រួសារគូរបស់យើងពិតជាអរគុណអ្នកទាំងអស់គ្នាណាស់លោកតារីកថ្ងៃកំណើតនេះជាកាដូដែលខ្ញុំរៀបចំជូនលោកតាល្អ បងប្រៅអ្នកណាគេហ្នឹង នេះជាប្រពន្ធរបស់ខ្ញុំលូវ៉ាន់ស៊ីវ៉ាន់ស៊ីមិនមែនវ៉ាន់ហ័រទេអីល្អ ថាម៉េចហ្នឹងធីងឈិនយើងមិនស្ដាប់ច្រឡំទេស្រីម្នាក់នេះជាប្រពន្ធរបស់ឯងហី មែនហើយកាលពីម្សិលមិញពួកយើងចោះតាសិវិលរួចហើយ ធីងឈិនរឿងធំបែបនេះយើងជាម្ដាយរបស់ឯងហេតុអីបានជាយើងមិនដឹងអញ្ចឹង ម៉ាក់មង្គលការមួយនេះគឺលោកតាជាអ្នកចាត់ចែងរៀបចំពិតមែនហើយ លោកតាមានច្រឡំទៀតដឹងគ្រួសារយើងមានតំណែងអីមិនក៏ចិត្តតែឲ្យស្រីធម្មតាចូលមកបានអញ្ចឹង ពិតមែនហើយលោកម្ចាស់មិនអាចបណ្ដោយឲ្យធីងឈិនចេះតែរៀបការនោះបានទេនេះអាចធ្វើឲ្យគ្រប់គ្នាសើចច្រកឲ្យគ្រួសារយើងបានណាលោកម្ចាស់ ម៉ាក់យកថងនិយាយប្រយ័ត្នសម្ដីផងគឺជាប្រពន្ធរបស់ខ្ញុំពេញច្បាស់ បងខ្ញុំចង់ឲ្យបងល្អអន្តែបងកុំចាញ់បោកគេអសិននេះខ្ញុំបានលើមកថាគេដូចជាស្រីអនាម័យក្នុងបង្គន់អញ្ចឹង គូយកថងបើឯងនៅតែគ្មានការគោរពទៀតក៏មិនទោសថាបងចិត្តអាក្រក់ចំពោះឯងឲ្យសោះ អ្នកបងមែនទេគេសំដែរទេ បិទមាត់ទៅអ្នកនាងលូកុំប្រកាន់នឹងពួកគេអីណា ចាំអីទេវ៉ាន់ស៊ីជូនពលលោកតាកម្លាំងដូចភ្នំកាដូរបស់ខ្ញុំនៅតាមផ្លូវបន្តិចទៀតមកដល់ហើយ ល្អណាស់នៅធ្វើពុតទៀតដល់ណាបើថាមិនបានយកអីមកទេក៏ថាទៅនេះណានិយាយកុហកថានៅតាមផ្លូវទៀត ពិតមែនហើយអ្នកនាងលូបុរាណបាននិយាយថាបើចូលមកដល់គ្រួសារនេះអ្នកណាក៏ដឹងដែរថានៅក្នុងក្រុងនេះគ្រួសារយើងមានមុខមាត់ឯងនឹងជាស្អីដែរទៅអញយល់ថាពួកឯងស័ក្តិសមនឹងធីងឈិនដែរទេ ម៉ាក់អ្នកនាងលូមានឋានៈខ្ពស់ណាស់សូម្បីតែយើងក៏មិនស័ក្តិសមនឹងគេផង បងប្រៅតាស្រីចរៃនេះដាក់ថ្នាំសម្រាប់អីបងទេមិនក៏បងមានចិត្តលំអៀងបែបនេះ គ្រួសារគូយើងជាដើមឈើធំចង់ថ្លៃចំហងនោះជាការយកសពហើយមិនមែនស្រីគ្រប់គ្នាសិតតែមានសិទ្ធទេបើមិនអញ្ចឹងទេនោះស្រីច្រើនណាស់តោងធីងឈិនបាត់ទៅហើយ បើដឹងខ្លួនក៏ប្រញាប់ចេញទៅវិញទេ មកគ្មានកម្រោះនៅមិនសុំទោសបងថ្លៃឯងទៀត លោកតាមើលគាត់ចុះគាត់ប្រត់តែស្រីខាងក្រៅហ៊ានវាយខ្ញុំទៀត ធីងឈិនឯងឲ្យបងស្រីឯងសុំទោសគេថ្ងៃនេះឯងកាត់ស្អីហ្នឹងហ៎ បានហើយឆាប់បិទមាត់ទៅ
គេថាម្ដាយយ៉ាងម៉េចកូនក៏អញ្ចឹងគ្រួសារគូយើងមិនក៏មានមនុស្សមិនចេះគិតដូចពួកឯងអញ្ចឹង អើយលោកម្ចាស់ថ្ងៃនេះកាត់ស្អីទៅបែរជាមកកាន់ជើងអ្នកខាងក្រៅអញ្ចឹង លោកតាមិនគេថាខ្ញុំបែបនេះខ្ញុំគ្រាន់តែជួយគិតដល់បងប្រុសខ្លាចគាត់ចាញ់បោកគេតែ ខ្លាញ់អ្នកនាងលូបោកឯងមិនដឹងទេបើគង់តែបានអ្នកនាងលូទេក្រុមហ៊ុនបងឯងដួលរលំយូរហើយមិនមែនទៅបានរាល់ថ្ងៃនេះពួកឯងចង់ធ្វើយ៉ាងម៉េចតាមតែចិត្តនោះទេ លោកតានិយាយបានន័យថាម៉េចទេ បើគង់តែបានអ្នកនាងលូផ្ដល់ពីហ៊ុនធំឲ្យយើងក្រុមហ៊ុនរបស់យើងដួលបាត់ទៅហើយកុំអីក្រុមហ៊ុនគូចាញ់ក្រុមហ៊ុននេះទៅហើយ ក្រុមហ៊ុនគូយើងបានទុនពីក្រុមហ៊ុនជីងយាតើវាពាក់ព័ន្ធស្អីនឹងនាងដែរទៅហ៎ បងប្រុសបងជាមនុស្សប្រុសនេះបងទទួលបានអត្ថប្រយោជន៍100ប៉ុនលានវ៉ាន់មែនទេ ថាម៉េចហ្នឹង នេះគឺជាអ្នកស្នាត្រកលកាន់សហគ្រាសជិញ្ជានឹងមែនទេ អេទីនឈិនការពិតគឺនៅនាងលូសោះអញ្ចឹងហើយបានជាមុខស្រស់ប្រំប្រៃមើលទៅស័ក្តិសមនឹងកូនប្រុសខ្ញុំខ្លាំងណាស់ អ្នកបងខ្ញុំលេងសាយទេណាខ្ញុំស្ដាយដូចដាច់ទេបងថាខ្ញុំស្ដាយល្អទេហ្នឹងអ្នកបងខ្ញុំមិនហ៊ានទទួលនោះទេប៉ុន្តែការប្រាស់ទឹកមុខរបស់នេះគឺរហ័សមែនទេអាយ៉ាអ្នកបងល្អរបស់ខ្ញុំបងមិនចោះពួកយើងគឺជាគ្រួសារតែមួយតែបងគិតមកទៅបាញ់មិញនេះខ្ញុំលេងសាយឲ្យបងខាងកាត់បណ្ដោះទេខ្ញុំសុំទៅបានទេបងមិនអញ្ចឹងទេបងផ្ទះខ្ញុំមួយកំភ្លៀងទេដើម្បីបន្ធូរកំហឹងបានអើ ហើយយ៉ាកូនប្រសាររបស់ម៉ាក់ប្អូនស្រីរបស់ឯងនេះណាឃើញឯងអប់សពពេកឯងក៏ប្រកាន់នឹងគេអីណាលោកម្ចាស់ជួយនិយាយបន្តិចទៅបានទេ ធ្វើខ្លួនឯងទទួលខ្លួនឯងទៅអ្នកនាងលូខ្ញុំឲ្យម្ដាយកូនគេឲ្យទៅអ្នកនាងជួយណែនាំទៅ មិនហ៊ាននោះទេលោកតាបានលោកម្ចាស់គោគាត់និយាយឲ្យនោះអញ្ចឹងខ្ញុំមិនប្រកាន់នឹងអ្នកទៅពីនោះទេ អ្នកនាងគូពិតជាមានចិត្តទូលាយមែនទែន ពិតមែនហើយគាត់ជាអ្នកបងរបស់ខ្ញុំនេះផ្ទះរបស់លោកគឺបាត់នឹងមែនទេ សូមអូនកុំប្រកាន់អីបងមានចិត្តស្មោះចំពោះអូនមែនបើអូនមិនជឿទេបងវេះបេះដូងឲ្យអូនមើលបាន ហើយចាបងប្រុសអ្នកទាំងពីរមិនចាំបាច់បញ្ចេញមនោសញ្ចេតនាអីទេណា លើបានស៊ីនាងបកកែក្រនបាយអាចមកដល់ទីនេះបើគ្រូសាគូបានទាំងអស់ នេះសិយាយអ្នកចង់និយាយពីអីទេ មានន័យថាយ៉ាងម៉េចមែនទេលូវ៉ាន់ស៊ីនេះនៅខ្លួនឯងហើយថាមានន័យថាយ៉ាងម៉េចនាងពូកែសំដែងដែរតានេះចិនតែនេះជាថ្ងៃខួបកំណើតរបស់លោកតាខ្ញុំបើលោកមកជូនពរខ្ញុំស្វាគមន៍តែបើមកអុកលោកនោះកុំបន្ទោសថាខ្ញុំមិនទុកមកឲ្យសោះ លោកគូខ្ញុំមិនតបាននិយាយស្អីទេលោកមិនក៏តក់ក៏ហត់ម្លេះ ពួកយើងច្បាស់ជាមកជូនពរហើយត្រកូលនាងខ្ញុំសូមជូនពរលោកម្ចាស់គូមានទ្រព្យសម្បត្តិហូរហៀដោយសមុទ្រហើយនេះគឺជាទឹកចិត្តបន្តិចបន្តួចពីខ្ញុំលោកនាងពិតជាមានទឹកចិត្តមែនតែថ្ងៃនេះខ្ញុំសូមរំលឹករឿងមួយទៅដល់លោកម្ចាស់គូរឿងខ្លះមើលនឹងភ្នែកមិនប្រកាសថាជាការពិតទេអគ្គនាយកនាងលោកនិយាយមានន័យថាយ៉ាងម៉េចសូមលោកនិយាយតាមត្រង់មកអូគ្មានន័យថាយ៉ាងម៉េចទេដោយសារឃើញលោកតាចាស់ទៅហើយខ្លាចថាត្រូវបានគេបោកនាងឈានតែលោកចង់មកអុកលោកទីនេះមែនទេគូធីងឈិនឯងបានធ្វើអីឯងគួរតែដឹងនៅក្នុងចិត្តច្បាស់ហើយបើអញ្ចឹងថ្ងៃនេះយើងមកនិយាយគ្នាឲ្យច្បាស់ទៅនៅថ្ងៃនេះមកបោកអាក្រាតពួកឯងហើយ យ៉ាងម៉េចបានមិននិយាយទេមានន័យថាគឺខ្លាចគេបោកអាក្រាតឲ្យមែនទេ ពួកឯងមកធ្វើស្អីហ្នឹងចង់មកអុកឡុកថ្ងៃខួបកំណើតលោកម្ចាស់យើងឯងចង់ស្លាប់ឲ្យមែនទេ នេះសិយាយអញហ៊ានមិនគោរពអ្នកបងរបស់យើងផងនេះយើងថាពួកអញនេះលេងចង់រស់ឲ្យមើលទៅនោះ អ្នកបងអី ឯងធ្វើដូចជាចិត្តស្និទ្ធណាស់មែនទេ បានណានិយាយប្រាប់ដាស់ទីនខ្ញុំទៅទៀមមាត់នេះឥឡូវហើយ នាងសាឡូមើលទៅ អ្នកដឹងទេថាបងនាងជាអ្នកណាគេហ៊ានតែអោបជើងជាមួយគេទៀតណា ហេអ្នកបងរបស់ខ្ញុំគឺជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនជីងយាគឺមិនអាចប៉ះពាល់បានទេឆាប់សុំទោសទេ សុំតោគេអីមនុស្សខ្លាញ់បន្លំហ្នឹងអី ថាម៉េចខ្លាញ់បន្លំអីគេទេ នាងឈានតែថ្ងៃនេះពួកឯងមានចេតនាមកអុកលោកមែនទេតើនាងចង់ធ្វើស្អីទៅ នាយកគូឆាប់ខាងបែបហ្នឹងប្រហែលពួកគេនិយាយត្រូវទេដឹង ស្រីក្បត់ឯងនេះគូធីងឈិនឯងស្មានថាឯងរកបានមនុស្សដែលមានតម្លៃតាមពិតជាអ្នកបន្លំខ្លួនធ្វើជាអគ្គនាយកជាយាតែប៉ុណ្ណោះអ្នកស្នងតំណែងចំនួនក្រោយនោះឯងមិនមែនជាគេក៏ថាបាន ខ្លាចបន្លំហីខ្លាចបន្លំរឿងស្អីគេ លោកស្រីគូកូនរបស់លោកស្រីព្រោះតែចង់ដណ្ដើមពីហ៊ុនជាមួយនឹងខ្ញុំបានយកមនុស្សមកខ្លាចបន្លំថាខ្លួនជាអគ្គនាយកជាយាខ្ញុំបានស៊ើបដឹងបាត់ទៅហើយនាងខ្លាចទេ ខ្លាញ់បន្លំគេពិតជាខ្លាញ់បន្លំមែនទេ អូអញ្ចឹងតើបានជាយើងមើលទៅដូចជាមិនទំនងមិនស័ក្តិសមជាអ្នកមានវងតកូលខ្ពស់គេជាមនុស្សខ្លាចបន្លំមែនទេ នាងពិតជាហ៊ានខ្លាំងណាស់ហ៊ានបន្លំធ្វើជាអគ្គនាយកជីងយាគឺចង់មកពង្វក់បងប្រុសខ្ញុំតាមមែនទេ នាងឈានតែលោកមានចេតនាចង់មកអុកលោកទីនេះមែនទេលោកចង់មកដណ្ដើមពីហ៊ុននោះមែនដែរទេពីហ៊ុននោះគួរតែជារបស់ខ្ញុំគឺឯងប្រើល្បិចថោកទាបដណ្ដើមយកទៅគូទីងឈិនបើឯងឆ្លាតគួរណាស់តែស្ដាប់បង្គាប់ឯងគួរតែយកកិច្ចសន្យានោះមកប្រកល់ឲ្យយើងវិញទៅយប់នេះលោកចង់ជិះសេះលែងដៃមែនទេចង់បានពីហ៊ុនធំនោះទៅរកនាយកសង្ឃទៅលោកទៅរកគាត់ទៅ មិនអញ្ចឹងទេលោកអាចលុបចង្គង់សុំរបស់ខ្ញុំបើខ្ញុំតន់ចិនអាចឲ្យក្រុមហ៊ុននេះមានដង្ហើមដកបានខ្លះ លោកអានស៊ីរឿងដល់ដំណាក់កាលនេះហើយឯងនៅមករឿងទៀតអី បានណាទៅមាត់រឹងគ្រួសារនាងពួកឯងគ្មានថ្ងៃបានល្អនោះទេបានណាទៅមាត់រឹងគ្រួសារនាងពួកឯងគ្មានថ្ងៃបានល្អនោះទេ នាង
អ្នកបានខ្លួនធ្វើជាអគ្គនាយកជាញាពេលនេះល្មមចាប់ហើយ ឬមកក៏មិនមែន បានបើនាងនិយាយបែបនេះតែអាចបកស្រាយបានទេថានេះគឺជាអគ្គនាយកជាយាស្នងតំណែងមរតកចុងក្រោយ ខ្ញុំនិយាយមិនទាន់ច្បាស់ទៀតមែនទេ ប៉ុន្តែខ្ញុំចង់សួរនាងរឿងមួយគូធីងឈិនបានឲ្យប្រយោជន៍នាងអីខ្លះបើជានាងហ៊ានប្រថុយគ្រោះថ្នាក់ថ្លៃបន្លំធ្វើជាអគ្គនាយកជាយាបែបនេះ ឃើញខ្ញុំខ្លាចមិនឡប់ពេលណា ឃើញមកឈូហើយមិនស្រក់ទឹកភ្នែកទៀតអញ្ចឹងថ្ងៃនេះខ្ញុំនៅមុខអ្នកទាំងអស់គ្នាបកអាក្រាតនាងហើយនាងឈានតែនេះជាថ្ងៃខួបកំណើតរបស់លោកតាខ្ញុំលោកក៏មិនចង់អោបលោកកសោះនាយកគូឯងខ្លាចមែនទេថ្ងៃនេះខ្ញុំនឹងបកមុខមាត់ពុតប្រកបដែលពួកឯងពូកែសម្ដែងបែបនេះស៊ីយ៉ា ថ្ងៃនេះខ្ញុំបោកអាក្រាតមកពិតរបស់គេកែការពិតមិនមែនជាអ្នកឆ្លងតកោជាញាទេហើយប្រហែលថ្ងៃមុននេះអ្នកដែលត្រូវសហគ្រាសយើងបណ្ដេញចេញនោះគឺជាអ្នកអនាម័យឯងគឺជាអ្នកអនាម័យដែលគេបណ្ដេញចេញនោះតើមែនទេ មិនអាចនោះទេ នេះហើយជាផាត់តាំងនេះជារូបថតពេលដែលគេធ្វើជាអ្នកអនាម័យ នេះគឺនាងខ្លាចបន្លំទេ នេះគឺបុគ្គលិកសហគ្រាសខ្ញុំអាចធ្វើការបញ្ជាក់បានហ៎ នេះគឺជាការពិតមែនសំណាងខ្លាំងណាស់ដែលខ្ញុំមើលដឹងមុនឯងមិនមែនជាមនុស្សល្អនោះទេ មិនត្រឹមតែប៉ុណ្្នឹងទេគេជាមនុស្សស្រីរបស់ខ្ញុំ3ឆ្នាំហើយដែលខ្ញុំតបចោល ហើយថាម៉េចនេះមនុស្សស្រីអបល័ក្ខបែបនេះមិននឹងអាចចូលមកគ្រួសារយើងបានទៅនាងពិតជាស្រីទឹករៃណាគេបានខាងនឹងសហគ្រិននាងយើងហើយសហការជាមួយនឹងគូធីងឈិនដើម្បីសងសឹកសហគ្រិននាងយើងលោកវ៉ាន់ស៊ីខ្ញុំយល់ពីអារម្មណ៍របស់នាងតែអ្នកដាច់ខាតមិនគួរណាខ្លាចបន្លំធ្វើជាអគ្គនាយកជាញានោះទេ គូទីងឈិនឯងត្រូវបានគេចាប់បានហើយតើឯងមានពាក្យអីចង់និយាយទេបានហើយទោះជាយ៉ាងណានេះក៏ជាប្រពន្ធរបស់ខ្ញុំដែរពួកឯងធ្វើបែបនេះនោះគឺប្រឆាំងនឹងគូធីងឈិនខ្ញុំហើយ ធីងឈិនឯងល្ងីល្ងើទេអីពេលនេះហើយឯងនៅមិនដឹងខ្លួនទៀតមែនទេ តើឯងបានដាក់ឆ្នាំអីឲ្យទៅបងប្រុសយើងទេទើបឲ្យបងចុះការពីឯងបែបនេះមិនតែពួកឯងបានត្រៀមរួចរាល់ហើយនាងគិតថាបាននិយាយអេបដេបដាក់បែបនេះសង្ឃឹមថាបានភាកហ៊ុនតម្លៃរាប់លានមែនទេ បរាជ័យហើយនៅប្រកាយទៀត មែនហើយរូបថតនេះបើស្រ័យយ៉ាងម៉េចទេគេថាយ៉ាងម៉េចឯងក៏ជឿគេមែនទេឯងគ្មានគ្រូបាក់ខ្លួនឯងទេឯង លោកវ៉ាន់ស៊ីមិនក៏ខ្ញុំមិនដឹងថាស្បែកមុខឯងក្រាស់បែបនេះត្រូវគេបកអាក្រាតនៅមុខសាធារណជនហើយនៅចូលរួចទៀត ឯងថាយ៉ាងខ្លាចបន្លំគឺខ្លាចបន្លំហើយមែនទេតើឯងមានឋានៈជាស្អីទេនេះឯងនៅតែមិនទាន់ដឹងខ្លួនទៀតមែនទេ និយាយថាខ្លួនឯងជាអគ្គនាយកជាញីមិនគ្មានឋានៈដឹកនាំមកជាមួយអញ្ចឹង មិនក៏នាងដឹងថាហេតុអីមិនមែន ខែអីទៅ គូទីងឈិនឯងនៅពេលនេះហើយនឹងមិនព្រមសារភាពទៀតទទួលស្គាល់ទៅនាងឈានតែលោកចោលប្រកាន់គ្មានផលតាំងផងគូទីងឈិនមើលទៅឯងមិនខ្លាចភ្លើងតតែសោះហើយយើងនឹងឲ្យឯងស្លាប់ដោយអស់ចិត្តអ្នកនាងលក់មើលលើខោនការសម្ដែងដល់ពេលនេះហើយនៅមិនទាន់ចេញមកទៀតមែនទេអ្នកនាងលក់មកដល់ហើយ លោកលូខានជួបគ្នាយូរហើយលោកលូខានជួបគ្នាយូរហើយហើយយ៉ាអ្នកនាងលក់ខ្យល់អីបក់អ្នកនាងមកដល់ទីនេះអ្នកមីងគូរឿងអីដែលខ្ញុំមិនមកនោះនេះជាថ្ងៃកំណើតរបស់លោកម្ចាស់គូខ្ញុំគួរតែមកហើយមែនទេអូមែនហើយនេះអ្នកនាងលក់ពិតជាមានចិត្តមែននេះប្រហែលជាអនាគតប្រពន្ធរបស់លោកគូហើយមែនទេ មែនហើយនេះជាប្រពន្ធរបស់ខ្ញុំ អូការប៉ិតគឺខ្លាំងសោះគឺអនាគតប្រពន្ធសោះ ការពិតមិនមែនជាអនាគតប្រពន្ធនោះទេនេះគឺជាប្រពន្ធរបស់ខ្ញុំតែម្ដង ថាម៉េចពួកឯងរៀបការហើយហីតើតាំងពីពេលណាទៅ ខ្ញុំការនៅពេលណានោះត្រូវឆ្លងកាត់អ្នកនាងលក់ដែរមែនទេ លោកអ្នកនាងលក់ក៏អាចខឹងអីនាងគ្រាន់តែជាអ្នកអនាម័យម្នាក់មិននឹងស័ក្តិសមនឹងគូធីងជាងកូនខ្ញុំទៅតែបែរជានាងវិញទេបានស័ក្តិសមគ្នានឹងកូនខ្ញុំដូចជាហងមួយគូអញ្ចឹងពិតជាសមគ្នាណាមែនហើយតែមានឋានៈស្អីទេស័ក្តិសមនឹងខ្ញុំនោះថ្ងៃនេះខ្ញុំមកបោះអាក្រាតមុខមាត់ពិតរបស់គេហើយ អ្នកនាងលក់ថ្ងៃនេះបានអ្នកនាងមកជូនពរលោកកំណើតលោកតាខ្ញុំគ្រួសារខ្ញុំស្វាគមន៍តែបើនាងមកអុកលោកចង់មកករឿងនោះកុំថាខ្ញុំមិនគួរសមឲ្យសោះ លោកនាយកគូកុំតក់កុហកពេកក្រែងចង់ខាញ់ផាត់តាំងមែនទេអ្នកនាងលក់មកគឺចង់បង្ហាញផាត់តាំងហេតុលោកបានស៊ីតើនាងមានចិត្តប្រកាន់ដល់ណាទៀតបន្តិចទៀតនេះនាងនឹងទឹកភ្នែករហាមអង្វរយើងហើយអញ្ចឹងឯងមានស្នេហ៍អីក៏បញ្ចេញមកអ្នកនាងលក់នៅដល់ណាទៀតខ្ញុំចង់មែនណាគេនៅសម្ដែងដល់ពេលណាទៀតទេ បានហើយថ្ងៃនេះជាថ្ងៃកំណើតរបស់យើងហេតុអីបានជាពួកឯងមកអុកលោកបែបនេះ លោកម្ចាស់គូលោកកុំខឹងអីណាខ្ញុំមកទីនេះមិនមែនមកអុកលោកទេក្មេងចំនួនក្រោយផ្លេចដល់រឿងធំមួយយើងបានត្រៀមកាដូធំមួយមកដែរសែងចូលមកលោកម្ចាស់គូនេះគេទឹកចិត្តខ្ញុំនិងឪពុករបស់ខ្ញុំជូនពរលោកអាយុព្រាបបាននឹងខ្ញុំហើយយ៉ាទឹកចិត្តរបស់អ្នកនាងពិតជាជ្រាលត្រូវមែន គ្រប់មានចំនួនខាងស័ក្តិសមទេមិនដូចអ្នកខ្លះប្រើល្បិចទេ ព្រឹងគោរពអ្នកនាងគូអ្នកនាងចង់ឲ្យអ្នកអនាម័យម្នាក់យកកាដូមកជូនលោកម្ចាស់ទេនឹងតែកសែងជូនដែរ គឺដោះរបស់ខ្ញុំចិនមកដល់ហើយ នៅសម្ដែងទៀតនេះ
លោកអាន់ស៊ីនាងធ្លាក់ដកបាត់បង់ហើយនៅមិនដឹងខ្លួនទៀតអី អ្នកនាងលោកខ្ញុំដឹងថាអ្នកនាងមានចិត្តលើបងប្រាប់ខ្ញុំទុកចិត្តចាស់មានខ្ញុំណៃអ្នកនាងច្បាស់ជាការជាមួយគាត់បានអ្នកបងខ្ញុំស្គាល់តែបងម្នាក់គុណអ្នកផ្សេងនោះខ្ញុំមិនទទួលស្គាល់នោះទេ បានចឹងអរគុណអូនយកថងហើយថ្ងៃនេះខ្ញុំបានរៀបចំកាដូពិសេសជូនទៅលោកម្ចាស់គូនេះជាកិច្ចសន្យាភាគហ៊ុនតម្លៃ100លានតម្លៃ100លាននេះអ្នកនាងគូអ្នកនាងបានត្រៀមសម្រាប់គូធីងឈិនមែនទេមិនខុសទេខ្ញុំបានរៀបចំសម្រាប់គ្រួសារគូគឺសម្រាប់ចប់ពី ក៏ពុតគឺនាងធំគ្រូសាលក់ចេញដើម100លានស័កសមណាស់ទៅហើយ ធីងឈិនឯងនៅរៀនលេខដល់ណាទៀតឆាប់ទៅទទួលទៅនេះគឺជាគោលបំណងល្អរបស់អ្នកនាងហើយ ទឹកចិត្តនាងសុំទទួលយកបានប៉ុន្តែខ្ញុំនិយាយហើយពួកយើងចោះឲ្យតាមទៅវិលហើយ ឯងចង់ឲ្យយើងខឹងស្លាប់ហើយមែនទេនេះគូឲ្យទៅលោកពេលនេះព្រមបបងនាងមិននៅជាមួយខ្ញុំភាគហ៊ុនតម្លៃ100ម៉ឺននេះខ្ញុំជូនដោយដៃទាំងពីរ នាងគូសូមមេត្តាគោរពខ្លួនឯងផង នាយកគូខ្ញុំសួរម្ដងទៀតខ្ញុំលោកឈិនជីងនៅនារីអនាម័យខ្លាចបន្លំខ្លួនធ្វើជាអគ្គនាយកជីងយាននេះលោកពិតជារើសយកគេមែនទេខ្ញុំលោកឈិនជីងនៅនារីអនាម័យដែលខ្លាចខ្លួនបន្លំធ្វើជាអគ្គនាយកជីងយាននេះលោកពិតជារើសយកគេមែនទេ ខ្ញុំមិនទាន់និយាយច្បាស់មែនទេ លោកមាននារីខ្លះអត់គេខ្មាស់មែនដូចជានាងបាត់នាងគ្មានតម្លៃសំបីបន្តិច លោកអាន់ស៊ីនាងបន្លំខ្លួនជាអគ្គនាយកជីងយាឋានៈអនាម័យរបស់នាងឆ្លងកាត់យុគនេះយ៉ាងមិនម្ដងផងទេយើងគឺជានាងធំដែលមានទ្រព្យសម្បត្តិស្រុកស្ដង់ការប៉ិតម្នាក់ចង់ភ្ជាប់ជាមួយនឹងក្រុមហ៊ុនជីងយាម្នាក់គឺសុទ្ធតែដឹងរឿងខ្លួនឯងច្បាស់នេះ ខ្លាចបន្លំខ្លួនធ្វើជាអគ្គនាយកជីងយានៅថាខ្លួនឯងជាអ្នកឲ្យទៀតឯង ថាខ្ញុំជាអ្នកខ្លាចបន្លំចុះឯណាផតាំង ផតាំងមែនទេយើងពេលនេះឲ្យនាងស្លាប់ឲ្យបានច្បាស់ ជប់សិនថ្ងៃនេះខ្ញុំជួននាងទៅវិញពួកគេមកអុកឡុកគឺចង់សម្ដៅគ្រួសារគូខ្ញុំច្បាស់ណាស់ខ្ញុំមិនចាំបាច់មកចូលរួមទេនៅក្រៅមិនបាច់ហៅខ្ញុំទេគូធីងហើយចង់ឲ្យនាងទៅព្រោះតែចង់ការពារនាងជាប្រពន្ធឯងមែនទេឯងមិនក៏ បងមិនជឿខ្ញុំដែរមែនទេ បងមិនចង់ឲ្យគេមួយម៉ាត់មើលងាយអូនទេ ពួកគេធ្វើអីមិនបាននោះទេនេះយកមកឯណាផតាំងទេ លោកវ៉ាន់ស៊ីខ្ញុំសុំសរសើរអ្នកដែលស្មោះរឿងមកដល់ពេលនេះហើយនៅមានមកធ្វើបែបនេះទៀត លោកវ៉ាន់ស៊ីនាងស្មានថានាងនឹងធ្វើពុតដូចអាចបិទបាំងរឿងគ្រប់យ៉ាងគឺយើងនៅថ្ងៃនេះសូមលាតតាំងមុខមាត់ពិតរបស់នាងនៅមុខគេឯងហើយ មកមាត់ប៉ិតរបស់ខ្ញុំគឺខ្ញុំមិនដោយពួកអញទេពួកអញពាក្យស្បែកឆ្កែហើយនៅតែមើលមិនឃើញខ្លួនអញពាក្យស្បែកឆ្កែទៀត លោកវ៉ាន់ស៊ីនាងដូចជាជ្រុលពេកហើយ អពុនយើងចង់ស្លាប់ អញដល់ថយទៅចំពោះមនុស្សស្រីដូចជាគេមិនបាច់ប្រើដៃជើងទេយើងក៏អាចឲ្យគេគ្មានផ្លូវដើរដែរ អូនទុកចិត្តចុះថ្ងៃនេះមិនខ្វល់ថាគេធ្វើយ៉ាងម៉េចចំពោះអូនគូថងឈិនបងគឺនៅការពារអូនរហូត ឯងចង់ឲ្យយើងខឹងស្លាប់ហើយយើងមិនគួរមានកូនអកតញ្ញូដូចឯងមែនទេ បើប្រាប់រៀបការជាមួយស្រីបែបនេះគ្រួសារពួកយើងច្បាស់ជាចាប់ហើយនេះ បងរៀបការជាមួយនរណាគឺជារឿងរបស់បងមិនពាក់ព័ន្ធនឹងគ្រួសារគូទេ អ្នកប្រគូតែជាមានមនោសញ្ចេតនាជ្រាលជ្រៅមែន នាងលោកសម្ដីថយបន្តិចទៅឯណាផតារបស់នាង មិនឃើញក្តាមមកឈប់ពិតជាមិនស្រក់ទឹកភ្នែកមែនពួកឯងមើលទៅនេះជាស្អី នេះជាស្អីសូមជួយនាងលោកនិយាយឲ្យច្បាស់ទៅ លោកម្ចាស់គូរូបភាពនៅក្នុងនេះគឺជារូបឪពុករបស់ខ្ញុំប្រហែលជាលោកមិនស្គាល់ទេមើល លោ ទៅ កម្ នោះ ចាស់លក់វ៉ាន់សូវអីខ្ញុំមិនស្គាល់គេទេ មិនខុសទេតើពួកលោកដឹងទេថាជំនួយដែលនៅក្រៅក្នុងជាអ្នកណាទេនោះគឺជាអ្នកស្នងប្រកួតចំការរបស់ក្រុមហ៊ុនជីងយាម្សិលមិញឪពុកខ្ញុំទៅជួបជុំក្នុងកម្មវិធីនៅស្រុកគេអ្នកទាំងអស់គ្នានិយាយទៅថាគេជាអ្នកណាដែរ បងប្រុសបងឃើញដែរទេថាឲ្យមនុស្សស្រីនេះគឺខ្លាំងបន្លំទេតែបងនៅការពារនាងទៀត នាងស្រីអនាម័យឯងនេះនាងហ៊ានខ្លាចបន្លំធ្វើជាអគ្គនាយកជីងយានោះមិនអីទេហើយនៅឲ្យកូនគូធីនឈិនយើងការជាមួយនឹងនាងទៀតឯងឆាប់ទៅលេងលះគ្នាវិញទៅម្យ៉ាងទៀតគឺសងពេញយាជាអ្នកប្រាប់យើងទេអ្នកស្នងប្រកួតក្រុមហ៊ុនជីងយាមិនទាន់មកពីស្រុកគេទេកំពុងនៅក្រៅប្រទេសលោកវ៉ាន់ស៊ីមានផតាមានសាក់សៃហើយនាងនៅកុហកទៀតទេ លោកវ៉ាន់ស៊ីមិនក៏និយាយលេងចាញ់មកហើយសៀននេះផងប្រយ័ត្នប្រយែងសម្ដីឯងដែលនិយាយជាមួយប្រពន្ធរបស់យើងផងគូធីងឈិនដល់ពេលនេះហើយឯងការពារនាងទៀតពួកឯងទាំងពីរគឺពិតជាគូកម្រឯងឲ្យគេខ្លាញ់ធ្វើជាអគ្គនាយកជីងយាឯងយល់ថាក្រុមហ៊ុន GND លើកលែងឲ្យឯងលោកម្ចាស់គូលេងពីសម្ដីហើយមែនទេនាងលោកត្រែនាងមានផតាំងនៅមុខហើយតានាយកសងគាត់ទទួលស្គាល់ហើយថាអគ្គនាយកនៅស្រុកគេគឺមានពាក្យអីនិយាយនឹង នោះគឺខ្ញុំម្សិលមិញគឺខ្ញុំផ្ដាំសុំវិញ្ញាណប្រាប់គេថាខ្ញុំនៅស្រុកគេ លោកវ៉ាន់ស៊ីរឿងបានលេចធ្លាយបែបនេះហើយនាងនៅប្រកែកទៀតមែនទេ ជឿមិនជឿស្រីលើពួកលោកទេ បានអញ្ចឹងល្អហើយបានអ្នកនិយាយថានាងជាអគ្គនាយកជីងយាហេតុអីមិនព្រមជួបខ្ញុំ នេះជាស្អីទេនាងដឹងថាយ៉ាងគឺជាអគ្គនាយកជីងយារឿងអីទៅខ្ញុំជួបនាងនោះ លោកវ៉ាន់ស៊ីយើងຕົកមុខឲ្យហើយនៅមិនយកទៀតអញ្ចឹងនិយាយទៅអ្នកដែលជួបមកឪពុកខ្ញុំជាអ្នកណាគេដែរទៅមែនហើយអ្នកនិយាយទៅបើពិតជានាងមែនចាអ្នកណាគេក្នុងកម្មវិធីជាមួយនឹងអគ្គនាយកលោក លោកវ៉ាន់ហួរនាងជួបលោកវ៉ាន់សុងគឺមិនប្រាប់ខ្ញុំឲ្យមិនសោះនេះចាំមែនហើយនេះសំណាងអ្នកដែលយើងជាកូនភ្លោះមុខមាត់ដូចគ្នាមិនខុសទេនោះគឺជាខ្ញុំ និយាយថាម៉េចអ្នកនិយាយតែ ចាស់ជិនហប់ពីស្រុកគេមកតែប៉ុន្មាននាទីតែប៉ុណ្ណោះយើងមានជិនហប់តែខ្លួនឯងនាងក៏ដឹង ពេលយកពេលតែមួយម្នាក់នៅស្រុកគេម្នាក់ទៀតនៅក្នុងពិធីរបស់គ្រួសារនេះអ្នកនិយាយថាម៉េចវិញ នាងលក់នាងយល់ថានេះជាស្អីដែរទេខ្ញុំធ្វើអីចាំបាច់បកស្រាយប្រាប់នាងតែមិនដែរទេ ចាំថានាងរកមិនឃើញពាក្យដល់សារនោះអី ចំនួនយកមកគ្រួសារគូបានមកដល់ហើយចំនួនយកមកគ្រួសារគូបានមកដល់ហើយខ្ញុំបាទមានកិត្តិយសណាស់ដែលនាយកសង្ឃមកផ្ទាល់ចូលរួមគម្រប់ខួបខ្ញុំ
ឲ្យជូននៅកាដូដ៏ថ្លៃថ្លាបែបនេះទៀតខ្ញុំត្រេកអ លោកម្ចា រ ស់កូននិយាយធ្ងន់ពេកហើយខ្ញុំគ្រាន់តែយកតាមបញ្ជាអគ្គនាយកលូមកជូនពរលោកដបតប៉ុណ្ណោះ ខ្ញុំគ្មានទំនាក់ទំនងអីជាមួយលោកនាយកលូហេតុអីក៏គាត់ រឿងអីថាគ្មានលោកអគ្គនាយកគូទៅតែទទួលបានភាគហ៊ុន 1000 លានពីខ្ញុំហើយគ្រប់យ៉ាងរបស់ពួកខ្ញុំសុទ្ធតែអគ្គនាយកលូខ្ញុំជាអ្នកចាត់ចែងអគ្គនាយកលូខ្ញុំពេញចិត្តនឹងអគ្គនាយកគូខ្លាំងណាស់អគ្គនាយកលូពិតជាព្រេកមុតមែនកូនធីងឈិញរបស់ខ្ញុំមានសមត្ថភាពនឹងខ្លាំងក្លានោះច្បាស់ជាមិនឲ្យអគ្គនាយកលូនិងនាយកលូអស់សង្ឃឹមទេសូមឲ្យនាយកលូជួយនិយាយពាក្យល្អៗនៅចំពោះមុខគាត់ផងលោកស្រីនិយាយធ្ងន់ពេកហើយតំណែងលោកអគ្គនាយកលូចាំមិនអាចកាត់បាននោះទេថ្ងៃក្រោយសូមអញ្ជើញលោកនាយកគូជួយណែនាំខ្ញុំផងនាយកសុងសម្ដីរបស់អ្នកពិតជាផ្ដល់កិត្តិយសឲ្យកូនខ្ញុំខ្លាំងណាស់នាយកសុងខ្ញុំដឹងថាអគ្គនាយកលូពេញចិត្តនឹងនាយកគូខ្ញុំក៏សប្បាយចិត្តជួបគាត់ដែរប៉ុន្តែពេលនេះនៅមានមនុស្សដែលមិនពេញចិត្តត្រូវឲ្យនាយកសុងជួយចាត់ចែងផងបានន័យថាម៉េចសូមតែនាងលោកជួយបង្ហាញផងនាយកសុងគឺកែបារម្ភខ្លួនធ្វើជាអគ្គនាយកលូនៅខ្លាចបន្លំទៀតហើយហីមែនហើយអ្នកដែលខ្លាចបន្លំខ្លួននៅយប់ថ្ងៃពិធីរបស់យើងគេថាគេជាអគ្គនាយកជីងនាងយកដល់មុខនាយកគូមិនប្រកាន់នឹងគេប៉ុន្តែថ្ងៃនេះគេគឺមករកលោកម្ចាស់គូទៀតផងហើយគេនៅថាទៀតក៏ដោដល់អគ្គនាយកលូក៏ដោឲ្យជូនទៅលោកម្ចាស់គូគឺគេជាអ្នកឲ្យយកមកគ្រប់យ៉ាងសុទ្ធតែជាការកុហកទាំងអ នាយ ស់ កសុងនាងលើកលែងឲ្យគេច្រើនលើកមកហើយគឺមិនត្រូវលើកលែងឲ្យគេទៀតទេមិនចឹងគេគិតថាខ្លួនគេគឺជាអគ្គនាយកជីងយាមឯនេះហេតុអីបានចឹង ដូច្នេះហើយមិននេះពួកអ្នកទាំងអស់គ្នាធ្វើឲ្យគាត់មានការពិបាកមែនទេមិនឲ្យពិបាកស្អីទេពួកយើងគ្រាន់តែចង់ឃើញមុខមាត់ពិតរបស់គេមិនស្មានថាស្លាប់ក៏គេមិនព្រមសារភាពដែរនៅតែម្នាក់បែបហ្នឹងពិតមែនទេមិនហើយនាយកសុងមនុស្សបែបនេះមិនអាចទុកបានទេ នាយកសុំខ្ញុំគិតថាច្បាស់ជាគូធីងឈិនជាអ្នកឲ្យគេធ្វើឲ្យគេបន្លំខ្លួនមិនចឹងគឺមនុស្សសង្គមទៀតដូចជាគេអ្នកសម្អាតសោះហើយមិននឹងអាចខ្លាំធំបានទៅដូច្នេះហើយខ្ញុំយល់ថានាយកសុំគួរតែយកពាក្យហ៊ុនដែលអគ្គនាយកលូនោះប្រគល់ទៅឲ្យនាយកគូនោះយកត្រឡប់មកវិញមិនចឹងពាក្យហ៊ុនរបស់អគ្គនាយកនឹងខ្លាចជាអំបិលត្រូវទឹកហើយ លោកមានកំណត់បែបនេះគឺល្អខ្លាំងណាស់ សូមតែនាងគិតផងពួកយើងធ្វើគឺដើម្បីសហគ្រាសជីនយា ល្អណាស់កំណត់របស់អ្នកទាំងអស់គ្នាខ្ញុំដឹងច្បាស់ហើយលើវ៉ាន់ស៊ីស្លាប់មួយក្បែរខ្លួនហើយមានពីអីនិយាយទៀតទេ នាយកសុងខ្ញុំនិងលោកវ៉ាន់សិនចឲ្យតាសើជាមួយគ្នាបាននាងពិតជាមានទុំមែនខ្ញុំព្រមទទួលខុសត្រូវជាមួយនាង នាយកគូពិតជាមានចិត្តមែននាយកសុងកូនប្រុសខ្ញុំគេល្ងីល្ងើគេត្រូវស្រីម្នាក់នេះនៅពពុះអារម្មណ៍នាយកសុងកុំស្ដាប់សម្ដីតែប៉ា បាន រ ហើយ របស់ នា គេ យកសុងស្រីម្នាក់នេះពឹសពលណាស់ប៉ុណ្ណឹងហើយនៅមិនទាន់អង្គក្បាលសំទោសនៅចង់នាំទុកដល់គ្រួសារយើងទេអង្គក្បាលដាក់គេសុំវិញ្ញាណអញហ៊ានទទួលទេ លោកវ៉ាន់ស៊ីស្លាប់នៅចំពោះមុខហើយនៅហ៊ាននិយាយជាមួយនាយកសុងទៀតឯងអាយ៉ានាងសយ៉ានាងចង់ស្លាប់មែនទេនាយកសុងមិនក៏នាង នាយកកុំធ្វើបែបនេះចំពោះកូនខ្ញុំគេមានកំហុសអី នាងចិនតាមួយលើកជាពីរលើកហើយខ្ញុំថាអ្នកដែលគោបដៅនោះគឺជាលោកទេបានត្រី នាយកសុងលេងសើចស្អីណា ប៉ុន្តែនាយកសុងក្រែងប្រាប់ខ្ញុំថាអគ្គនាយកលូនៅក្រៅសឹកហើយម្យ៉ាងទៀតប៉ាខ្ញុំក៏បានជួបមកគាត់ទៀតសម្ដីនាយកសុងបានន័យថាម៉េចបានន័យថាហេតុអីនាងហ៊ានដេញដោលធ្វើខ្ញុំនាយកសុងនេះបានន័យថាកុំឲ្យគេសម្ដែងបន្តទៀតត្រូវហើយឲ្យគេឈប់សម្ដែងតទៅទៀតទេអត់ធ្វើបែបនេះនាំឲ្យប៉ះពាល់ឬមកក៏អ្នកបាត់នៅអគ្គនាយកលូនាងសម្ដែងហីចេះតែនិយាយចេញទៅកា នាយកសុងនេះមិនមែនជាការសម្ដែងជាស្អីទៅវិញទៅនាងធ្វើអនាម័យថាគ្រាសយើង3ឆ្នាំមកហើយត្រូវខ្ញុំបកស្រាយយ៉ាងម៉េចទៅវិញទៅនិយាយទៅ មនុស្សសម្រាប់ដូចជាឯងចឹងឯងស័កសមអីនឹងអ្នកនាងលូចឹងទៅនិយាយថាម៉េចនឹកថាគេជាអ្នកនាងលូហីមិនខុសទេអ្នកនាងលូខ្ញុំក៏មានឋានៈពិតប្រាកដអញ្ចឹងខ្ញុំសូមណែនាំបន្តិចចុះម្នាក់នេះគឺជាអ្នកស្នងត្រកូលចំនួនក្រៅសហគ្រាសជាងយាអគ្គនាយកលូខ្ញុំគ្មានសមត្ថភាពធ្វើឲ្យអ្នកនាងទទួលគំនាបហើយ មិនអីទេរឿងនេះល្អមកខ្ញុំចូលចិត្ត និយាយថាម៉េចគេជាអ្នកស្នងត្រកូលគ្រួសារលូអីមិនអាចទេខ្ញុំជឿទេអ្នកមិនជឿទេអីឋានៈនេះជាស្អីដែរសូម្បីតែអគ្គនាយកក៏ហ៊ានសង្ស័យនោះនៅមិនតាន់លុតជង្គង់សំទោសទៀតទេឲ្យខ្ញុំលុតជង្គង់សំទោសគេអីដេកសម័យទៅលោកប៉ា នាយកសុងឬមួយក៏គាត់ជាអ្នកស្នងត្រកូលលូទៅ នេះជាតាយលោកវាប្រហារអគ្គនាយកប្រហែលលើកលោកចង់បានការសហការគ្នាមានឈ្មោះល្បីនៅក្រុមនេះតើមែនទេ នាងលេងសើចទេមិនក៏គេអាចខ្លាយទៅជាអគ្គនាយកសហគ្រាសជីនយា លោកយល់ថាមនុស្សដូចជាខ្ញុំនេះលេងសើចដែរអីនេះជាតាយលោកប៉ាប៉ាខ្ញុំបានតែលោកប៉ាប៉ាអគ្គនាយកមិនបានទេលោកប៉ាប៉ាអគ្គនាយកលូច្រើនលើកហើយលោកមិនទាន់អត់ក្បាលសុំទៅទៀតអី មិនអាចទេគេរកកំណត់ជាមួយនឹងគូធានឆឹងមិននឹងអាចទៅគេមិនមានសមត្ថភាពនឹងទេ សមត្ថភាពគាត់ពីថ្ងៃនេះឯងមិនឃើញតែមែនទេទីផ្សាររបស់នាយកគូពេលនេះឡើងដល់5ដងនៃក្រុមហ៊ុននេះទៅហើយ មិនអាចទេនាយកសុងខ្ញុំក៏មិនជឿណានាងមិនត្រូវឲ្យគេបោកទេខ្ញុំនៅជាមួយគេ3ឆ្នាំខ្ញុំដឹងច្បាស់ណា ឯងនេះជាស្អីដែរអ្នកយាមឆាប់អុកគេទៅកុំឲ្យប្រឡាក់ដៃអ្នកនាងខ្ញុំអត់សោះ ស៊ីយ៉ាជួយខ្ញុំផងពុកក្មេងជួយខ្ញុំផង ឡើងបានស៊ីនាងក៏បានចិត្តខ្លាំងពេកនាងចង្រៃឯងនេះនាងនៅប្រមាថមើលងាយអគ្គនាយកលោកខ្ញុំទៀតអ្នកទាំងអស់គ្នាអូខេចេញទៅលោកប៉ាជួយខ្ញុំផងឡើងបានស៊ីស្រីចង្រៃនាងឈិនតាយលោកនៅតែមិនដឹងកំហុសទៀតមែនទេមិនបាច់លុតជង្គង់ទេមនុស្សប្រុសក៏មានកិត្តិយសដែរ នាយកសុងនេះណា បានហើយ
មនុស្សប្រាប់ក៏មានកិត្តិយសដែរលោកមិនចាំបាច់លុតជង្គង់នោះទេ នាងពិតជាអគ្គនាយកលូ នាយកសោះរបស់លោកនិយាយហើយនៅមិនជឿទៀតមែនទេសងមិនយិននាងឆាប់ប្រកាសចេញទូទាំងក្រុងទៅចា ខ្ញុំជឿហើយអគ្គនាយកលូខ្ញុំលួចជង្គង់ខ្ញុំថោកទៀតខ្ញុំមិនស្គាល់ការគោរពគឺយើងអ្នកធំមិនប្រកាន់អ្នកតូចនាងលើកលែងខ្ញុំទៅខ្ញុំសុកចិត្តធ្វើគោធ្វើក្បី ពេលនេះលោកដឹងខុសគឺយឺតពេកទៅហើយ អគ្គនាយកនាងខ្ញុំដឹងកំហុសហើយលើកលែងឲ្យខ្ញុំទៅ យឺតដល់លោកដែលមានទឹកចិត្តយើងលើកនេះអាចនឹងលើកលែងទោសឲ្យលោកចេះ អរគុណហើយដល់នាងលូ តែលើកនេះខ្ញុំមិនតន់និយាយចាប់ទេចុះលោកចាត់មនុស្សអាចទៅសម្រាប់ប្តីខ្ញុំតែខ្ញុំគួរលើកលែងទោសដែរទេ នាងជិតកាយមិនដឹងស្មានថាអីទេ នាងយាមអូខេចេញទៅ កុំអីមិនអាចទេ ឯហ៊ានចាត់ការកូនប្រុសយើងផងអីភ័យនៅមានទៀតនាងលក់មិនបានឆាប់ចេញទៅម្លេះលុតជង្គង់ឲ្យនាងលក់ខ្ញុំលើកទោសឲ្យទៅថាមិនទៀងក្រុមហ៊ុននាងលក់អាចនឹងបាត់ទ្វារដែរឲ្យខ្ញុំលុតជង្គង់ហីសងមីយៀននាងស្អីដែរឲ្យខ្ញុំលុតជង្គង់នាងស្មានតែខ្ញុំមិនដឹងអីសោះហីលក់លីងវួយបានន័យថាម៉េចហ្នឹងយកបានន័យថាម៉េចមែនទេអាចប្រថុយនឹងគ្រោះថ្នាក់បែបនេះមកនិយាយថាគេជាអ្នកឆ្លងតកោជីងយាឬមួយក៏គេកំពុងតែនៅស្រុកគេពិតប្រាកដមែននេះកំពុងតែក្បត់ហើយដឹងថានាងកំពុងនិយាយប្រែប្រាស់ស្អីទេកូនឈិនឈិនខ្ញុំមានចិត្តស្រឡាញ់លោកពិតប្រាកដមែនខ្ញុំច្បាស់លាស់ណាស់បើលោករៀបការជាមួយនឹងស្រីដែលប្រឡំខ្លួននេះខ្ញុំក៏មិនប្រកាន់ដែរក៏ប៉ុន្តែពេលនេះពួកលោកទាំងអស់គ្នាចង់អាចគ្រួសារលោកយើងដួលរលំនោះកូនឈិនឈិនខ្ញុំពិតជាស្មានមកដល់ថាលោកអាចចិត្តបែបនេះសោះ លោកលេងមួយនាងស្រឡាញ់ខ្ញុំនោះគឺនាងស្ម័គ្រចិត្តទេពេលនេះក្នុងចិត្តខ្ញុំមានប្រពន្ធខ្ញុំម្នាក់ទេអ្នកដែលចង់ឲ្យគ្រួសាររបស់នាងដួលរលំនោះគឺជារូបនាងខ្លួនឯងទេ មិនអីទេអ្នកនាងលោកនាងមានใจអត់គេខ្មាស់ឬក៏អត់គ្រួសារគូយើងគេរៀបការនាងនៅមកបកកាយគ្នាទៀតនាងនៅចោតគេថាគេនឹងជាអ្នកខ្លាចបន្លំហើយនៅមានមុខមកចោតប្រកាន់កូនល្អរបស់ខ្ញុំទៀតហើយយ៉ាអគ្គនាយកលូនាងកុំទៅប្រកាន់នឹងគេច្រើនពេកគេនេះមានចិត្តរាយមាងណាស់ធ្វើមិនអាចប្រៀបស្មើនឹងអ្នកនាងបានទេ លោកលីងវួយកុំនិយាយផ្ដេសផ្ដាសនៅទីនេះមិនក៏មិនប្រញាប់អានក្បាស់សុំទៅបងថ្លៃខ្ញុំទៅមិនចឹងទេនោះមិនចាំបាច់ឲ្យបងថ្លៃខ្ញុំចាត់ការនោះទេខ្ញុំទេចាត់ការនាងដោយខ្លួនឯងបាន យកថងនាងពិតជាមិនស្គាល់ល្អអាក្រក់សខ្មៅពិតមែនលោកលេងវួយនាងមិនបានយកចិត្តទុកដាក់ស្គាល់អ្វីថាជាការពិតនោះទេខ្ញុំអរឱកាសនាងម្ដងទៀតពេលនេះប្រញាប់សុំទោសនាងព្រាមទៅមិនចឹងទេបើគ្រួសារនាងដើមនាងទទួលខុសត្រូវបានទេសងមិនយាននាងពិតជាស្មានថាលាក់បាំងគ្រប់គ្នាបានហើយលាក់បាំងនឹងខ្ញុំបានមែនទេលោកលេងវួយមើលទៅខួរក្បាលនាងច្បាស់ជាមានបញ្ហាហើយអគ្គនាយកលូអង្គុយនៅមុខនាងហើយនៅមិនទទួលស្គាល់ទៀតទេនាងពិតជាផ្ដេសផ្ដាសណាស់បើគេជាអគ្គនាយកមែននោះបានពួកយើងមិនដែលបានជួបនិយាយគ្នាពិតមែនប៉ុន្តែមិនមែនបានន័យថាពួកខ្ញុំមិនដែលជួបទេពេលនេះខ្ញុំនឹងឲ្យពួកខ្ញុំមកបញ្ជាក់ការពិត បើគេខ្លាញ់ខ្លាយពិតមែនអគ្គនាយកសង្ឃពិតជាសហការជាមួយគូធីងឈិនក្បត់នឹងអគ្គនាយកលូមែនហើយណា ព្រោះមួយក៏នាងលូនេះពិតជាខ្លាចបន្លំពិតមែនតែដឹងមែនហើយចាំមើលលោកជួបហើយនឹងដឹងរឿងពិតហើយថាពិតឬមួយក៏ខ្លាញ់ខ្លាយដល់ពេលនោះយើងនឹងចាំតែមើលទៅលោកលេងវួយនាងលូក៏កាន់កាប់ក្រុមហ៊ុនជីងយានៅក្នុងដៃនឹងចាំបាច់ខុសហើយក៏ទៀតធ្វើស្អីយ៉ាងម៉េចហើយនាយកសង្ឃខ្លាចហើយមែនទេពិតជាគ្មានធម្មព្យាបាលមែនអាឡូលោកពុកមានមនុស្សខ្លាចបន្លំធ្វើជាអគ្គនាយកលូសូមលោកពុកបញ្ជាក់ឲ្យច្បាស់បន្តិចទេ បើខ្ញុំជួបគេមែនតើវាយ៉ាងម៉េចអ្នកណាទៅដឹងទេថាពួកយើងមកដូចគ្នានោះនាយកលូសុខសប្បាយទេ អគ្គនាយកលូត្រឡប់ទៅស្រុកវិញហើយ ខ្ញុំត្រឡប់មកស្រុកវិញឬក៏អត់ចាំបាច់រៀបការប្រាប់លោកដែរមែនទេ មិនហ៊ានទេខ្ញុំ ថាម៉េចអគ្គនាយកលូគឺជានាងពិតមែនអីលោកពុកមានច្រឡំតែដឹង លេងមួយមិនក៏អាចហ៊ានទៅបើហើនដាក់នាយកលូឯងចង់ងាប់អី គេមិនអាចទេ មិនក៏អាចហ៊ានសង្ស័យគាត់ថាខ្លាចបន្លំខួរក្បាលឯងមានបញ្ហាហើយ លោកបានសងកូនស្រីលោកម្ដងហើយម្ដងទៀតប្រហែលជាមួយនឹងអគ្គនាយកលូពួកដាក់ទៅយ៉ាងម៉េចនិយាយខ្លួនឯងទៅ កូនស្រីខ្ញុំអ្នកបានធ្វើខុសបើហើនដាក់អគ្គនាយកលូឲ្យខ្ញុំសុំទោសនាងគឺជាអ្នកធំប្រហែលជាមិនប្រកាន់នឹងក្មេងដែលមិនដឹងអីនោះទេ នាយកលូក្រុមហ៊ុនជាជាខ្ញុំប្រហែលឆ្នាំនេះល្អយ៉ាងម៉េចជាមួយលោកទេលោកបែរជាឲ្យកូនស្រីលោកមកតបស្នប់បែបហ្នឹង អាយ៉ាខ្ញុំពិតជាមិនហ៊ានទេគឺកូនស្រីខ្ញុំជាអ្នកធ្វើរឿងនេះគឺខ្ញុំអត់ដឹងអីទេ នាយកលូមិនប្រកាន់មិនបាត់ទេចាប់ពីថ្ងៃនេះទៅកិច្ចសហការជាមួយនឹងក្រុមហ៊ុនលក់គឺត្រូវតែរំសាច់ក្នុងពេលនេះ អគ្គនាយកលូកុំអញ្ចឹងអីបើគ្មានការគ្រប់គ្រងទេក្រុមហ៊ុនលក់ខ្ញុំច្បាស់ជាចប់មិនខានទេ គ្រប់យ៉ាងគឺលោកជាអ្នកសាងទេ លេងមួយឯងព្រោះតកូធីងឈិនគឺធ្វើឲ្យគ្រួសារលក់យើងរលាយ លោកពុកមិនអាចទេខ្ញុំមិនជឿទេអ្នកយីមបញ្ញាប់ចាប់ខ្លួនអ្នកនាងលក់ទៅផ្ទះវិញលែងខ្ញុំ ពិតជាអគ្គនាយកលូមែន លើកនេះចប់មិនខានទេស្ដាយណាស់អ្នកនាងលក់អង្គថ្នាក់ពងខ្ពស់ពេលនេះច្បាស់ជាឈួតហើយពិតជាមិនស្គាល់ល្អអាក្រក់មែន នាងលូកម្របញ្ចេញមុខណា យ៉ាងម៉េចបំភ័យមែនទេ អត់ទេមិននឹងអាចទៅតែឈិនចំពោះអ្នកនាងលូណាដើមឡើយគឺមិនដែលសង្ស័យទេ មិនមែនហើយអ្នកបងពួកខ្ញុំលេងសើចតាចាប់តាំងពីជួបថ្ងៃទី1ខ្ញុំមានអារម្មណ៍ថាគ្មានអ្នកណាលេងជាមួយខ្ញុំទេ ទីនេះអាចបិទមាត់ទៅកុំឲ្យបាក់មុខនាយកលូពេកថ្ងៃនេះជាថ្ងៃកំណើតខ្ញុំធ្វើឲ្យអ្នកមានគំនាបហើយខ្ញុំជួសឲ្យគ្រួសារគូសុំទោសអ្នកនាងលូសុំទោសផង លោកម្ចាស់គូគាត់សំពេចហើយខ្ញុំនឹងធានឆានរៀបការជាមួយគ្នាហើយគាត់តែជាគ្រួសារតែមួយពួកយើងគឺជាគ្រួសារគ្មានអីត្រូវនិយាយទេមែនហើយពួកយើងជាគ្រួសារតែមួយ លោកតា
ពិធីគម្រប់ខួបបានចប់ហើយអញ្ចឹងខ្ញុំនាំនាងលូត្រឡប់ទៅវិញល្អ លោកចង់នាំខ្ញុំទៅនេះ ទៅកន្លែងពួកយើងគួរទៅ នាយកគូគឺមកពីខ្ញុំទទួលផលប្រយោជន៍ពីនាងចិនតៃសូមនាយកគូទុកឱកាសខ្ញុំម្ដងទេ ក្នុងកៅភ្នែកគូទិញឆឹងខ្ញុំមិនមែនជាខ្សាច់ចូលភ្នែកនោះទេពេលនេះខ្ញុំរៀបការជាមួយប្រពន្ធខ្ញុំយល់ល្អនាងឆាប់ចេញពីមុខខ្ញុំទៅចេញពីទីនេះទៅបានអត់ លោកនាយកគូថ្ងៃក្រោយខ្ញុំហ៊ានទៀតទេនេះមកពីខ្ញុំលុបលន់មិនបានគិតឲ្យបានស្រួលបួលសូមវល់ទុកផ្លូវខ្ញុំម្ដងទេ ប៉ាស៊ីផ្លេគឺនាងជាអ្នករឹសដូច្នេះហើយនាងគួរតែទទួលយក នាយកលូ មានការអីមិនក៏មិនឆាប់ត្រាំខ្ញុំមានការសំខាន់សុំតែសិនហើយនេះ អើហេធីនឈិនកូនប្រសាររបស់ម៉ាក់មិនក៏ទៅបាត់ទៅហើយអញ្ចឹង នាងមានការអី បងប្រុសអ្នកបងមើលទៅប្រហែលជាមិនត្រូវការបងទេ អើយតែប្រាអាយ៉ាឯងនៅដល់ណាទៀតមិនកំឆាប់ទៅបើឯងមិននិយាយស្អីសោះនោះគេនឹងយល់ថានាងមិនត្រូវការឯងទេឯងឆាប់ទៅ មិនហើយឯងមិនត្រូវឲ្យកូនប្រសាយើងបាត់បង់ទេខ្ញុំដឹងតែនិយាយជាមួយគេ ភាគហ៊ុនទាំង3របស់យើងមកមិនក៏ប្រញាប់ម្លេះ ពួកគេប្រហែលជាស្ដាប់លើដំណឹងអីហើយបើរួមការផ្ដោតភាគហ៊ុនទៅឲ្យក្រុមហ៊ុនគូដល់ទៅ 1000 លានវ៉ុនហើយពេលនេះរៀបការជាមួយអ្នកប្រគូទៀត ខ្ញុំធ្វើដើម្បីនាយកលូរបស់ឯងពេលណាតែគេមកទេ អគ្គនាយកលូពេលនេះគាត់មិនទាន់មកទេ ឯងនិយាយបាននេះថាម៉េចកុំថាឲ្យខ្ញុំជួបភាគហ៊ុនទាំង3របស់ឯងនេះខ្ញុំមិនចង់ទៅទេសំខាន់ទៀតនោះគេជាមួយនឹងភាគហ៊ុនទាំង3ស្គាល់គ្នារឿងនេះផ្សេងខ្ញុំមិនចេះទទួលទេបើបែកការចេញមកនោះអ្នកដែលចាប់គឺយើងមិនខានទេ អគ្គនាយកលូធ្វើបែបនេះគាត់ប្រហែលជាមានការពិបាករបស់គាត់ដែរហើយមើលទៅនោះ ព្រោះនេះម្ចាស់នោះក៏លេបថ្នាំអីទេមង្គលការខ្ញុំបានរៀបចំឲ្យគេទៅឲ្យតែសិវិលក៏ចោះឲ្យទីនមិនបានទេរឿងភាគហ៊ុនទាំង3នោះលើកនេះខ្ញុំជួយគេលេបបានហើយអញ្ចឹងទេឯងជួយរកវិធីដោះស្រាយឲ្យខ្ញុំផងនេះខ្ញុំថារឿងបែបនេះឯងមិនពិបាកនោះទេនេះ នាងលូ នាងលូ បានអញ្ចឹងនាងឆាប់ទៅដោះស្រាយទេ ចាខ្ញុំនឹងទៅចាត់ការ តាចាអ្នកប្រកូមានការអីទៀតមែនទេ អ្នកប្រគូយើងរៀបការជាមួយគ្នាហើយហេតុអីនិយាយបែបនេះ អញ្ចឹងលោកចង់ឲ្យខ្ញុំហៅថាម៉េច ខ្ញុំមិនមែនមកស្ដាប់ពាក្យថានាងហៅលោកគូទេ លោកប្រកូ សូមគោរព អញ្ចឹងលោកប្រុសចង់ឲ្យខ្ញុំហៅលោកប្រុសថាយ៉ាងម៉េចទេ ខ្ញុំមិនមែនមកស្ដាប់ពាក្យនាងហៅលោកគូនោះទេព្រោះថារឿងអីក៏អាចលាក់បាំងនាងបានដែរគឺយើងនិយាយគ្នាតាមត្រង់រំលងពីថ្ងៃទៀតដល់ពេលវេលាដាក់រូបវិធីចិញ្ចៀភាគហ៊ុនធំទាំងអស់ដែលត្រូវជួបជុំគ្នាមិនដឹងថានាងលូចាប់អារម្មណ៍យ៉ាងម៉េចទេ គម្របខូបចិញ្ចៀមែនទេនេះជាស្អីទេសូមបញ្ជាមិនបាននិយាយជាមួយខ្ញុំទេថាភាគហ៊ុនទាំង3ត្រូវជួបមកគ្នាគម្របខូបហើយបានមានបញ្ហាអីនោះតាគិតយ៉ាងម៉េចទេមិនមែនខ្ញុំមានកំណត់ទេគួរតែភាគហ៊ុនទាំង3ចង់ស្វែងយល់ពីសហគ្រាសគូហើយមិនភ្លេចយ៉ាងម៉េចទេអនាគតមិនចាំបាច់គិតច្រើនទេនេះ ខ្ញុំបានគិតអីទេគ្រាន់តែចង់សួរនាងលូតើព្រមទៅជាមួយខ្ញុំដែរទេ លោកគូខ្ញុំមិនបានកំដរលោកទៅនោះទេនេះ នាងលូប្រយ័ត្នផងណា ចាអរគុណហើយខ្ញុំទៅសិនហើយ នាយកគូនៅជាមួយមែនទេអញ្ចឹងចាំមិនសូមទូលលោកគូខ្ញុំមានអារម្មណ៍ថានាងលូដូចជាឯងចង់និយាយពីស្អីសូមទោសខ្ញុំមានអារម្មណ៍ថានាងលូគាត់ដូចជាខ្ញុំជឿនាងមិនចេះកុហកខ្ញុំទេ អគ្គនាយកលូរឿងដែលឲ្យខ្ញុំទៅធ្វើខ្ញុំបានធ្វើហើយ វ៉ាន់ស៊ីមិនដឹងថាខ្ញុំត្រឡប់មកវិញទេមែនទេ ទុកចិត្តចោះរឿងដែលអ្នកនាងផ្ដាច់ផ្ដាំខ្ញុំមិនហ៊ានប្រាប់អ្នកនាងទី2ទេ ខ្ញុំមើលទៅតាមរបាយការណ៍ភាគហ៊ុនប្អូនស្រីខ្ញុំដែលបាត់ទៅប្រហែលឆ្នាំនេះមិនអាចបដិសេធថាគេគ្មានបទពិសោធន៍ក្នុងការធ្វើចំនួនទេកាយភ្នែកគេគឺមិនធម្មតា ចាពិតមែនហើយអ្នកនាងទី2ពិតជាមានឈាមគ្រួសារតកូលលូមែនសមត្ថភាពប្រហាក់ប្រហែលនឹងអគ្គនាយកលូដែរ ឥឡូវឯងចាអែបអបទៀតទេ ខ្ញុំនិយាយតាមការពិតថ្ងៃក្រោយសហគ្រាសជាតិឥណ្ឌាបើមានអ្នកនាងហើយនិងអ្នកនាងទី2ចាប់ដៃគ្នានោះច្បាស់ជារីកចម្រើនហើយ ទំនាក់ទំនងគេនៅគូធីងឈិនយ៉ាងម៉េចទៅហើយ គឺល្អទេគ្រាន់តែមានកំណត់ថាចង់ឲ្យអ្នកនាងឆាប់មកដោះស្រាយរឿងមង្គលការគឺចង់ឲ្យអ្នកនាងនិងលោកគូរៀបការពេញច្បាប់នៅពេលដែលអ្នកនាងត្រឡប់មកវិញ នេះទៅសឹកមើលទៅឬប្អូនស្រីយើងមានអារម្មណ៍ថាគេជាមនុស្សដូចជាងាយស្រួល អ្នកនាងសង្ស័យគាត់មែនទេ យើងគ្រាន់តែចង់ដឹងអំពីប្អូនស្រីយើងឲ្យបានច្បាស់ ចា មានការអីទេ អ្នកនាងធំអ្នកនាងទី2បានបដិសេធការណាត់ជួបភាគហ៊ុនទាំង3 យើងទេដឹងហើយ ដូច្នេះហើយអ្នកនាងធំត្រឡប់មកពីស្រុកក្រៅវិញលើកនេះគឺព្រោះតែជួបភាគហ៊ុនទាំង3មែនទេ មែនហើយយើងមកលើនេះគឺមានចេតនាចង់ដឹងច្បាស់ពីពួកគេមិនចឹងទេនោះយើងមិនហ៊ានបោះគម្រោងបន្តទៀតឡើយ បើអញ្ចឹងមែន
ខ្លាចតែមានបញ្ហាទេ បានហើយយើងចាត់កាត់ហើយ ចា សុំអញ្ជើញអញមានរឿងអីដែលបាននិយាយមែនទេ អ្នកនាងទី2បានន័យថាម៉េចហ្នឹង រឿងគម្រប់ខូបរបស់ក្រុមហ៊ុនថាបែបនេះយើងបាច់ចេះដឹងពីអ្នកដទៃទៅវិញ អ្នកនាងទី2សើចចំអកហើយអ្នកនាងនិងអ្នកប្រគូជាប្តីប្រពន្ធមិនអាចទុកថាជាអ្នកក្រៅទៅ ដូច្នេះហើយគឺគេជាអ្នករៀបចំមែនទេពេលនេះគេណែណាខ្ញុំចង់ជួបគេ អ្នកនាងធំនៅស្រុកក្រៅនៅឡើយទេគាត់មិនទាន់បានរៀបចំមកខ្ញុំក៏គិតថាអត់ទាន់រយៈពេលនេះចង់ឲ្យអ្នកនាងនិងលោកគូបណ្ដុះបណ្ដាលស្នេហានឹងគ្នាទៅ ដូច្នេះហើយអ្នកនាងធំពួកឯងគឺចង់ឲ្យយើងស្រឡាញ់គ្នាជាមួយគូទីងឈិនដើម្បីកុំឲ្យទៅតែងគេមែនទេ បើអញ្ចឹងអ្នកនាងមិនបានស្រឡាញ់អ្នកប្រគូទេ មិនដឹងទេលើកនេះលើកលែងអើយប៉ុន្តែលើកក្រោយមិនបានទេណា អ្នកនាងទី2ខ្ញុំមានការត្រូវទៅធ្វើទៀត តែចាស់ពេលនេះគឺដល់ពេលដែលត្រូវណាជាមួយគូទីងឈិនហើយឬមួយក៏ធ្វើឲ្យគេមានការពិបាកណាស់ចាស់យកដល់លោកវណ្ណហួយមិនតាន់មកទេនោះចាត់ទុកថាខ្ញុំជួយចាត់ចែងឲ្យសិនចាស់ លោកគូមកហើយនាយកលាវនាយកយៀននាយកប៉េខ្ញុំបានរំលឹកឈ្មោះអ្នកទាំង3យូរណាស់មកហើយបានជួបជាកិត្តិយសណាស់គូសំហើយភ្លាមបន្ទុកជាស្អីទេដូច្នេះកុំប្រកាន់អីកុំប្រកាន់ដល់មួយរយៈនេះខ្ញុំបានសហការជាមួយសហគ្រាសចិញ្យាគួរខ្ញុំទៅវិញទេដែលទៅជួបនឹងលោកនោះដើម្បីណែនាំអ្វី ខ្ញុំបានលើកថាពេលនេះសហគ្រាសគូក្លាប់ចាក់ដូចជាមេឃហើយនឹងដីថ្ងៃនេះបានមកជួបមកហើយគឺស័ក្តិសមណាស់ នាយកភ័យសរសើរពេកហើយខ្ញុំល្បីឈ្មោះមកថាមានជាសម្ព័ន្ធល្អ ខ្ញុំចង់មកប្រកួតជាមួយនឹងលោកតែយ៉ាងម៉េចដែរ នាយកភ័យនិយាយនេះបានន័យថាម៉េច បានន័យថាម៉េចលោកគូលោកមិនតាន់យល់ទេ សូមអ្នកទាំង3ជួយណែនាំផងនាយកគួរពួកយើងមិននិយាយបែបបត់វែងឆ្ងាយស្អីនោះទេថ្ងៃនេះណាត់លោកមកគ្រាន់តែស្ដាប់ឮថាលោកនិងអគ្គនាយកលូបានរៀបការនឹងគ្នាមែនហើយពួកយើងទើបតែចុចតាស៊ីវិល គេអញ្ចឹងតាបានជាលោកគូបានភាកហ៊ុនច្រើនជាងពួកខ្ញុំគាត់ប្រកួតទៅឲ្យសហគ្រាសគូ នាយកគូការដែលនាយកគូប្រកុលភាកហ៊ុនឲ្យមកខ្ញុំច្រើននោះគឺគាត់បានមើលអត់ទៅហើយមិនមែនមកពីតំណែងតំណងខ្ញុំនិងអគ្គនាយកលូនោះទេនាយកគូភាគហ៊ុន100លានគឺមិនចំនួនតិចនោះទេគណៈយើងគឺជាភាគហ៊ុនរបស់នាងកំពុងឆ្លងកាត់ទូទាំងពិភពលោកនេះចាំពេលដែលទៅពីរៀបការល្មមនេះមិនឲ្យយើងគិតអីផ្សេងយ៉ាងម៉េចទៅខ្ញុំគ្មានសិទ្ធិលោកលាន់ពីរឿងនេះទេអ្នកតែបីហៅខ្ញុំមកទៅនេះចង់មានន័យថាមិនទេខ្ញុំចង់ដឹងគឺគ្មានន័យអីទេដើមឡើយលុយ1000លាននោះគឺប្រគល់ទៅឲ្យនាយកនេះទេក៏ប៉ុន្តែពេលនេះអ្នកទទួលផលបែរជានាយកគូទៅវិញដូច្នេះហើយលោកគូតែបកស្រាយរឿងនេះឲ្យបានច្បាស់បន្តិចមក គឺខ្ញុំនិយាយហើយនេះគឺជាការសម្រេចចិត្តអគ្គនាយកលូខ្ញុំគ្មានសិទ្ធិកកក ខ្ញុំចម្លែកខ្លាំងណាស់លោកនាយកគូលើកនេះសំណាងបានភាកហ៊ុនដល់ទៅរាប់ពាន់លានវ៉ុនបើសំអាងទៅលើសមត្ថភាពវិញគឺជាប្រុសសង្ហាពិតប្រាកដណាស់ បាននិយាយបែបនេះអ្នកទាំងអស់គ្នាមិនត្រឹមតែមើលងាយខ្ញុំទេថែមទាំងមើលងាយក្រុមហ៊ុនគូទៀត នាយកគូខឹងមែនទេឬមកតែខ្ញុំនិយាយចំចំណុចហើយ លោកតើបីហៅខ្ញុំមកព្រោះតែប្រហែលអ្នកនេះមើលងាយខ្ញុំបែបនេះអញ្ចឹងខ្ញុំសូមលាទៅវិញសិនហើយរំសាយកំហឹងទៅពួកយើងគ្មានកម្រិតបែបនេះទេខ្ញុំហ៊ានទៅនិយាយជាមួយអ្នកទាំង3រឿងមកគោលការណ៍ខ្ញុំជាមួយនាងលូចាប់ពីពេលនេះទៅសហគ្រាសគូនិងសហគ្រាសចិញ្យាគឺជាក្រុមហ៊ុនពីរផ្សេងរហូតតែគោលគូខ្ញុំមិនមែនព្រោះតែរៀបការជាមួយនាងលូមិនបំពេញអ្នកទាំងអស់គ្នាទេមកនិយាយបែបនេះខ្ញុំសូមសួររឿងមួយទៅចុះហើយតើលោកនិងនាងលូរៀបការជាមួយគ្នាព្រោះតែរឿងអីឲ្យច្បាស់ទៅរឿងមួយក៏ដើម្បីផលប្រយោជន៍ឬក៏ជារឿងអីផ្សេងទៅជិញលោកនិយាយបានតែថាម៉េច លោកគូទាំងអស់គ្នាគឺសត្វយល់លោកចាំបាច់ដឹងហើយធ្វើជាមិនដឹងលោកឈិញនិយាយបានដូចថាម៉េចចង់ក្បត់អគ្គនាយកលូគឺមិនដឹងអាចទៅលោកនៅក្មេងគិតមើលឲ្យស្រួលទៅពេលនេះនៅបរទេសគឺមានការខាត់បងច្រើនលោកបែរជាបាត់ខ្លួនហើយបើបដិសេធនឹងការជួបពួកយើងនេះយើងក៏ចាំមើលថាថ្ងៃក្រោយទៅមានបញ្ហាស្អីទៀតមែនទេនេះឲ្យខ្ញុំបើកភ្នែកមើលបានលោកនិយាយបែបនេះនោះមានន័យថាមានកំណត់ក្បត់នាយកលូ ហើយនឹងនាយកគូទៅចោលឯកាស៊ីវិលជាមួយគ្នាមើលទៅដូចជាផ្អែមល្ហែមណាស់តើលោកមិនដែលគិតទេអីបើតាមសំអាងលើសមត្ថភាពអគ្គនាយកលូមិនអាចជិះឆ្អែតបែបនេះនោះមិនមែនជារឿងងាយទេ អ្នកតែបីនិយាយបែបនេះនោះដូចជាមានកំណត់អាក្រក់អ្វីមួយយ៉ាងហើយអាយ៉ានាយកគួរលោកធ្វើជំនួយត្រង់បែបនេះជាច្រើនឆ្នាំមកហើយអាយ៉ាមិនខ្លាចប្រាប់ឯងទេនៅក្រៅប្រទេសណានេះគ្រាន់តែជាចំណុចចាប់ផ្ដើមហើយពេលនេះសហគ្រាសចិញ្យាគឺវានៅខាងក្រៅលោកខាងលិចហើយយើងមិនអាចបើកភ្នែកមើលកម្លាំងយកឈាមយើងហូរចេញអត់ប្រយោជន៍ទេដូច្នេះពួកលោកចង់យកតំណែងនាយកលូនាយកគួរគឺនិយាយប្រាប់លោកតាមត្រង់ពួកយើងបានរៀបចំរួចហើយពេលនេះខ្វះតែអ្នកបីដូចលោកទេអគ្គនាយកគ្រប់គ្នាប្រហែលជាភ្លេចហើយតំណែងលោកជាមួយភរិយាខ្ញុំដែលស្លាប់ច្បាប់អូ
ស្ដាប់តាមកំណត់លោកលើកនេះមិនអាចពិភាក្សាទេគូថងឈុនសារ៉ាអញ្ជើញមិនផឹកចង់ផឹកត្រាពីណីពួកយើងខំជឿជាក់ឯងហ៊ានបដិសេធជាមួយម្ចាស់ភាគហ៊ុនបើឯងធ្វើបែបនេះចាំដល់ពេលដែលយើងឡើងតំណែងហើយគឺច្បាស់នៅត្រឹមមើលពួកឯងតាមមានសមត្ថភាពអីសូមលាហើយនៅមានទៀតខ្ញុំនិយាយហើយអ្នកនាងលូជាប្រពន្ធរបស់ខ្ញុំស្របច្បាប់ពួកលោក3នាក់ហ៊ានប៉ះពាល់នាងនោះគ្រួសារគូខ្ញុំមិនឈរអោបដៃមើលទេខ្ញុំនឹងប្រឆាំងដល់ទីបញ្ចប់ឯងមិនដឹងស្លាប់រស់បើសិនជាគេមិនយល់ដល់យើងទៅហើយគេក៏មិនហៅយើងទៅខែដែរបើចឹងលោកសាក់មើលទៅស្មានថាគូធីងឈិនចេះយល់សាច់ការរកថ្ងៃនេះបើគេយកទៅប្តឹងនាយកលូពួកយើងច្បាស់ជាស្លាប់មិនខានទេល្អណាស់ការពិតគឺជាមនុស្សប្រុសដែលនាយកលូរើសពិតជាអស្ចារ្យមែននាយកគូជូនពលលោកឆ្លងកាត់ការសោកស្ដាយផងគឺចង់និយាយពីពួកយើងអង្គុយសិនតែចាំនិយាយគ្នាអង្គុយទៅបងលោកគូមិនដឹងទេអីពួកយើងតែ3នាក់នេះគឺលេងសើចជាមួយលោកទេនាយកលូពិតជាផ្នែកបុតមែនតើគឺពិតជាមិនខុសនោះទេពួកលោកលេងសើចដូចជាជ្រុលពេកហើយបើចឹងមើលដឹងថាយ៉ាងម៉េចដែរទៅលោកគូមានចិត្តស្មោះបណ្ដាលទៅពេលនេះខ្ញុំជឿហើយអគ្គនាយកលូប្រគល់ភាគហ៊ុនតម្លៃរាប់លានឲ្យលោកដាច់ខាតគឺមិនខុសទេចាំមើលខ្ញុំយល់ច្រឡំនឹងលោកយ៉ាងម៉េចប្រកាសហើយថ្ងៃនេះគឺសុំអញ្ជើញលោកគូមកតែពិតពួកយើងមានរឿងមួយនេះគឺចង់ជួបអគ្គនាយកលូក៏ប៉ុន្តែគាត់មិនព្រមជួបមុខពួកយើងសោះបើសិនជាជួបគាត់ជួយនិយាយពួកយើងផងទៅណាលោកនាយកគូណាអ្នកទាំង3មកទៅហាក់ដូចជាចង់ជួបខ្ញុំនេះតែនាងលូហេតុអីមានអារម្មណ៍ដូចជាអ្នកផ្សេងចឹងអគ្គនាយកលូព្រមជួបពួកយើងឲ្យមែនទេបានជានាយកទាំង3មានការអីដែលចង់ជួបខ្ញុំនោះតើមានរឿងអីទេនាយកលូគឺបែបនេះទេសម្ព័ន្ធសហគ្រាសនៅស្រុកគេទទួលការបាត់បង់ច្រើនគឺពួកយើងព្រួយបារម្ភណាស់បារម្ភហ៎ពួកលោកហាក់ដូចជាបារម្ភពីចំនួននៅស្រុកក្រៅរបស់ខ្ញុំនេះចង់បានន័យថាអគ្គនាយកលូចាប់អារម្មណ៍នឹងចំនួនខាងក្រៅអគ្គនាយកកុំភ្លេចថាពួកលោកខំកសាងវា3ឆ្នាំពេលនេះខ្លាចទៅជាអញ្ចឹងពួកយើងក៏ឈឺចិត្តដែរបាទពួកលោកបារម្ភពីចំនួននៅស្រុកក្រៅនោះខ្ញុំថាមិនចាំបាច់ទេរឿងចំនួននៅដែនសមុទ្រនោះខ្ញុំបានស៊ើបរួចហើយនាយកលូចង់ថាការបាត់បង់នៅស្រុកក្រៅនោះគឺមានមនុស្សចេតនាបំផ្លាញមែនទេនាយកឡៃខ្ញុំអត់បាននិយាយបែបហ្នឹងទេប៉ុន្តែមើលទៅនាងដូចជាដឹងច្បាស់នេះអគ្គនាយកចំអកហើយខ្ញុំគ្រាន់តែធ្វើតាមការវាតម្លៃរបស់អ្នកនាងនិយាយទេអាយ៉ានាយកលូបើមានគេមកបំផ្លាញចំនួននៅក្នុងស្រុកខ្ញុំនេះជាមនុស្សទី1មិននឹកលេខទេទុកចិត្តចាស់ឲ្យតែហ៊ានប៉ះពាល់ដល់យើងអញ្ចឹងមិនលើកលែងដាច់ខាតអ្នកនាងលូមើលទៅដូចជាស្វាហាប់ណាអ្នកនាងប្រយ័ត្នផងអរគុណលោកកូខ្ញុំទៅសិនហើយអ្នកប្រគូអ្នកនាងលូមិនព្រមនៅជាមួយលោកទេអញ្ចឹងចាំមិននេះដូចជាពាក្យចចាមអារាមគេល្បីថាអ្នកនាងលូមានអាកំបាំងឬមួយមានអគ្គនាយកលូ2នាក់មកសិតជាអគ្គនាយកសម្រាប់ចិត្តបែបនេះពួកយើងសុំលាសិនហើយមិនហ៊ានរំខានអ្នកទៅពីទេអ្នកនាងលូអ្នកប្រកូមានការអីក្រែងពីមុននាងនិយាយថាមានការមិនអាចមកចូលរួមមែនទេហេតុអីថ្ងៃនេះក៏ចេញមកខ្ញុំក៏ចង់មកជាកូនជាមួយនឹងលោកដែរបានការងារក្រុមហ៊ុនដោះស្រាយរួចហើយអញ្ចឹងយើងនិយាយពីរឿងផ្ទាល់ខ្លួនវិញទៅតើត្រូវហូបបាយជាមួយគ្នាទេលោកអង្គុយសិនទេខ្ញុំទៅទទួលទូរស័ព្ទមកភ្លេងគេធ្វើខ្ញុំចង់មានន័យថាម៉េចពួកគេទៅអស់ហើយពួកគេមិនលានាយកដល់តល់ហើយក្រែងនាយកលូទៅទទួលទូរស័ព្ទខ្ញុំជាអ្នករៀបចំផ្ទាល់មែនទេអាយ៉ាអ្នកនាងលោកវ៉ាន់ហោះគេចង់ធ្វើស្អីគេនេះត្រឡប់មកក៏មិនព្រមជួបខ្ញុំទេអ្នកនាងធំអ្នកនាងទី2ច្បាស់ជាដឹងថាអ្នកនាងមកអ្នកនាងគេបែបនេះគាត់ច្បាស់ជាខំនឹងខានទេក្រែងនាងតាមសើបស្ថានភាពអូនស្រីខ្ញុំហើយទេគេបានចេះតែជួបភូមិគ្រឹះឆៃមែនមានប្រមាណដែលអូនទេយកភាគហ៊ុននោះដល់ទៅ10លាននោះខ្ញុំជឿជាក់ខ្ញុំធ្វើបែបនេះបានគឺគេមិនផុតពីខ្សែភ្នែកគេទេឯងទៅសើបមកក្រុមហ៊ុនយានឆាំងណាស់សប្តាហ៍ថាខ្ញុំនៅស្រុកគេឲ្យគេឆ្ងល់ពីសមត្ថភាពខ្ញុំធ្វើការងារមិនតាន់ទេចាលោកវ៉ាន់ស៊ីនេះមិនធ្វើឲ្យខ្ញុំខកបំណងទេមែនទេលោកមិនធေါ်គេដឹងថាពួកយើងធ្វើអ្វីនៅក្រុមហ៊ុនស្រុកគេគេចង់ចាត់ការពួកយើងហើយណាមនុស្សយើងបើគាត់ជាមុនហើយពួកយើងថាទៅពួកយើងបានទៅណាទៅណីគឺថាយើងនៅទីនេះពី3ថ្ងៃជាប់គ្នាតើមាននរណាជួយដំណឹងទៅគឺធ្វើយ៉ាងម៉េចដឹងទៅអាយ៉ានាយកលាវនិយាយទៅចៃដន្យណានាយកលោកនៅក្រុមហ៊ុនជីងយាយគឺជាដើមឈើធំហើយពឹងលើពួកយើងទាំង3នាក់មិនអាចឲ្យគេក្លាប់ចាក់ទេ
លោកបងអើយនេះគឺលោកបងនឹងខ្លាចស្អីលោកបងទៅតាក់ទងជាមួយនឹងគុំមកគ្រឹះឆៃម៉ាន់ឲ្យតែគ្រួសារឆៃម៉ាន់គេគាំទ្រពួកយើងមានអីគួរឲ្យខ្លាចទៅហ៎គុំមកគ្រឹះឆៃម៉ាន់គឺយល់ព្រមហើយប៉ុន្តែស្ដាប់ឮថាអគ្គនាយកលូនៅក្រៅស្រុកមែនទេហេតុអីក៏ត្រាប់តែលេចមុខមកទីនេះរឿងនេះដែរ អើយកោះប៉ុន្តែស្រុកគេមែនខ្ញុំឲ្យមនុស្សរបស់ខ្ញុំអាចស៊ើបមើលដឹងច្បាស់ តាមមើលទៅពីកាចាមអារ៉ាមគឺជាការពិតមែនលីវ៉ាន់ហោពិតជាខ្លាចបន្លំពិតមែនគេពិតជាចង់ស្លាប់ហើយ នេះហើយជាឱកាសដែលឲ្យយើងអស់លូវ៉ាន់ហងត្រឡប់មកក្រោមជើងយើងលើកនេះគឺយើងមិនត្រូវខកខានទេគឺបានដល់ដំណាក់កាលនេះហើយចង់ប្រលះគេមិនគ្រប់គ្រាន់ទេយើងត្រូវតែយកភ្លើងមកដុតឲ្យងាប់តែមកលោកលាវលោកមានគំនិតល្អអីហ៎យើងនឹងឲ្យលូពិនហងងើបមិនរួចតែម្ដង តែនឹងលោកមានចង់ធ្វើអីនោះ គ្មានអីទេលោកកូនតែបើយ៉ាងទេមិនក៏លោកកូនមកខ្ញុំបែបហ្នឹងអញ្ចឹង គ្មានអីទេគ្រាន់តែយល់ថាពេលខ្លះនាងគួរឲ្យស្រឡាញ់ណាពេលខ្លះនាងមើលទៅដូចជាដើមឈើដ៏ធំមួយ អញ្ចឹងតើលោកចូលចិត្តមួយណាវិញទេ ឲ្យតែអូនគឺបងស្រឡាញ់ណា មិនបាច់ទេមកពីបងស្រីបាត់តែមួយទេណាមិនអាចឆ្លាញ់ទាំងពីរទេហើយដល់ច្រើននោះក៏មិនប្រកាសថានៅក្នុងបេះដូងលោកដែរ ថ្ងៃនេះសហគ្រាសជាងយាគឺបានដួលទីផ្សារបានធ្លាក់ 5,000 លានធ្វើឲ្យភាគហ៊ុនផ្សេងទៀតបន្ទុកចិត្តលក់វ៉ាន់ហងកងកម្លាំងយើងជាពួកជើងមកជំនួយនៅស្រុកខាងក្រៅខាត់បងហើយពេលនេះភាគហ៊ុនទាំងអស់រលំ ឆាប់ការពារអ្នកនាងលក់តែវ៉ាន់ហោទាំងអស់គ្នាតែយើងមិនយើងរកទីដល់ស្លាយឲ្យអ្នកទាំងអស់គ្នាស្ងប់អារម្មណ៍បន្តិចទេ កម្លាំងងាយឈាមជាងត្រូវដួលរលំទាំងអស់តើឲ្យយើងស្កប់ចិត្តយ៉ាងម៉េចបាន គូយុទ្ធថងមិនក៏មកអុកលុកទីនេះ អុកលុកស្អីទៅសហគ្រាសឥណ្ឌាចិត្តដួលរលំហើយឯនៅទីនេះចូលកាន់ដៃគ្នាទៅវិញទៅមកទៀត ម៉ាក់ភាគហ៊ុនឡើងចុះជារឿងធម្មតាទេនោះវាមិនប៉ះពាល់អីទេ គ្រាន់តែមកយប់សោះខាត់ដល់ទៅ 5,000 លាននេះក្រុមហ៊ុនគូយើងមានដល់ទៅ2ត្រូវបាត់បង់ទាំងអស់ឯនៅថាធម្មតាទៀតមែនទេឥឡូវនេះអញត្រូវខំសណ្ដំគេហើយយើងមិនខ្វល់ទេឯងប្រញាប់ដេញលើជាមួយគេទៅកុំឲ្យនាំទុកដល់គ្រួសារគូយើង មែនហើយបងប្រុសខ្ញុំថាគេដឹងថាគ្រួសាររបស់គេរលំហើយទើបបាត់ជាគេញ៉ាំរៀបការជាមួយនឹងបងគេចង់ឲ្យគ្រួសារគូយើងធ្លាក់ទៅជាមួយគេអញ្ចឹងតើបាត់ជាប្រញាប់ចុយដាស្វើនេះការប៉ັດក្នុងចិត្តគឺមិនស្ងប់នោះទេ ឯងនិយាយប្រេះប្រដាអីហ្នឹង នៅពេលក្រុមហ៊ុនដួលរលំតើដឹងពីមុខមាត់ពិតរបស់ពួកឯង ឯងរៀបការជាមួយនឹងធីនឈិនមានប្រកបល្បិចកលឯងចង់ស្លាប់ហើយមែនទេឯងចង់អូសទាញកូនរបស់យើងមិនព្រមឲ្យធីនឈិនទទួលឯងជាប្រពន្ធទេឯងកុំសម័យអសោះ ម៉ាក់ខ្ញុំប្រាប់តាមត្រង់ទៅចុះណាកុំថាឲ្យសហគ្រាសជាងយារលំទោះបីជាក្រុមហ៊ុនយើងរលំក៏ដោយក៏ខ្ញុំស្ទុកចិត្តប្រឈមមុខជាមួយនឹងនាងលូដែរមិនឲ្យមានបញ្ហាអ្វីនោះទេ ឯងជាបិសាចចិញ្ច្រោងឯងប្រើវិទ្យាមន្តស្អីសណ្ដំគេឯងប្រកបកូនយើងឲ្យមកយើងវិញមក តោះពួកយើង ធីនឈិនឯងត្រឡប់មកវិញមក អរគុណ លោកកូនមិនបាញ់មិញនៅចន្ទក្រោមលោកនិយាយជាការប៉ັດដែរទេ យ៉ាងម៉េចនាងលូមិនជឿ មិនមែនថាមិនជឿទេខ្ញុំគ្រាន់តែចម្លែកក្នុងចិត្តបន្តិចចូលកាយទេ ជល់កាន់ មកចំនួននៅខាងក្រៅពេលនេះគឺបានដួលរលំសហគ្រាសជាងជាកន្លែងណាក៏មានតែរឿងខ្ញុំដូចជាយកពីលោកវ៉ាន់ហោពេលនេះកំពុងតែចង់ធ្វើអីហើយអញ្ចឹងយើងគួរតែជួយគេចាប់ចង់ចាប់ដើមនិងចាប់យកអាមេអុកឡុកឲ្យជន់ ការពិតសម្ដីដែលខ្ញុំនិយាយមិនមែនចេញពីចិត្តពិតទេនោះមកពីខ្ញុំជឿជាក់នេះរឿងដែលត្រូវឆ្លងកាត់ភាពលំបាកនេះគឺអាចឆ្លងផុតបានយើងគួរតែបំភ្លេចចោលទៅ អាចនឹងយល់បាន តែខ្ញុំមុលនាងវារឿងធម្មតាបែបនេះហើយគឺដូចជាគ្មានភ័យព្រួយអីបន្តិចសោះ ក៏ប្រតែ អ្នកនាងលោកដល់ពេលណាត់គ្នាហើយ អ្នកនៅពេលក្រោយខ្ញុំមកដល់ហើយសួស្ដីលោកយ៉ាងលោកមកដល់ចាំពេលល្អនេះ ឲ្យយ៉ាងយីអ្នកស្នងត្រកូលពុំមកគ្រឹះឆៃបានសួស្ដីលោកគូការពិតដែលមានទេពកោសលអ្នកនាងគូភ្នែកមុតមែនត្មងអ្នកនាងគូមិននិយាយថាលោកឲ្យយ៉ាងគឺជាអ្នកនៅពីក្រោយអ្នកនាងលោកភ្ញៀវដែលភូមិមកគ្រឹះឆៃយើងគោរពបំផុតអាចជួយពេលគាត់គ្មានផ្លូវដើរគឺជាកិត្តិយសរបស់យើងពេលហើយភូមិមកគ្រឹះឆៃបានមានទ្រព្យសម្បត្តិហូរហៀរស្ដុកស្ដំមិននឹងអាចឲ្យអ្នកនាងលូគ្មានលក្ខខណ្ឌបែបនេះ ពីមុនគឺយើងធ្លាប់ជួយគ្នាទៅវិញទៅមក មែនហើយប្រហែលម៉ោងមុននេះអ្នកនាងបានជួយភូមិមកគ្រឹះឆៃម៉ានជើងហើយនៅពេលដែលជប់ជុកភ្លៀងគេចផុតពីការខាត់បងអាចចំណេញរាប់មើល បានហើយពេលនេះចាំមិននិយាយអីទេគឺបានអញ្ជើញលោកអីយ៉ាងមកទីនេះហើយក៏ជួយបន្ថែមដល់ភាគហ៊ុនក្រុមជិញ្ជាយើងមានភាគហ៊ុន12ដង រឿងនេះខ្ញុំយល់ភាគហ៊ុនទាំង3របស់ជិញ្ជាក៏បានមករកខ្ញុំដែរ មកទេត្រីគឺបានស៊ីនុយហើយ អញ្ចឹងខ្ញុំត្រៀមរៀបចំសិនមិនរំខានអ្នកនាងលូទេសូមទោសលាសិនហើយអ្នកនាងលូនាងមានអីទៀតដឹកខ្ញុំមិនដឹងខ្ញុំដូចជាចម្លែកណា លោកកូនលោកកំតាន់អាចប្រញាប់ឯងតិចទៀតលោកនឹងដឹងហើយ
យ៉ាលោកមិនហោះនាងមានមុខមកចូលរួមប្រពៃពិធីនេះដែរលោកក៏ថាខ្លួនឯងជាម្ចាស់កម្មវិធីហើយមែនទេ អ្នកនាងលោកសមត្ថភាពអ្នកនាងលោកសំបីតែឪពុករបស់នាងក៏បានបញ្ជាក់ហើយនាងនឹងសង្ស័យទៀតនេះនាងបានលើកថាម៉េច កូថេងឆាន់ក្រុមហ៊ុនជីងយាក្នុងរយៈពេលប្រហែលម៉ោងសោះខាត់ដល់តែរាប់ម៉ឺនលានចង់បានប្រហែលអ្នកមកគ្រប់គ្រងក៏អត់ប្រយោជន៍ដែរណាលោកថាភ្ញាក់រលឹកទេ មើលទៅគ្រាន់តែដកភាគហ៊ុននាងចេញពីក្រុមហ៊ុនលក់នោះគឺគ្រប់គ្រាន់ដើម្បីឲ្យនាងដឹងកំហុសនោះទេនាងនឹងមានពេលទំនេរមកអុកឡុកនៅទីនេះទៀតទេ អុកឡុកអីនាងមើលងាយលោកវិញហួយខ្ញុំហើយពេលនេះមនុស្សទូទាំងពិភពលោកគេដឹងរួចទៅហើយក្រុមហ៊ុនជីងយាបានដួលរលំនៅសម្ដែងល្ខោនល្អមើលទៀតទេឱកាសល្អបែបនេះខ្ញុំមិននឹងឲ្យខុសទេ ក្រុមហ៊ុនជីងជាដួលមិនក៏ខ្ញុំមិនដឹង នៅមករឹងទៀតព័ត៌មានថ្ងៃនេះភាគហ៊ុនធំទាំង3បានមកជួបជុំគ្នាគឺចង់មកដកក្របពុយស្អុយរបស់នាងនេះចេញនៅស្មានថានាងលាក់បាំងពួកយើងចិត្តទេហើយអាចលាក់បាំងពួកគេតាមមែនទេចាំមើលថ្ងៃនេះយើងចង់ដឹងថាការបកមុខពិតប្រាកដរបស់នាងយ៉ាងម៉េចវិញ អ្នកនាងលោកខ្ញុំដឹងថាគ្រួសារនាងជួបនឹងផលវិបាកនាងកុំគូនក្នុងចិត្តបើបែបនេះគ្រួសារលោកនឹងធ្លាក់លេងត្រឡប់ក្រោយហើយក ូថេងឆាន់លោកធ្វើបាបខ្ញុំពី3ដងដោយសារគេតែលោកចូលចិត្តគេឬមិនក៏ចូលចិត្តមុខមាត់គេតែជាមួយមនុស្សដូចជាគេនេះចាំតែមើលទេភាគហ៊ុនធំទាំង3បកអាក្រាតមុខមាត់គេហើយខ្ញុំក៏ទី1ហើយគឺជាអ្នកបំផ្លាញមុខមាត់របស់គេ ចង់បំផ្លាញមុខមាត់ខ្ញុំគឺមានតែវាយបំផ្លាញមុខមាត់នាងសិន ឯងហ៊ានវាយយ៉ាងផងអី នេះជាតំបន់របស់ខ្ញុំវាយនាងតែពីយ៉ាងម៉េច អ្នកណាមានប៉ះពាល់កូនយើង គឺមានតែវាយបំផ្លាញមុខមាត់នាង ឯ សិ ង ន ហ៊ានវាយយ៉ាងផងអីលោកនេះមួយដូចជាត្រូវគេវាយនេះគេមិនចង់រស់ហើយ ចាំមើលល្ខោនបន្តទៀតទៅលោកវ៉ាន់សុំមកដល់ហើយ ប៉ាខ្ញុំត្រូវគេវាយ អាគេយូរលូទៀតហើយខ្ញុំទទួលស្គាល់គេនេះសំបីតែយើងនេះក៏ចាញ់បោកគេដែរថាគេជាមនុស្សខ្លាំងគឺគេបោកប្រាស់យើងគ្រប់ពេលលោកនិយាយបានន័យថាម៉េចក្រែងនៅស្រុកក្រៅលោកក៏ធ្លាប់ជួបមុខគ្នាដែរឬមួយក៏នៅតែខ្លាញ់ខ្លាយនាយកគូខ្ញុំដឹងថាលោកចង់នៅក្បែរក្រុមហ៊ុនទៀនយាគាំទ្រគេក៏ប៉ុន្តែវាមិនកើតទេប៉ុន្តែដល់ពេលបោះអាក្រាតបានហើយខ្ញុំខ្លាចតែក្រុមហ៊ុនគូលោកក៏រលាយដែរលោកនិយាយបានន័យថាម៉េចហ្នឹងឬមួយក៏អគ្គនាយកលោកយើងលោកការសហការជាមួយនឹងលោកមិនអស់ចិត្តសោកស្ដាយខ្ញុំគិតថាលោកមិនចាំបាច់សោកស្ដាយអ្វីនោះទេព្រោះថាមកពីលោកនឹងប៉ះពាល់គេមុននោះគ្នាល្ងីល្ងើជាមួយគ្នាហើយពួកឯងដែលជួបអគ្គនាយកពិតប្រាកដដែរទេអត់មិនក៏ពួកឯងច្បាស់ម្ល៉េះគេគឺជាអគ្គនាយកក្រុមហ៊ុនជាយាតែខ្ញុំគឺជាអ្នកដែលធ្លាប់ជួបគេហើយគេគ្រាន់តែមើលទៅមុខដូចគ្នាប៉ុណ្ណោះប៉ុន្តែអាកប្បកិរិយាបើប្រៀបធៀបជាមួយគ្នាមើលទៅគឺខុសគ្នាឆ្ងាយណាស់និយាយលោកគឺសំអាងលើតែមាត់លោកគ្នាផតាំងគេគ្រាន់តែនារីអនាម័យនៅក្រុមហ៊ុនយើងទេទាំងអស់គ្នាដែលលើទេរឿងនេះលោកសុងបានបញ្ជាក់ទៅហើយអញ្ចឹងលោកនិយាយអ្វីពេលនេះក៏យើងមិនដឹងដែរចង់ដឹងមិនដឹងក្រុមហ៊ុនទាំងពីររបស់ជីងយាគឺមកជួបជុំនៅទីក្រុងនេះក៏ព្រោះតែចង់បកស្បែកមុខគេបងគ្រប់គ្នាមិនទាន់ដឹងអញ្ចឹងចាំមើលទៅ អញ្ចឹងបើពួកលោកមកអុកឡុកដូច្នេះគឺធ្វើឲ្យពួកយើងអស់សង្ឃឹមខ្លាំងណាស់ ក្រុមហ៊ុនធំទាំង3របស់សហគ្រាសជីនយាបានមកដល់សូមគោរពអ្នកទាំង3 សូមគោរពអ្នកទាំង3ចាំដល់ម្ចាស់ភាគហ៊ុនទាំង3មកដល់ពួកអាចបកអាក្រាតធៀបពិតរបស់នាងហើយពេលនេះនៅមករឹងដែរទៀតទេ បើមើលទៅស្ថានភាពបែបនេះពួកគេមិនមកក្នុងបំណងល្អទេ លោកនាយកគូបារម្ភពីខ្ញុំតាមមែនទេ នាងទៅចិត្តចឹងខ្ញុំមិនឲ្យគេធ្វើបាបនាងទេស្វាគមន៍លោកទាំង3លោកនាយកចាំខ្ញុំបានទេលោកអ្នកដែលអត់បានការត្រូវសហគ្រាសជីងយាកវត្តចោលនោះលោកយិនអាយ៉ាអ្នកដែលមិនពាក់ព័ន្ធចេញឆ្ងាយទៅ លោកលាវលោកបានន័យថាយ៉ាងម៉េច គ្មានន័យយ៉ាងម៉េចទេខ្ញុំគ្រាន់ចង់សួរនៅចំពោះមុខពីថ្ងៃនេះសហគ្រាសជីងយាបានត្រូវខាតបង់តម្លៃ 10000 លានគួរដោះស្រាយជាមួយយើងទេ ហើយនៅទឹកលុយដែលខាតបង់នៅស្រុកគេទៀតនាយកលូនាងគួរតែនិយាយអំពីវិធីដោះស្រាយប្រាប់ភាគហ៊ុននីមួយៗផង បើអញ្ចឹងថ្ងៃនេះពួកអ្នកទាំងអស់គ្នាមិនដេកដល់មែនទេ ប្រសិនបើនិយាយមិនច្បាស់ទេអញ្ចឹងមានទ្វីមកនិយាយព្រោះតែរឿងភាគហ៊ុនមានបញ្ហាខាត់បងដើម្បីឲ្យបានច្បាស់លាស់ឬមួយក៏នាងសម្រេចថាចង់ឲ្យលុយពួកយើងចូលក្នុងទឹកដោយអត់ប្រយោជន៍ទៅ ភាគហ៊ុនធំទាំង3សម្ដែងបែបនេះបញ្ជាក់ថាព័ត៌មាននោះគឺពិតប្រាកដហើយមើលទៅនាយកលូគាត់និយាយមិនខុសទេ ឬមួយក្រុមហ៊ុនជីងជាគឺត្រូវសួយពិតមែន ក្រែងបាញ់មិញនេះឲ្យមានដំណត់ណាស់មែនទេចាំមើលពេលនេះទៅនាងគួរតែធ្វើយ៉ាងម៉េចវិញ នយោបាយថ្ងៃនេះនៅចំពោះមុខសាធារណជនធ្វើអញ្ចឹងមានន័យថាម៉េចទៅបានន័យថាម៉េចខ្ញុំគ្រាន់តែឆក់ឲ្យនយោបាយលូនៅទល់មុខទាំងអស់គ្នានិយាយឲ្យបានច្បាស់ពួកយើងគឺភាគហ៊ុនរបស់សហគ្រាសជីងយានយោគោនេះគឺជារឿងផ្ទៃក្នុងពួកយើងលោកជាអ្នកក្រៅគ្មានសិទ្ធិអីមកតមាត់ទេ ពិតមែនហើយគូធានឈិនលោកស្មានថាលោកជាស្អីជាមួយនឹងក្រុមហ៊ុនយើងទៅជាម្ចាស់ប្រុសមែនទេ នេះមិនមែនជារឿងរបស់លោកទេជាចេញនយោបាយលោកការទៀមទាតូចតាចរបស់យើងដែលនាងអាចបំពេញបានខ្ញុំចាំបាន
លោកមិនមែនជាប្រុសដើរក្រោមកន្ទុយក្បិនមនុស្សស្រីទេពួកឯង អ្នកដែលត្រូវដោះស្រាយគួរតែពួកឯងទេត្រូវដោះស្រាយឲ្យយើងពួកឯងមិនគួរនិយាយអំពីរឿងជំនួយនៅក្រៅប្រទេសថាយ៉ាងម៉េចបានជារលំរលាយមិនសមជាមួយភាគហ៊ុនហេតុអីបានជាដួលរលំ នាងចង់និយាយថាការបង្វិលទទួលការខុសត្រូវទាំងអស់មកឲ្យយើង លោកខ្លួនឯងធ្វើរឿងមិនស្អាតបាត់ផងនៅហ៊ានមកនិយាយទីនថាការខាត់បង់ជំនួយនៅស្រុកគេនោះប្រកាសជាមិនពាក់ព័ន្ធជាមួយពួកលោកមែនទេ អគ្គនាយកលូសំអាងតែសំដីនិយាយនៅចំពោះមុខអ្នកទាំងអស់គ្នាមកចោទប្រកាន់ខ្ញុំបើគ្មានផតតាមមកបញ្ជាក់ទីខ្ញុំជាអ្នកទី1ដែលមិនព្រម ពួកឯងបានធ្វើស្អីនោះក្នុងចិត្តគឺបានដឹងច្បាស់នេះ ដូច្នេះនាយកលោកសូមអញ្ជើញដោះស្រាយឲ្យយើងផងហើយបើចោទប្រកាន់ពួកយើងត្រូវមានផុសតាំងនាងស្មានថានិយាយសម្ដីបែបនេះនាងមិនពាក់ព័ន្ធអ្វីនោះមែនទេ ខ្ញុំចាត់ប្រកាន់លោកមែនទេខ្ញុំមើលទៅពួកលោកនេះកម្រងរួចមកហើយនៅថ្ងៃនេះចាប់ពីថ្ងៃនេះទៅបាននិយាយស្រួលគឺអាចដឹងច្បាស់គឺមានចេតនាមកអុកលោកកន្លែងជើងមែនទេ នាងនិយាយគួរអស់សម្ដៅមែនហើយនាងហ្នឹងគឺជាអ្នកត្រង់ត្រកូលរបស់សហគ្រាសចិញ្ជាមានរឿងធំបែបនេះហើយគឺនាងនៅមិនបកស្រាយប្រាប់ជើងយើងនេះបើជាមករកនាងក៏ដោះស្រាយទៅវិញហ៎យើងស្គាល់នាយកលោកដែលនាំយើងទៅរកភាពរីកចម្រើនមានទេពកោសលគ្រាន់តែគួរឲ្យស្ដាយនៅពេលនេះជំនួយនៅស្រុកគេត្រូវរលាយភាគហ៊ុនធំដួលរលំសហព័ន្ធត្រូវដួលអស់ហើយអញ្ចឹងនាងបកស្រាយឲ្យច្បាស់ទៅ យ៉ាងម៉េចបកស្រាយលេងចេញឲ្យមែនទេ បានចុកឲ្យខ្ញុំនិយាយព្រោះអីមកពីគេការពិតមិនមែនជាអគ្គនាយកលោកពិតប្រកបទេ លើវ៉ាន់ស៊ីរឿងដល់ថ្នាក់នេះទៅហើយនាងមានអីចង់ប្រកែកទៀតទេ លោកចាំបាច់អីមកក្បត់នឹងលោកស្រីអគ្គនាយកបែបនេះគូថេឈិតយើងប្រាប់ឯងឲ្យហើយនេះគឺជារឿងផ្ទៃក្នុងក្រុមហ៊ុនយើងឯងគ្មានសិទ្ធិលោកដៃទេយ៉ាងម៉េចលោកហ៊ានធ្វើមិនហ៊ានទទួលទេរឿងដែលពលលោកអោខ្ញុំមកសហការនេះបើក្រន់បានណានិយាយចេញមកទៅក្បត់ហើយគូថេឈិនឯងប្រសពនិយាយលេងមែនយើងជាភាគហ៊ុនធំរបស់សហគ្រាសចិញ្ជាយើងនេះចង់ឲ្យក្រុមហ៊ុននឹងល្អជាងអ្នកណាទាំងអស់គេអាចជឿសម្ដីឯងទេ យ៉ាងម៉េចនោះលោកគូគ្រាន់តែបាននិយាយលូធ្វើបងឯងប៉ុណ្ណឹងក៏អត់ទៅហើយខ្ញុំដឹងថាលោកចង់ចាក់ដៃជាមួយសម្ព័ន្ធខ្ពស់នោះខ្ញុំក៏អាចយល់ដែរប៉ុន្តែលោកក៏គួរទៅទុកមុខពិតប្រកបរបស់គេដែរផ្លាកនេះមិនអាចឲ្យលោកបានអ្វីនោះទេ ខ្ញុំឆ្លាញ់នាងលូមិនបានពាក់ព័ន្ធអីនឹងឋានៈទេ អាយ៉ាមនុស្សចេតនានេះជ្រាលជ្រៅណាស់ឯងទុកថាទីនេះជាកន្លែងស្អីជាទីលឿនដែលឯងបកស្រាយក្តីស្រឡាញ់តើមែន បា ទេ នហើយលោកឈិតយើងប្រាប់ម្ដងទៀតណាទីនេះគឺជាកន្លែងក្រុមហ៊ុនចិញ្ជាយើងឯងគ្មានសិទ្ធិលោកដៃទេនៅមានទៀតអគ្គនាយកលោកនាងឃ្លាននៅចំពោះមុខបងប្អូនទាំងអស់គ្នាអះអាងសម្ដីដែលខ្ញុំនិយាយជាការពិត ពួកលោកគ្រាន់តែឃើញភាគហ៊ុនដូចពីថ្ងៃនេះខាតបងលើចំនួនតិចតួចគេថាសមត្ថភាពខ្ញុំមិនដូចមុនមែនទេដូច្នេះឲ្យសង្ស័យឋានៈខ្ញុំហី លុយតម្លៃរាប់ម៉ឺននាងនិយាយថាតិចតួចទៀតសម្ដីនាងនឹងហួសហេតុពេកហើយ មិនខុសនោះទេសហគ្រាសចិញ្ជាគឺត្រូវមានគេមានកំណត់ចង់បដូររំលំប៉ុន្តែដូចជាមើលងាយខ្ញុំខ្លាំងពេកហើយភាគហ៊ុនរបស់ចិញ្ជាតម្លៃវានៅក្នុងស្តុកបន្តិចទៀតឡើងភ្លាម ឡើងវិញយ៉ាងមិនដឹងឡើងវិញសម្អាងលើមាត់នាងដឹងអីហើយអ្វីដែលភាគហ៊ុនឡើងនោះគឺនាងយល់សពហើយដឹងទេ កុំប្រញាប់ពេកតែបន្តិចទៀតទេចិត្តដល់ពេលហើយនេះ តម្លៃភាគហ៊ុនឡើងហើយអត់ទៅធ្វើគុណយើងខំតែភ័យការពិតនៅមានទេនេះជាកម្មវិធីល្អណាស់ គ្រួសារឆាយគឺពិតជាពឹងបានមែនទេលោកមិននិយាយថាអូភូមិមកគ្រឹះដែលមានទ្រព្យសម្បត្តិស្រុកស្រំមហាសាលអូចូលមកទេស្ដាប់តាមលោកនិយាយគ្រួសារឆាយម៉ាន់គឺព្រោះតែលោកបានចេញមុខមែនទេប្រកាសហើយមានតែជើងតិចដែលអាចបើកច្រកឋាននរកចេញមកជួយពលុតភ្លើងសហគ្រាសចិញ្ជាបាន ខ្ញុំមើលទៅលោកខ្លាប់ទុំក្រន់បែរឿងបាច់នេះហ៊ានចេញមកខ្លួនឯង នាងនិយាយនេះបាននេះថាម៉េចនាងចង់និយាយថាសហគ្រាសឆៃម៉ានព្រោះតែនាងទៅព្រមលោកដៃចេញមកជួយតើមែនទេ អញ្ចឹងអ្នកទាំងអស់គ្នាស្មានថាមិនខ្ញុំអាចដឹងសហគ្រាសឆៃម៉ានគេចេញមកពេលនេះ នេះចៃដន្យពេកហើយ មិនចៃដន្យទេលោកចាំមើលតែបន្តិចទៅដឹងហើយ មាត់ក្រន់បើបានអញ្ចឹងនាងមានផលតាំងអីអាចបញ្ជាក់បានថាភូមិមកគ្រឹះឆៃម៉ាន់មានតែនាងអត់មានជើងទេនេះគឺជារូបភាពដែលពួកយើងទៅសហគ្រាសជាមួយនឹងគាត់លោកអើយ៉ាងគឺបាននិយាយថានៅគ្រប់គ្រងពួកយើងដូច្នេះហើយមានភាគហ៊ុនយើងថ្ងៃនេះគឺយើងត្រូវតែឡើងដល់កំពូលតែម្ដង ឡើងអានស៊ីនេះមានស្អីនិយាយទៀតគ្រប់គ្នាមកឃើញអស់ហើយមែនទេគេជាមនុស្សបោកប្រាស់ នឹងបញ្ជាក់បានអីទេពួកលោកមិនដឹងថាគេចូលមកចិត្តព្រោះតែជាកំណត់របស់ខ្ញុំ មិនឃើញក្តារប្រជុំបត្រប់ទឹកប្តីទេបាទអញ្ចឹងយើងនឹងឲ្យយើងអស់ចិត្តតែម្ដងយើងបានជើញគាត់មកហើយបើតាមមើលទៅលឺដឹងថាគាត់ចិត្តម្ដងដល់ពេលនោះនាងហ៊ានប្រឈមមុខជាមួយគេទេ រឿងអីថាមិនហ៊ាន បានពេលដែលគេបដលនាងយ៉ាងមិនទៅវិញបាក់មុខបណ្ណាទៅចាំមើល អាឡូលោកឲ្យយ៉ាងហ៎ខ្ញុំសៀវលីសហគ្រាសចិញ្ជាលោកនៅណាខ្ញុំមកដល់ហើយ
បើសិនជាលោកអីយ៉ាងម្ចាស់ភូមិគ្រឹះមកដល់ផ្ទាល់បែបនេះលើកនេះអាចបញ្ជាក់យ៉ាងច្បាស់លាស់ហើយថាអគ្គនាយកលូពិតជាខ្លាំងខ្លាយពិតប្រាកដមែនប៉ុន្តែទៀតនេះលោកអីយ៉ាងនឹងមកដល់ លោកឲ្យយ៉ាងលោកមកហើយអរគុណលោករវល់ខ្លាំងណាស់ក៏បានមកចូលរួមដែរ បេតហើយលោកមកជួយពួកខ្ញុំរហូតលោកគឺជាអ្នកមានថ្លៃថ្នូរម្នាក់ណា លោកលាវនិយាយធ្ងន់ធ្ងរពេកហើយពួកយើងគ្រាន់តែមកជួបគ្នាលើកទី1 លោកអីយ៉ាងគ្រាន់តែជួបមុខគ្នាម្ដងតែភាគហ៊ុនយើងចំណេញបានដល់តែ2ដងឯណោះសង្ឃឹមថាថ្ងៃក្រោយយើងនឹងបានជួបគ្នាញឹកញាប់បន្តិច តាមខ្ញុំមើលមិនចាំបាច់ទេ សុំទោសលោកអីយ៉ាងធ្វើឲ្យលោកសាច់ចំអកហើយគឺផ្ទៃក្នុងរបស់សហគ្រាសយើងមានបញ្ហាបន្តិចបន្តួចតែយើងជិតដោះស្រាយបានហើយតែខាត់មិនអោយលោកអស់សង្ឃឹមលើពួកយើងទេពួកយើងនឹងដោះស្រាយកិច្ចការនេះឲ្យបានល្អមិនអត់មានបញ្ហាទេ ពេលនេះលោកឲ្យយ៉ាងនៅត្រង់នឹងហើយមានអីចង់និយាយទៀត លោកអីយ៉ាងពួកគេថាលោកនឹងចេញដើរជួយសហគ្រាសយើងគឺព្រោះតែពួកគេមកឡើងនិយាយបន្តិចទេតែរឿងរ៉ាវវាយ៉ាងម៉េចដែរ ឲ្យល្មមទៅនេះជាពេលអីទៅហើយហ៊ាននិយាយបែបនេះជាមួយលោកឲ្យយ៉ាងទៀតមិនគោរពហ៊ានប៉ះពាល់គាត់ខ្ញុំរបស់ស្បែកទៀតលោកជាស្អីដែរលោកហ៊ាននិយាយបែបនេះដាក់នាងលូផងហីលោកឲ្យយ៉ាងបានន័យថាមិនដឹងសុំទោសបានន័យថាមិនហីឯស្មានតពួកឯងជាស្អីរហូតដល់គ្រួសារយើងជប់មុខឲ្យនោះក៏ប៉ុន្តែក្រែកម្សិលបីគឺយើងនិយាយគ្នាហើយខ្ញុំនិយាយហើយភាហ៊ុនដែលឡើងចំពោះសហគ្រាសជាជាមិនមែនព្រោះតែលោកទេនាងលូខ្ញុំធ្វើតាមការប្រាប់ខ្ញុំបានដំឡើងភាហ៊ុនដល់ទៅទ្វេគុណខ្ញុំបានធ្វើរួចហើយថាម៉េចហ្នឹងនាងលូនាងផ្ដាំខ្ញុំទាំងប្រមាណខ្ញុំធ្វើរួចហើយ ពិបាកលោកបន្តិច មិនពិបាកទេមួយភូមិគ្រឹះពួកយើងប៉ាបើជូននាងគ្មានសំឡងជារៀងរហូតពិសេសទៀតនៅពេលណាក៏អាចតាមចឹងលោកឲ្យយ៉ាងលោកមានច្រឡំទេដឹងហ៎មិនហើយលោកឲ្យយ៉ាងនាងមិនជានាងលូយើងនោះទេលោកមិននឹងអាចព្រួតតែនាងលោកដៃជួយទៅ សូម្បីតែលោកអីយ៉ាងក៏ត្រូវនាងបោកប្រាស់បានដែរនឹងគាត់ថានាងអាចបោកប្រាស់ពួកយើងបានមែនទេ រឿងមកដល់ថ្នាក់នេះទៅហើយពួកនាងថាខ្ញុំគឺជាអ្នកបបប្រាស់ខ្លាំងបន្លំប៉ុន្តែពួកនាងបានក្បត់នឹងសហគ្រាសជាជាពួកលោកស្មានថាការសម្ដែងលក្ខណៈបែបនេះអាចក្បត់ជាមួយនឹងយើងបានមែនទេមើលស្រាយយើងពេកហើយ នាងជួយប្រេះប្រដាយើងបានសើបយូរណាស់មកហើយនាងមិនត្រឹមតែមិនសហគ្រាសនឹងមិនដេញចេញមិនឲ្យធ្វើអនាម័យទេអូយើងក៏មិនស្គាល់យើងដែរណាពួកលោកមិនជឿគឺមិនអីនោះទេតែមិនមែនបានន័យថាមិនជឿគាត់នោះទេអត់ទេលោកឲ្យយ៉ាងបើគេពពួកស្មារតីលោកយ៉ាងម៉េចប៉ុន្តែយើងបាននិយាយគ្នារួចហើយនិយាយជាមួយពួកឯងក្បត់នាយកលូ លោកអីយ៉ាងតើលោកបានផលប្រយោជន៍អ្វីពីនាងខ្លះទេ ប្រយ័ត្នសម្ដីនេះផងពួកនាងយល់ថាសម្ដីពួកនាងគ្រួសារយើងទុកនៅក្នុងកាយភ្នែកបន្តិចប៉ុន្តែមិនជឿទេមិនជឿថានេះជាគ្រួសារលូទេនិស្សិតកំពូលយើងបានត្រៀមទុករួចហើយ យើងចង់មើលទីនថាពួកឯងមានអីចោទយើងទៀតទេ ចោតអូដៃដែលនាងលក់នឹងមានស្នាមដៃនាងបង្ហាញកដៃនាងមកតើមានស្នាមដៃឬអត់មកយ៉ាងម៉េចខ្លាចហើយមិនហ៊ានណា មកខ្លាចហើយយ៉ាងម៉េចមិនហ៊ានមែនទេនាងគ្មានស្នាមដៅទេនាងមិនមែនអគ្គនាយកលូទេ លេងដៃកម្រួតនាងចេញទេ រឿងដល់ដំណាក់កាលនេះហើយមានអីនិយាយទៀត បានហើយខ្ញុំសារភាពការប៉ັດខ្ញុំមិនមែនអគ្គនាយកលូទេ តើអគ្គស្ដាប់លឺទេគេទទួលស្គាល់ពេញវត្តគឺគេមិននាយកលូទេមិនមែនទេស្ដាប់លឺទេលោកឲ្យយ៉ាងគឺត្រូវគេបោកប្រាស់ហើយស្ដាប់លឺទេលោកឲ្យយ៉ាងលោកត្រូវគេបោកហើយណាណាថាខ្ញុំជួយនាងព្រោះនាងជានាយកលូពួកលោកឲ្យយ៉ាងខ្ញុំមិនយល់នៃលោកទេលោកមិនមានសិទ្ធិស្ដាប់ខ្ញុំបកស្រាយទេនេះនាយកលូបើគ្មានបញ្ហាទេខ្ញុំទៅវិញហើយក ូធីនឈិនលោកឃើញហើយគេបានសារភាពនៅចំពោះមុខលោកហើយលោកក៏ត្រូវគេបោកដែរពេលនេះសហគ្រាសគូគឺត្រូវចូលខុបខិតហើយ ខ្ញុំឆ្លាញ់នាងលូដើមឡើយគឺមិនមែនមកពីនាងជាអគ្គនាយកមានសិទ្ធិគ្រប់គ្រងស្អីនោះទេគឺនាងជានាងលូទោះបីជាសហគ្រាសគឺយើងដែលទទួលផលវិបាករឿងអត់ទៅនេះ ប៉ັດចាំមិនស្គាល់ស្លាប់រស់មែនតើនាងបានប្រើស្អីបង្កគេទៅប្រាប់មក លោកលឹងវិញបើនាងប៉ះពាល់នាងទៀតខ្ញុំមិនលើកលែងនាងនោះទេពួកឯងក៏បានចិត្តពេកថ្ងៃនេះពួកឯងត្រូវចប់ហើយទាំងអស់គ្នាមិនស្ដាប់ឮទេនាងថានាងមិនមែនជានាយកលូគឺគ្រាន់តែជាអ្នកបន្លំតែប៉ុណ្ណោះទេសហគ្រាសជាជាជើងនេះគឺមិនគោរពពួកឯងទេចំពោះតំណែងសហគ្រាសនេះដូច្នេះហើយយើងត្រូវតែឲ្យនាងចុះចេញពីតំណែងមែនហើយនាយកលូ ទៅហើយត្រូវតែចុះចេញពីតំណែងទៅចុះពីតំណែងទៅចុះពីតំណែងទៅ អ្នកណាគេឲ្យយើងចុះពីតំណែងអ្នកណាគេឲ្យយើងចុះពីតំណែង មិនក៏មានលូវ៉ាន់ស៊ីពីរនាក់ នេះមិនមែនលោកវ៉ាន់ស៊ីទេនេះឈ្មោះថាលោកវ៉ាន់ហួរគឺនាងត្រូវរៀបការជាមួយលោកប៉ັດប្រកាន់លោកខ្ញុំគ្រាន់តែជួយលោកវ៉ាន់ហួរមកដំណើរការឬមង្គលការលោកតែប៉ុណ្ណោះ ក្រែអគ្គនាយកលូនៅស្រុកគេថាមែនទេដំណឹងលោកត្រូវដែរអត់ ទៅភ័យអីទៅបើគេមកមែននោះទៅចំពេលហើយ បាញ់មែនតាអ្នកណាគេដែលឲ្យខ្ញុំចុះពីតំណែង អ នោះ គ្គនាយកលូមកហើយនាងមកហើយនោះបញ្ជាក់ថានាងនាំស្រីអារ៉ាត់អារីមកតើជាការពិតទេ លីសិនតុងលោកនិយាយផ្ដេសផ្ដាស់ មិនឲ្យនិយាយយ៉ាងម៉េចទៅបើនាងទៅរកខ្មោចបោចំនួនគឺធ្វើឲ្យសហគ្រាសយើងច្បុកច្បល់នៅធ្វើឲ្យសហគ្រាសយើងដួលរលំទៀតផងពួកយើងគួរនិយាយគ្នាអត់ មនុស្សខ្មោចអ្នកណាគេថាខ្ញុំទៅយកមនុស្សខ្មោច នាយកលូរឿងនៅចំពោះមុខហើយគេនិយាយថាគេគឺជាអ្នកខ្លាចបន្លំរឿងនេះនិយាយយ៉ាងម៉េចឲ្យគេជឿទៅ លោកស្រីអគ្គនាយកលោកមិនមែនយកអ្នកផ្សេងមកជំនួសលោកស្រីទេមកតែនាង
អាចជួយឲ្យសហគ្រាសផុតភ័យបាន សហគ្រាសជាយាមិនមែនមានតែឯងម្នាក់ទេ សហគ្រាសជាជាការប៉ັດមិនមែនខ្ញុំម្នាក់ទេសហគ្រាសជាជាការសិទ្ធិ%គឺសុទ្ធតែជារបស់គ្រួសារលូដូច្នេះហើយនាងក៏ជាអ្នកស្នងទៅកូនលូដែរហើយគេក៏ជាប្អូនស្រីបង្កើតរបស់ខ្ញុំដែរគឺលូវ៉ាន់ស៊ី នាងគឺជាអ្នកស្នងតកូលលូគឺជាអ្នកនាងលូវ៉ាន់ស៊ី ទោះបីជានាងជាគ្រួសារលូតាំងពីចាំមិននាងមានសមត្ថភាពអាចដឹកនាំសហគ្រាសជាយាទេកុំឲ្យធ្លាក់ក្នុងដៃរបស់អ្នកដទៃរឿងដែលមិនអាចទៅរួចកុំនិយាយគឺអគ្គនាយកលូនាងនេះឬមួយក៏ជាអ្នកលឺពីណាមកទេថា នេះសន្តឹងបើកុំតែបាននាងទី2ខ្ញុំអញ្ចឹងឲ្យគ្រួសារឆៃម៉ានចេញមុខមកទេនោះជាសហគ្រាសជាយានោះប្រកាសជាដួលយូរណាស់មកហើយ អាយ៉ាសុំពីយាខ្ញុំដឹងនាងស្មោះត្រង់អគ្គនាយកលូជាងគេគឺជាឆ្កែដ៏ស្មោះម្នាក់គឺមិនអាចមកមានជាព្រោះដាក់គេទេបែរទេគឺនាងដឹងថាសមត្ថភាពគេមិនគ្រប់គ្រាន់មិនមកចោលប្រកាន់ពួកយើង ចាស់ប្រកាន់ នាយកលូយើងគឺមានពាក្យហូតធំរបស់សហគ្រាសជាយាគឺពួកយើងមិនអាចមើលលុយរបស់ពួកយើងទៅខាត់បងនោះទេអាយ៉ាគឺនិយាយបែបនេះត្រូវមានផោះតាំង ប៉ុន្មានហើយកុំចាប់ប្រកាន់ផ្ដេសផ្ដាស់បើអញ្ចឹងបញ្ជាមួយនេះខ្ញុំត្រូវគិតពីអ្នកណាទៅជានាងឬមួយក៏ជាទេអគ្គនាយកលេងនាងនឹងមានមុខមួយនិយាយធ្វើដូចជាតំណងទៀតរឿងនៅផ្នែកកណនីគុំនោះនាងច្បាស់ជាងអ្នកណាទាំងអស់សងពេញគៀន នាងចង់វាយមនុស្សរបស់ខ្ញុំចង់ស្លាប់មែនទេស្លាប់នៅចំពោះមុខខ្ញុំហើយនៅតបតមកទៀតទេពួកលោកស្មានថាខ្ញុំមិនដឹងពេលដែលខ្ញុំមិននៅមួយរយៈនេះតាមមែនទេ អគ្គនាយកលូមិននៅមួយរយៈទៅទៅរកអ្នកដែលក្បត់ប្រមូលផាត់តាំង លូវ៉ាន់ហកខ្ញុំប្រាប់នាងណានាងមានផោះតាំងយើងឆាប់យកចេញព្រាមមកបើមិនអញ្ចឹងទេចប់ហើ សំ យ ពេញយីនឆាប់យកផាត់តាំងដែលមានឲ្យគេមើលឃើញនៅភ្នែករបស់គេទៅ មួយគឺពួកលោកបានតាក់ទងសហការគ្នាចង់កាន់តំណែងសហគ្រាសជាយានេះគឺជាអ្នកដែលពួកលោកតំណែងតំណងសហការគ្នាជាមួយ TM នៅឯស្រុកក្រៅចង់លេបតបាក់កម្រងនៅស្រុកក្រៅពេលនេះមានពាក្យអ្វីដើម្បីនិយាយទៀតទេ សុំទោសខ្ញុំគ្រាន់តែឈួតលីលៀងមួយ អ ទេ គ្គនាយកលូគឺពួកគេកុហកខ្ញុំមិនបានចង់ប្រឆាំងជាមួយនឹងអគ្គនាយកទេអគ្គស្រ័យខ្ញុំម្ដងទៅអគ្គស្រ័យខ្ញុំផងចាប់គេទៅអគ្គនាយកលូ លូវ៉ាន់ហកយើងធ្វើចិត្តឲ្យល្អបន្តិចទៅខ្ញុំទទួលស្គាល់ខ្ញុំប្រកួតមិនឈ្នះប៉ុន្តែយើងមិនសុខចិត្តទេ ចារឹកមិនបានប្រហែលនឹងសត្វឆ្កែផងហ៊ានមកដំឡើងមកពងខដាក់ខ្ញុំទៀតទេនិយាយចាប់អូគេចេញទៅកុំឲ្យគេជន់គ្រួសារយើងទៀតគេអស់ទាំងអស់ទាំងប្រមាណទៅបញ្ចុកតែទាំងអស់ប្រកាសចេញទៅ យើងចេញយើងដាក់ខ្លួនឯង អគ្គ បា នា ត់ យកគេអុកខ្ញុំចាក់ទឹកទេអគ្គនាយកលូthôiខ្ញុំផង ថយចេញ លោកលូ នាយកលូខ្ញុំដឹងគឺខុសមួយជំហានហើយនោះគឺអាចស្លាប់តែមិនបាច់បារម្ភទេពីថ្ងៃនេះទៅខ្ញុំគ្រួសារលោកចេញពីក្រុងនេះគឺមិនចូលក្រុងនេះមួយជំហានទៀតទេគ្រាន់តែសូមអគ្គនាយកកុំឲ្យគ្រួសារលោកយើងគ្មានផ្លូវដើរអី ទឹកបង បិទមកទៅ បានហើយ អរគុណមក កូនទីចិនខ្ញុំស្អប់លោកណាស់ពួកឯងនៅទីនេះមកដល់ណាទៀតមិនបញ្ចៃផ្លូវទៀតទេ លើកនេះអរគុណអញហើយណាបងអូនស្រីប្រហែលឆ្នាំនេះឯងនៅខាងក្រៅនឿយហត់ហើយពេលនេះយើងតំណាងឲ្យគ្រួសារលូស្វាគមន៍ឯងជួបផ្ទះយ៉ាងពិតប្រាកដផ្ទះលោកកូនសំតបផងនេះដែលលាក់លោកយ៉ាងយូរប៉ុន្តែខ្ញុំជឿជាក់ពេលនេះលោកក៏ឃើញហើយដែរអ្នកដែលការជាមួយលោកពិតប្រាកដនោះគេជាបងស្រីរបស់ខ្ញុំលោកវ៉ាន់ហោដែលជាសហគ្រាសជាអគ្គនាយកលោកពិតប្រាកដអគ្គនាយកគូសំតបផងនេះរឿងនេះលាក់បាំងលោកយូរហើយលោកកូនបើលោកស្ដាយក្រោយនោះពេលនេះខ្ញុំអាចតែរកស្លាកខណ្ឌដើម្បីដោះស្រាយលិលាបាន អ្នកណាថាលេខនេះ ប៉ុន្តែ អគ្គនាយកលូមិនសុំទោសខ្ញុំទេខ្ញុំទេតែគួរអរគុណនាងបញ្ជូនបដោចិត្តឲ្យមកក្បែរគ្រូខ្ញុំមានតម្លៃណាស់អារម្មណ៍នឹងតំណែងឋានៈនៅក្នុងបេះដូងរបស់ខ្ញុំនាងមានឋានៈទៅមួយគុណគឺជាលោកស្រីគូ លោកមិនស្ដាយក្រោយទេ ស្ដាយក្រោយដែលមិនធ្លាប់បានជួបនាងស្ដាយក្រោយពេលដែលនាងធ្វើអនាម័យត្រូវគេធ្វើបាបខ្ញុំមិនបានការពីនាង